ពាក្យថាការអវត្តខ្លួនមានន័យថាធ្វើឲ្យខ្លួនឯងប្រសើរឡើងពាក្យថាប្រសើរឡើងហ្នឹងវាមានន័យទូលំទូលាយច្រើនណាស់វាតាមគេថាតាមផ្នែកតាមលំដាប់សំខាន់របស់វាឧបមាថាភាពប្រសើរឡើងនៃសុខភាពភាពប្រសើរឡើងនៃការគិតភាពប្រសើរឡើងនៃទំនាក់ទំនងភាពប្រសើរឡើងនៃសមត្ថភាពការងារភាពប្រសើរឡើងនៅក្នុងទំនួលខុសត្រូវភាពប្រសើរឡើងគុណភាពជីវិតនៃការរស់នៅឧបមាដូចជាហិរញ្ញវត្ថុទំនាក់ទំនងគ្រួសារឃើញទាំងអស់ហ្នឹងគឺអភិវឌ្ឍខ្លួនគឺអភិវឌ្ឍទាំងអស់ហ្នឹងសួរថាអភិវឌ្ឍផ្នែកណាអភិវឌ្ឍផ្នែកណាដែលសំខាន់នឹងបន្តមុនគេហើយផ្នែកខ្លះទេសំខាន់តែមិនបន្តក៏យើងត្រូវតែធ្វើវារាល់ថ្ងៃដែរឥឡូវឧទាហរណ៍ផ្នែកអីគេតកតងសុខភាពជាកិច្ចការមួយដែលអត់បន្តទេបើយើងអត់ឈឺតែវាសំខាន់អញ្ចឹងគេធ្វើម៉េចគេធ្វើវារាល់ថ្ងៃអញ្ចឹងដូចសំលុយអញ្ចឹងសំលុយសួរថាបន្តអត់បន្តទេព្រោះអត់មានណាគេសំលុយបន្តកើតទេតែគេធ្វើវារាល់ថ្ងៃមួយថ្ងៃតិចយូរទៅនឹងបានឃើញលទ្ធផលសុខភាពក៏ដូចគ្នាដែរអញ្ចឹងការអភិវឌ្ឍពេលខ្លះកន្លែងខ្លះគឺបន្តគឺត្រូវធ្វើឲ្យបានលឿនកន្លែងខ្លះទៀតមិនបន្តនេះឲ្យតែសំខាន់គឺយើងត្រូវតែធ្វើអាផ្នែកខ្លះទៀតអត់សំខាន់នេះយើងអត់ចាំបាច់ធ្វើក៏បានដែរអូខេអញ្ចឹងមានន័យថាសុខភាពវាអត់បន្តទេប៉ុន្តែក៏វាសំខាន់អញ្ចឹងយើងនឹងមិនមែនក៏អានឹងសំខាន់ហ្មងប៉ុន្តែទូទៅមិនបានយើងមើលអត់ឃើញវាបន្តព្រោះមនុស្សយើងមិនដែលឈឺភ្លាមទេមុនចេញលទ្ធផលមកថាទៅនោមផ្អែមអញ្ចឹងលើសជាតិស្ករយូរហើយបានទៅនោមផ្អែមណាដើម្បីខូចកលៀនហ្នឹងទោះថាយើងញ៉ាំអីឬក៏ត្រឡប់រស់នៅបើយើងអត់ល្អយូរហើយបានទៅជាបញ្ហាកលៀនវាករណីតែយើងមាន genetic ពីកំណើតដែលវាហុចលទ្ធផលលឿនអញ្ចឹងប៉ុន្តែបើជាមាន genetic ពីកំណើតដល់បើយើងដឹងមុនណាក៏យើងអាចបកការវាគ្រាន់បើជាងមុនដែរអញ្ចឹងមកគេថាសុខភាពជាការអភិវឌ្ឍខ្លួនដែលសំខាន់តែមិនបន្តនេះដែលទាមទារឲ្យយើងធ្វើតាំងពីមិនតមានបញ្ហាចុះយើងធ្វើយ៉ាងម៉េចទៅដឹងថាការអភិវឌ្ឍខ្លួនហ្នឹងវាប្រកបដោយគុណភាពឬក៏ប្រសិទ្ធភាពខ្ពស់យើងអាចយកអីមកថ្លឹងឬក៏វាស់វាដែរសំខាន់យើងចង់បានអីគេយើងវាស់គុណភាពខ្លួនយើងគេឧទាហរណ៍ថាបើយើងអត់ឈឺទេសុខភាពល្អយើងប្រកាសដឹងថាការអភិវឌ្ឍខ្លួនយើងផ្នែកសុខភាពគឺល្អហើយអត់អីទេអាចថាត្រឡប់ការរស់នៅកីឡារបស់យើងល្អតែពិនិត្យមើលសុខភាពហិរញ្ញវត្ថុវិញថាតើយើងមានហិរញ្ញវត្ថុប្រសើរអត់បើអត់ទេមានន័យថាយើងត្រូវធ្វើការអភិវឌ្ឍខ្លួនទៅលើសុខភាពហិរញ្ញវត្ថុតមកទៀតយើងអាចពិនិត្យលើការងារយើងវិញថាតើនៅក្នុងការងាររបស់យើងនេះកាតព្វកិច្ចយើងរាល់ថ្ងៃហ្នឹងយើងធ្វើបានល្អនៅបើធ្វើអត់តបានល្អទេមានន័យថាយើងត្រូវតែធ្វើទៅលើនឹងទៀតហ្នឹងហើយអញ្ចឹងយើងពិនិត្យមើលគ្រប់ផ្នែកណាដែលសំខាន់ព្រោះផ្នែកខ្លះមិនជាសំខាន់ប្រហែលទេឥឡូវមកថាសមត្ថភាពក្នុងការផឹកបើយើងមិនមែនជាអ្នកអាជីពផឹកអីទេយើងអត់ចាំបាច់ធ្វើអភិវឌ្ឍខ្លួនលើផ្នែកហ្នឹងក៏បានដែរហ្នឹងហើយអញ្ចឹងយើងត្រូវពិនិត្យមើលស្អីដែលជាកាតព្វកិច្ចរបស់យើងហ្នឹងបើយើងជាសិស្សកាតព្វកិច្ចធំមួយគេគឺតកតនការសិក្សារបស់យើងអញ្ចឹងបើសិនជាការសិក្សារបស់យើងបានល្អទេយើងត្រូវអភិវឌ្ឍខ្លួនលើផ្នែកហ្នឹងប៉ុន្តែជារួមហ្មងពាក្យថាគេយកពាក្យអភិវឌ្ឍខ្លួនយំនិយាយច្រើនបច្ចុប្បន្នគេផ្ដោតទៅលើហិរញ្ញវត្ថុច្រើនជាងគេព្រោះហិរញ្ញវត្ថុវាតកតងគ្រប់ផ្នែកទាំងអស់វាជាចំណុចកណ្ដាលរួមមួយកាលណាតែការងារយើងល្អហិរញ្ញវត្ថុយើងក៏ខំបានដែរការងារយើងអន់ហិរញ្ញវត្ថុរបស់យើងក៏ពិបាកដែរសុខភាពយើងអន់ហិរញ្ញវត្ថុរបស់យើងក៏អត់ល្អដែរសុខភាពយើងល្អហិរញ្ញវត្ថុយើងក៏ប្រសើរដែរស្អីយើងអត់មានត្រូវចំណាយលុយទៅព្យាបាលយើងមានពេលធ្វើការមានអីគ្រប់គ្រាន់អញ្ចឹងវាជាចំណុចកត្តាមួយដែលគេច្រើនហើយយកវានឹងជាការវាស់ស្ទង់ផ្នែកមួយចឹងទៅអញ្ចឹងបានគេចំណាំនិយាយថាបើយើងចង់បានប្រសើរអភិវឌ្ឍខ្លួនដល់ពេលអញ្ចឹងគេវាស់ទៅលើនឹងពុទ្ធសាសនាស្អីក៏ត្រូវការហិរញ្ញវត្ថុនឹងយកទៅប្រើដែរយល់ទេនិយាយតើទៅមួយហិរញ្ញវត្ថុហ្នឹងខ្ញុំចាំពាក្យជារនមួយនិយាយថាសមត្ថភាពអីគេប្រាក់ខែយើងមិនអាចលើសពីសមត្ថភាពយើងធំទៅអត់គ្រប់ហ្នឹងហើយគាត់ប្រើពាក្យទលំទលាយច្រើនតិចគាត់មិននិយាយប្រាក់ខែជាចំណូលពាក្យថាចំណូលមិនប្រកាសថាប្រាក់ខែអ្នកខ្លះគាត់មិនមែនជាប្រាក់ខែគាត់ជាប្រាក់ម៉ោងអីចឹងទៅឬក៏ជា project អីចឹងទៅអ្នកខ្លះទៅគាត់ជាលុយតែគាត់រកស៊ីបានអីចឹងទៅចឹងវាខុសគ្នាអញ្ចឹងគេរាប់តែចំណូលមួយម៉ាត់មានន័យថាធ្វើមិនក៏ដោយតែបានលុយមកហ្នឹងណាវាអត់អាចលើសពីសមត្ថភាពតែយើងមានទេអញ្ចឹងជាម្រងគាត់និយាយថាបើយើងចង់បង្កើនចំណូលចឹងមានតែគ្រប់គ្នាទាំងអ្នកធ្វើការទាំងអ្នករកស៊ីទាំង freelance ទាំងអីទាំងអស់ចង់បង្កើនចំណូលផ្ដោតលើការបង្កើនសមត្ថភាពតែសមត្ថភាពកើនចំណូលនឹងកើនដោយខ្លួនឯងចុះបើយើងអាហ្នឹងតើទៅមួយសមត្ថភាពគ្រប់គ្រងវត្ថុដែរបើយើងមានហើយចំណូលខ្ពស់ហើយតែយើងអត់មានសមត្ថភាពគ្រប់គ្រងវាអាចនឹងទៅវិញដែរលោកគ្រូជាទូទៅចំណូលខ្ពស់ដែលយើងអត់មានសមត្ថភាពវាកើតឡើងតែហេតុផលមួយឯងគេហៅថាឆៃដតដល់បែបណាវិញគ្រូឆៃដតដល់មកថាត្រូវឆ្នោតអីចឹងទៅហ្នឹងចុះកាមានជីដូនជីតាណាឧទាហរណ៍ណា
ជាដូនជាតាណាដូចក្នុងរឿងគេលេងអញ្ចឹងហៅឃើញយើងជាចៅបកាត់អញ្ចឹងទៅផ្ទេរមរតកឲ្យយើងអញ្ចឹងទៅណាចៃដល់អញ្ចឹងបើមិនអញ្ចឹងទេដើរតតប៉ះកាបូបលុយអីគេបោះចោលលើណាទៅហើយបានលុយមកពេអញ្ចឹងទៅក្នុងរឿងគេលេងតែចៃដល់នេះវាកម្រតែបើករណីត្រូវឆ្នោតវាអាចមានដែរអញ្ចឹងលុយទាំងអស់ហ្នឹងគឺជារឿងលុយឆៃដល់នេះអញ្ចឹងយកមកក៏ទុកអត់បានណាដែរព្រោះកាលណាយើងអត់មានសមត្ថភាពផងយើងមិនហៅបានច្រើនកើតយល់ទេហុចសមត្ថភាពហ្នឹងវាមានពីរទី1សមត្ថភាពរកចំណូលទី2សមត្ថភាពគ្រប់គ្រងលុយដែលរកបានកាលណាតែសមត្ថភាពយើងអត់មានសមត្ថភាពគ្រប់គ្រងយើងរកលុយបានច្រើនក៏ដោយក៏លុយនឹងអត់នៅដែរតែខ្វះអីមនុស្សដែលអាចរកលុយបានច្រើនមានសមត្ថភាពរកលុយនៅពេលដែលគាត់មានគេហៅថាជំនាញចំណេះជំនាញខ្ពស់ហើយឲ្យតែចំណេះជំនាញប្រពុះគឺគាត់រកចំណូលបានច្រើនឧទាហរណ៍ដូចជាអតីតកីឡាករអាជីព Mike Tyson ចឹងនៅពេលដែលគាត់ស្ថិតក្នុងវ័យមួយដែលគាត់កម្លាំងគាត់សុខភាពគាត់ល្អចំណេះជំនាញគាត់ខ្ពស់គាត់រកចំណូលបានច្រើនតែគាត់អត់មានសមត្ថភាពក្នុងការរក្សាលុយដែលរកបានចុងក្រោយលុយនឹងក៏អស់ទៅវិញហុចមិនមែនតែគាត់ច្រើនទេនៅក្នុងអ្នកសិល្បៈក៏ច្រើនដែរមិនចាំតែបរទេសខ្មែរយើងក៏មានច្រើននៅពេលដែលគាត់គេថាដល់កម្រិតកំពូលគាត់រកចំណូលបានច្រើនគាត់សម្បូរសបាយគាត់ដល់ក្រោយមកគាត់គ្រប់គ្រងអាលុយដែលរកបាននឹងអត់បានរក្សាវាអត់បានណាដល់ពេលគាត់សុខភាពគាត់ធ្លាក់ចុះគាត់ធ្វើអីឡើងកើតគាត់បាត់អាចំណូលចូលមកពុបវិញអាលុយដែលគាត់រកបាននឹងគាត់អត់បានគ្រប់គ្រងវាអត់មាននឹងធ្លាក់ខ្លួនក្រទៅមកយល់គ្រូអញ្ចឹងអ្នកដែលជោគជ័យផ្នែកហិរញ្ញវត្ថុហ្នឹងក៏ចេះពីរបៀបរកចំណូលច្រើនហើយក៏ចេះគ្រប់គ្រងដែរហ្នឹងហើយបើសួរថាពីរហ្នឹងមួយណាសំខាន់ជាងវិញមួយណាសំខាន់ជាងអាគ្រប់គ្រងសំខាន់ជាងរកបានទៀតយើងមើលចាស់ចំនួនមុនណាចំណូលអត់ច្រើនទេយើងមើលនៅតាមស្រុកស្រែចកាអីគាត់អត់មានចំណូលច្រើនទេតែគាត់បង្កើតគ្រប់គ្រងចំណាយវិញគាត់អត់ដែលទិញអ្វីដែលជារបស់អត់ចាំបាច់ទេអញ្ចឹងសួរតែគាត់ដែលមានបញ្ហាហិរញ្ញវត្ថុគាត់អត់ដែលមានទេព្រោះថាគាត់អត់ដែលទៅទិញអ្វីដែលអត់ចាំបាច់ទិញអូខេយើងដែលឃើញចាស់ខ្លះគាត់អត់មានចំណូលផងខ្លះបានតែដោយសារតែកូនចៅឲ្យឬក៏ដាំតំណាំតិចតួចនៅក្រោយផ្ទះគាត់អីគាត់សួរគាត់ដាច់លុយគាត់ដែរទេមិនដូចយើងក្មេងៗខ្លះរកបានមួយខែរាប់រយតែជាពាក់គេបើយើងទៅបងលុំតោបងលុះទូរស័ព្ទបងនេះបងនោះអត់ឈប់អីចឹងទៅចូលហាងថ្លៃផឹកកាហ្វេ brand ទៅទិញកៅអៅថ្លៃចឹងទៅតែយើងវាប៉ះពាល់សុខភាពហិរញ្ញវត្ថុមកដោយសារយើងចំណាយទៅលើរឿងដែលអត់ចាំបាច់ច្រើនពេកអូខេត្រឡប់មកបកប្រធានបទអភិវឌ្ឍសមត្ថភាពវិញអញ្ចឹងតើសកម្មភាពអីខ្លះដែលយើងអាចកំណត់ថាវាជាសកម្មភាពដែលកំពុងព្យាយាមអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនយើងលោកឥឡូវយើងដកករណីទូទៅចេញយើងនិយាយករណីពិសេសវិញករណីទូទៅដូចសុខភាពដូចអីណាក៏ត្រូវទៅធ្វើដូចគ្នាដែរតែករណីពិសេសហ្នឹងគឺត្រូវស្គាល់ទី1កាតព្វកិច្ចយើងជាអីហ្នឹងហើយត្រូវដឹងខ្លួនយើងជានរណាសិនព្រោះកាលណាយើងដឹងខ្លួនយើងជានរណាបានយើងដឹងតែកាតព្វកិច្ចយើងគេហើយយើងអភិវឌ្ឍទៅលើហ្នឹងឥឡូវឧទាហរណ៍ដូចគ្រូជាគ្រូបរិញ្ញាជាអ្នកដឹកនាំអីមួយចឹងទៅសមត្ថភាពសំខាន់គឺសមត្ថភាពតាក់ទងទៅនឹងទស្សនវិស័យតាក់ទងទៅនឹងការលិតថ្មិចដើម្បីឲ្យស្ថាប័នវាទៅមុខទាត់បាល់មិនមែនជាកាតព្វកិច្ចទេចឹងទោះបីជាទាត់បាល់ឲ្យបកែជាងគេទៀតក៏វាអត់មានតម្លៃប្រហែលដែរយល់ទេមួយទៀតយើងជាអ្នកដឹកនាំស្ថាប័នមួយចឹងទៅយើងខំវាយវាបកែយើងខំមកវាយវាបកែអញ្ចឹងសួរថាអាវាយវាបកែនឹងមកជួយកាតព្វកិច្ចយើងអត់ត្រូវទេយល់ទេអញ្ចឹងការអភិវឌ្ឍសមត្ថភាពនឹងគឺទី1ត្រូវស្គាល់ខ្លួនឯងទី2ស្គាល់កាតព្វកិច្ចខ្លួនឯងហើយអភិវឌ្ឍទៅលើជំនាញដែលតកតទៅនឹងខ្លួនឯងអាហ្នឹងជាការអភិវឌ្ឍសមត្ថភាពអាហ្នឹងដូចជាឧទាហរណ៍រឿងមួយស្រាប់ចឹងមានបរិបទ2នាក់ម្នាក់អ្នកខ្វៀលជាមម្នាក់អ្នកកាប់អុសអ្នកកាប់អុសទៅអង្គុយលេងមួយអ្នកខ្វៀលជាមមួយថ្ងៃទល់ល្ងាចដូចគ្នាអ្នកខ្វៀលជាមគេញ៉ាំឆ្អែតស៊ីឆ្អែតតែអ្នកកាប់អុសបានអស់ហើយព្រោះតួនាទីពីរនឹងផ្សេងគ្នាតួនាទីអ្នកខ្វៀលជាមគ្រាន់តែអង្គុយមើលជាមឲ្យបាត់គឺគ្រប់គ្រាន់ដែរហើយជាមស៊ីឆ្អែតតែយើងអ្នកកាប់អុសយើងត្រូវការអុសឃើញទេអញ្ចឹងយើងទៅអង្គុយលេងមួយអ្នកខ្វៀលជាមមានតែយើងបោះបង់កាតព្វកិច្ចរបស់យើងអត់បានអភិវឌ្ឍខ្លួនឯងយល់ទេតែបើអ្នកខ្វៀលជាមបើមិនខ្វៀលជាមទៅកាប់អុសខុសវិញបាត់ជាមតែមួយអុសនឹងគាត់ចង់យកមិនអាចយកមកទូទាត់គ្នាបានទេបាទអញ្ចឹងមុននឹងអភិវឌ្ឍសមត្ថភាពហ្នឹងតើស្គាល់ខ្លួនឯងប៉ុន្តែដូចជាមួយចំនួនដូចជាពិសេសនេះសិស្សទៅចាប់ទី12ឬក៏និស្សិតហ្នឹងមានន័យថាព្យាយាមកំពុងអភិវឌ្ឍហើយប៉ុន្តែដូចជាអត់ទាន់ស្គាល់ខ្លួនឯងច្បាស់ជាទូទៅមនុស្សយើងស្គាល់ខ្លួនឯងតាមកម្រិតអត់ចាំបាច់ត្រូវច្បាស់រហូតទេព្រោះយើងអត់ដឹងថាពេលណាដែលច្បាស់ព្រោះមនុស្សយើងប្រែប្រួលជានិច្ចអញ្ចឹងសួរថាម៉េចគឺយើងផ្ដោតទៅលើបច្ចុប្បន្នភាពយើងជាអ្នកណាឧទាហរណ៍ថាឥឡូវនេះយើងសិស្សវិទ្យាល័យទី11 12អញ្ចឹងថាអញ្ចឹងសួរថាយើងចាំបាច់ទៅផ្ដោតរឿងរលុយឲ្យណាចាប់ជំនាញធ្វើយើងអត់ដឹងទេអញ្ចឹងផ្ដោតទៅមិនប្រឡងអត់ឲ្យបានទេល្អទៅគឺបាន
ខេដល់ពេលចប់មកចូលមហាវិទ្យាល័យចូលមហាវិទ្យាល័យយើងក៏អត់ដឹងច្បាស់ធ្វើអីរើសតែសាលាដែលយើងចូលចិត្តរៀនឲ្យប៉ាកែទៅគ្រប់គ្រាន់ហើយឃើញបើសិនរៀនហើយចាប់ដាក់ដឹងតែខ្លួនឯងចូលចិត្តធ្វើអីទៅធ្វើអានឹងមួយទៀតទៅធ្វើឲ្យល្អទៅគឺគ្រប់គ្រាន់ហើយព្រោះមួយជីវិតយើងអត់មានអ្នកណាធ្វើតែតែទេបាត់រហូតព្រោះដោយសារទោះបីយើងមិនឈប់ក៏សង្គមប្រឈប់យើងឲ្យយើងធ្វើតែផ្លាស់ប្ដូរចាំអត់ជំនាន់មុនយើងប្រើទូរស័ព្ទចុចប៊ូតុងមិនអញ្ចឹងតែឥឡូវម្នាក់ៗមិនក៏អត់ប្រើចុចប៊ូតុងមកនាំទៅប្រើ touch screen ព្រោះសង្គមរុញយើងមកអញ្ចឹងដល់ខ្លួនឯងតោះណាគឺយើងត្រូវតែសុំឲ្យរបៀបរបបការរស់នៅម្ហូបអាហារក៏អញ្ចឹងដែរត្រូវតែផ្លាស់ប្ដូរដល់ខ្លួនឯងអញ្ចឹងយើងមិនបាច់ចាំគិតឆ្ងឹកច្រើនពេកទេគិតថាបច្ចុប្បន្នហ្នឹងស្អីគេសំខាន់ចំពោះយើងអាណាជាការងាររបស់យើងធ្វើអាហ្នឹងមិនបាច់ចាំតែធ្វើអាណាដែរមិនមែនជារបស់យើងអូខំតែគិតអីណានេះឆ្លងអត់ផងគឺយើងមិនដឹងអញ្ចឹងអ្វីដែលយើងដឹងហ្នឹងអាហ្នឹងជារបស់ដែលប្រវត្តិចាំបើសិនជាថ្ងៃក្រោយដូរតាមថ្ងៃក្រោយទៀតថ្ងៃហ្នឹងចូលចិត្តញ៉ាំចេកមិនគាត់ថាស្អែកឡើងចូលចិត្តនិយាយចេកទៀតណាមិនចឹងគឺបើចូលចិត្តញ៉ាំចេកថ្ងៃហ្នឹងសិន ចូលដូចឥឡូវវាកំពុងរីកដុះដាលជាមួយនឹង AI អញ្ចឹងហើយដល់ពេលយើងមិនយើងទេតែខ្ញុំផ្ទាល់ក៏អញ្ចឹងដែរចង់អភិវឌ្ឍ hard skill ឬក៏ soft skill មួយចំនួនដែរប៉ុន្តែ AI ហ្នឹងវាជំរុញឲ្យយើងមានអារម្មណ៍ថាភ័យមួយថាយើងដើរអត់ទាន់គេអញ្ចឹងលោកគ្រូយល់ថាមិនដែរចំពោះ AI តែពិត AI ជារឿងល្អបើយើងប្រៀបធៀប AI វាយើងប្រៀបធៀបយក AI ទៅប្រៀបធៀបមួយ tractor បានទៅជំនាន់ពីដើមយើងធ្វើចំការយើងពឹងលើកម្លាំងគោហើយនឹងមនុស្សហើយទៅពេលក្រោយមកទៀតអ្នកវិទ្យាសាស្ត្រហ្នឹងអ្នកប្រាជ្ញទាំងអស់ហ្នឹងអ្នកកែគាត់ក៏ផលិតម៉ាស៊ីនយក tractor យកមកអញ្ចឹងជំនាន់ហ្នឹងមនុស្សភ័យអ្នកធ្វើកសិកម្មជំនាន់ភ័យថា tractor នឹងបំផ្លាញការងារមនុស្សមិនចឹងបាទគ្រូតែដល់ជាក់ស្ដែងទៅដល់ពេល tractor មក tractor មិនមែនបំផ្លាញការងារមនុស្សទេ tractor ជួយសម្រួលការងារមនុស្សហើយមនុស្សដែលចេះប្រើ tractor មានតម្លៃយល់ទេអញ្ចឹងសួរថា AI ចូលមកអញ្ចឹង AI បដើមការងារ AI អត់ដើមទេ AI គ្រាន់តែបរៀនឲ្យយើងចេះប្រើប្រាស់ AI វិញយល់ទេបាទហ្នឹងហើយអញ្ចឹងយើងគ្រាន់តែបត់បែនតែប៉ុណ្្នឹងព្រោះអ្នកដែលអត់ចេះប្រើ AI អាចតែធ្វើអីផ្សេងដែលអត់ត្រូវការប្រើ AI ទៅអ្នកដែលគេចេះប្រើ AI គេនឹងប្រើ AI ជំនួសការងារមនុស្សឥឡូវសុំបកទៅលោកគ្រូវិញតិចពេលលោកគ្រូព្យាយាមអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនណាពេលហ្នឹងលោកគ្រូសួរខ្លួនឯងរហូតដែរអត់ថាខ្ញុំជាអ្នកណាខ្ញុំអនាគតធ្វើអីហើយអភិវឌ្ឍមិនដើម្បីត្រូវជាមួយនឹងគោលបំណងនៃអនាគតថ្ងៃក្រោយហ្នឹងហើយតែពិតសួរខ្លួនឯងដែរថាយើងជាអ្នកណាយើងចូលចិត្តអីប្រវត្តិពេលសួរខ្លួនឯងថាខ្លួនឯងជាណាហ្នឹងវាពិតជាបាក់ឲ្យចម្លើយតែបើសិនយើងសួរត្រឹមថាតើកាតព្វកិច្ចរបស់យើងគេយើងចង់ធ្វើគេអានឹងងាយស្រួលជាងអញ្ចឹងផ្ដោតទៅលើអ្វីដែលយើងចង់ធ្វើមុនផ្ដោតចង់ធ្វើបច្ចុប្បន្នឬក៏យើងសម្លឹងទៅអនាគតបច្ចុប្បន្នធ្វើបច្ចុប្បន្នព្រោះតែបច្ចុប្បន្ននឹងកើតហើយអនាគតវាទៅតាមក្រោយព្រោះអនាគតវាកើតចេញពីសកម្មភាពបច្ចុប្បន្នសកម្មភាពបច្ចុប្បន្នហ្នឹងហើយយល់ទេសកម្មភាពបច្ចុប្បន្នអនាគតវាមិនជាសកម្មភាពលទ្ធផលរបស់បច្ចុប្បន្នហ្នឹងបច្ចុប្បន្នយើងចាប់ដើមដល់ពេលចេញលទ្ធផលនោះមិនជាអនាគតយល់ទេអញ្ចឹងពេលខ្លះអនាគតអត់ចាំបាច់ត្រូវបដោតច្រើនទេបដោតបច្ចុប្បន្ននឹងឲ្យទៅបានទៅអនាគតវានឹងខូចលទ្ធផលមកថាស្រស់ដាក់ដាំបាយពេលឥឡូវអនាគត15នាទីទៀតស្រស់នឹងមានបាយឆ្អិនមួយឆ្នាំញ៉ាំត្រូវហើយបាទហ្នឹងហើយស្រស់ចូលរៀនឧទាហរណ៍ចូលរៀននៅ Department គណិតវិទ្យានៅសាលាភូមិន្ទឧទាហរណ៍4ឆ្នាំក្រោយស្រស់នឹងខ្លាយជាអ្នកបញ្ញាបត្រគណិតវិទ្យាឃើញអត់អញ្ចឹងយើងអាចដឹងពីអនាគតតាមរយៈសកម្មភាពបច្ចុប្បន្នយើងហ្នឹងស្រស់បច្ចុប្បន្នអត់ហាត់ប្រាណញ៉ាំតែស្ករអនាគតដល់ផ្លូវកម្រិតស្រស់នឹងកាត់ទាំងនំផ្អែមយល់ទេហ្នឹងហើយរបៀបអញ្ចឹងបច្ចុប្បន្នខ្ញុំឃើញនិស្សិតច្រើនភាគច្រើនគាត់រៀនដូចផ្នែកអីអញ្ចឹងទៅប៉ុន្តែគាត់ភាគច្រើនទៅធ្វើអ្នកឆុងកាហ្វេអ្នកអីប៉ុន្តែវាការអភិវឌ្ឍហ្នឹងវាអត់ត្រូវជាមួយនឹងជំនាញហើយជាមួយនឹងគោលដៅក្រោយគាត់ទៀតអាហ្នឹងជាការធ្វើខុសឬក៏ត្រូវដែរលោកគ្រូសំខាន់គាត់ចង់បានអីគាត់ទៅឆុងកាហ្វេគាត់មិនចង់លក់កាហ្វេហើយគាត់មិនផ្ដោតទៅលើគាត់ជួគាត់គ្រាន់តែចង់បានភាពរីករាយដែរហ្នឹងហើយអញ្ចឹងមានតែសួរគាត់ដែរពេលខ្លះគាត់ទៅនោះសារគាត់គិតថាគាត់រៀនគាត់ stress អញ្ចឹងគាត់បានទៅឆុងកាហ្វេគាត់សប្បាយចិត្តគាត់ចង់ break ខ្លួនឯងពីរឿងអីដែលគាត់ stress អញ្ចឹងគាត់អាចទៅឆុងកាហ្វេឆុងអីទៅគាត់បានជួបមនុស្សជួបអីនិយាយមួយគេមួយឯងមាន team work មានអីអញ្ចឹងពេលខ្លះគាត់គ្រាន់តែចង់បានអារម្មណ៍មួយអារម្មណ៍ employee អារម្មណ៍មានការងារធ្វើអញ្ចឹងទៅឆុងកាហ្វេសប្បាយចិត្តអញ្ចឹងទៅជួបអតិថិជនជួបអីអញ្ចឹងទៅហ្នឹងហើយអាចនឹងចង់បានអារម្មណ៍នឹងច្រើនជាងអាហ្នឹងបើសិនជាគាត់អត់ចង់និយាយបើសិនជាយើងនិយាយផ្អែកទៅលើការងាររបស់គាត់ជីពដែលគាត់រៀនហ្នឹងវាអត់ relate គ្នាសោះគឺគាត់ចង់បានអារម្មណ៍នឹងច្រើនជាងព្រោះអាចមកផ្នែកទៀតតកតងហិរញ្ញវត្ថុគាត់ចង់បានជំនួយហិរញ្ញវត្ថុបន្ថែមដើម្បីជួយបន្ធូរបន្ទុកគ្រួសារគាត់អីចឹងទៅបន្ថែមទៅលើហ្នឹងទៀតក៏ខ្ញុំ
ពេលសួរទៅខ្ញុំមានចម្ងល់បន្ថែមទៀតតើតោះឧទាហរណ៍គាត់ធ្វើការនឹងគ្រាន់តែ enjoy ឬក៏ដើម្បីថវិកាជួយគ្រួសារគាត់ប៉ុន្តែគាត់បែរជាមានអារម្មណ៍ថាសម្ពាធហើយដល់ពេលធ្វើយូរៗទៅវាមិនមែនជាគោលដៅរបស់គាត់ទៀតអញ្ចឹងមានអារម្មណ៍ថាខ្ញុំគិតថាខាតក្នុងការពេលអភិវឌ្ឍសមត្ថភាពទៅលើ hard skill របស់គាត់ណាលោកគ្រូ ហ្នឹងហើយត្រូវហើយបើសិនប្រហែលថាគាត់មកធ្វើគោលដៅរបស់គាត់គឺដើម្បី enjoy ហើយនឹងដើម្បីទទួលបានប្រាក់ចំណូលបន្ថែមដើម្បីជួយបន្ធូរទុក្ខគ្រួសារតែដល់ពេលធ្វើទៅមានអារម្មណ៍ថាសម្ពាធមានអារម្មណ៍ថាអសុខចិត្តគាត់គួរតែឈប់ហើយនឹងផ្លាស់ប្ដូរប៉ុន្តែមុននឹងឈប់ផ្លាស់ប្ដូរអ្នកជំនាញគេតែណែនាំឲ្យយើងគិតមើលឡើងវិញថាតើធុញទ្រាន់ដោយសារអីព្រោះអាហ្នឹងវាសំខាន់ណាព្រោះអ្នកណាក៏ចេះធុញដែរកាលណាយើងអត់ដឹងថាធុញដោយសារអីពិតប្រាកដយើងទៅណាយើងនឹងបន្តធុញទៀតយល់ទេ ធុញនឹងបញ្ហាដដែល ធុញទៀតហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាតើធុញនឹងដោយសារអីជួនកាលបុគ្គលខ្លួនយើងនឹងប្រភេទគេហៅថា toxic យើងមានបញ្ហាផ្លូវចិត្តមួយដែលតាំងពីក្មេងមកវាដក់ជាប់នៅក្នុងចិត្តយើងតែយើងអត់ដឹងទេអញ្ចឹងយើងទៅធ្វើអីមួយក៏ធុញដែរយើងអត់ដឹងទេអញ្ចឹងដល់ពេលយើងដឹងថាយើងធុញដោយសារអីពិតប្រាកដណាពេលហ្នឹងយើងអាចដោះស្រាយបានជួនកាលមិនមែនការងារនឹងធុញទេតែយើងធុញខ្លួនឯងទៅអញ្ចឹងយើងត្រូវព្យាបាលខ្លួនឯងមុននឹងសម្រេចចិត្តផ្លាស់ប្ដូរការងារហ្នឹងតែបើសិនជាយើងអត់អីទេយើងលក្ខណៈល្អទាំងអស់ហើយយើងពិតជាអត់ចូលចិត្តការងារហ្នឹងមែនយើងត្រូវតែផ្លាស់ប្ដូរ យល់លោកគ្រូ ហ្នឹងហើយអញ្ចឹងយើងត្រូវយល់សិនយល់ពីខ្លួនឯងសិនយល់ពីខ្លួនឯងយើងនៅតែធ្វើអីដែលអត់ត្រូវរហូត យល់អញ្ចឹងយើងត្រូវយល់ពីបញ្ហាថាវាកាត់ឡើងមកពីអីដែរ ហ្នឹងហើយ ហើយយើងដោះស្រាយតាមហ្នឹងទៅព្រោះបើយើងទៅកន្លែងផ្សេងក៏វាអាចនឹងជួបបញ្ហាដដែលដែរបើថាបញ្ហាហ្នឹងវាមកពីខ្លួនយើង ហ្នឹងហើយបញ្ហាមកខ្លួនយើងឬបញ្ហាមកពីស្អីគេ បាទ អាហ្នឹងសំខាន់ជាងគេ ចុះបន្ទាប់ទៀតឲ្យគាត់ឧទាហរណ៍គាត់រៀនផងគាត់ធ្វើការផងអញ្ចឹងបើជាទូទៅវាធ្វើការ8ម៉ោងហើយរៀន3ម៉ោង4ម៉ោងហើយអញ្ចឹងវាដល់8 9ចុះវិញតែអាហ្នឹងជាកត្តាដែលរាំងស្ទះក្នុងការអភិវឌ្ឍសមត្ថភាពដែរអត់គ្រូ តាមពិតអត់ទេមនុស្សអត់ចង់និយាយថាការរាំងស្ទះការអភិវឌ្ឍសមត្ថភាពរបស់យើងនោះស្អីយើងធ្វើអ្វីដែលមិនត្រូវធ្វើច្រើនពេកធ្វើកិច្ចការដែលអត់មានគុណភាពច្រើនធ្វើឲ្យរាំងស្ទះទៅលើការអភិវឌ្ឍសមត្ថភាពរបស់យើងហ្នឹងព្រោះនៅក្នុងការរស់នៅប្រចាំថ្ងៃអ្វីដែលត្រូវការផាត់កាយថាជំនាញបច្ចេកទេសហ្នឹងហើយជំនាញបច្ចេកទេសព្រោះអ្វីយើងរៀនហ្នឹងវាគ្រាន់តែជា general knowledge ចេះតែចំណេះដឹងទូទៅអាហ្នឹងយកទៅប្រើការកើតទេវាគ្រាន់តែជា artist មួយដែលយើងយកទៅនិយាយស្រាប់ទៅបរោះមើលទៅឡូយតែបើយកទៅប្រើការកើតទេយល់ទេនិស្សិតដែលរៀនចប់សាកលវិទ្យាល័យ4ឆ្នាំដែលអត់មានបទពិសោធន៍សោះអត់ស្មើជាងម៉ូតូម្នាក់ទេតែយើងនិយាយចេញទៅចាំជីវិតណាពុទ្ធសាសអីយើងធ្វើអីក៏កើតដែរព្រោះយើងឆៅទាំងអស់ស្ទើរទាំងអស់អត់តន់មុខមួយណាស្រួចទេអញ្ចឹងបានឃើញពេលចេញពីការងារគេច្រើនឲ្យយើងទៅហាត់ការហ្នឹងហើយហាត់ មុន ការ ចូលធ្វើការ ហ្នឹងហើយហាត់ការសិនដើម្បីឲ្យយើងចេះការងារបានជាធ្វើការបើនៅជប៉ុនវិញជាទូទៅគេ train យើងប្រហែល3ឆ្នាំ អូ បានធ្វើការកើត 3ឆ្នាំ ហ្នឹងហើយអញ្ចឹងបានជាទូទៅគេថាបើយើងធ្វើការទៅ5ឆ្នាំវិញក្រុមហ៊ុនគេអត់យកទេព្រោះគេអត់ឆ្នាំខាតព្រោះ train យើង3ឆ្នាំតឆ្នាំទី4ទី5បានចាប់បានប្រើយើងកើតព្រោះគេដឹងថាយើងកញ្ចប់យើងមិនចេះអីមានតែចំណេះដឹងវាថាគាត់ដឹងណា មានទ្រឹស្ដី ហ្នឹងហើយគ្រាន់តែដឹងគេស្រួលបរៀនបើយើងអត់ដឹងសោះអានឹងហៅថាពិបាកតែយើងដឹងហើយគេស្រួលបរៀនយើងតែប៉ុណ្្នឹងទេតែជំនាញបច្ចេកទេសហ្នឹងគឺជំនាញដែលយើងចេះច្បាស់ឲ្យគេមានអីបាទព្រោះធ្វើការយូរយើងបុកទៅស្រួយទៅជំនាញហ្នឹងតើផ្នែកណាគឺផ្នែកហ្នឹងហើយអញ្ចឹងអាជំនាញបច្ចេកទេសជាសំខាន់យល់ទេអញ្ចឹងត្រឡប់មកតកតងអភិវឌ្ឍគឺអភិវឌ្ឍទៅលើជំនាញបច្ចេកទេសណាមួយដែលយើងពេញចិត្តចង់ធ្វើបើយើងអត់បានអភិវឌ្ឍវាឲ្យស្រួចឲ្យច្បាស់ឲ្យមុតទេសួរតែមានតម្លៃកន្លែងណាបើយើងអត់ចេះទេឥឡូវយើងចំណេះជាពេទ្យគ្រប់គ្នាស្ទះនេះក្តៅខ្លួនលេបប៉ារ៉ាអត់ បាទ ហ្នឹងហើយលេបឈឺចុកចាត់លេបប៉ាណាដូលណាចេះទាំងអស់តែគ្នាឈឺកាពះលេបអែនតាស៊ីនលេបតាពីអញ្ចឹងទៅអញ្ចឹងមានអារម្មណ៍ថាស្អីខានតលាក់សัตว์អត់យូរអីចឹងទៅបេណា500អញ្ចឹងទៅឃើញអត់ហើយអញ្ចឹងអានឹងឃើញអានឹងជាចំណេះទៅណាក៏ចេះដែរតែដល់ពេលមានរឿងធ្ងន់ពុបអត់ដឹងពួកយើងអត់ដែររៀន យល់ យល់ទេ បាទ ហ្នឹងហើយបងមកតែរៀនចប់ពេទ្យចេះតែដូចយើងអត់រៀនដែរមានន័យអីគ្រូដឹងថាស្រស់ចង់និយាយថានៅពេលដែលយើងធ្វើការហើយយើងរៀនទៀតអញ្ចឹងយើងអស់ពេលច្រើនណាអញ្ចឹងវាអាចប៉ះពាល់រំខានទៅលើការអភិវឌ្ឍខ្លួនមានន័យថាយើងអត់សូវក្រូច្រើនទេចង់មានន័យថាចឹងមែនទេព្រោះដោយសារយើងធ្វើការអស់8ម៉ោងអត់ទេណាព្រោះយើងរៀនថែម3ម៉ោងទៀតយើងហត់នឿយអញ្ចឹងយើងអភិវឌ្ឍខ្លួនតាមណាមនុស្សភាគច្រើនយល់ច្រឡំថាអភិវឌ្ឍខ្លួនគឺពេលទំនេរបាទយល់អត់យើងត្រូវយកអាពេលយើងធ្វើការនឹងពេលរៀនគឺជាពេលអភិវឌ្ឍខ្លួនតោះនេះអញ្ចឹងមានន័យថាម៉េចពេលធ្វើការ8ម៉ោងហ្នឹងកុំលេះឡាស់បដោត8ម៉ោងនៅបាន
មានតែ8ម៉ោងគឺជាពេលដែលយើងក្រោយើងមិនមែនមកតែធ្វើការយកទៅលុយទេមកយកវិជ្ជាមកយកសមត្ថភាព សមត្ថភាព យល់ទេទាំងផ្នត់គំនិតទាំងរបៀបធ្វើការទាំងរបៀបទំនាក់ទំនងសិល្បៈនិយាយស្អីគឺយើងត្រូវតែរៀនទាំងអស់មិនមែនធ្វើឲ្យទៅរួចផុតម៉ោងទេមានន័យថាឲ្យតែយើងមកគឺយើង enjoy ជាមួយនឹងការរីករាស់នៅកន្លែងការងាររបស់យើងមកត្រឡប់មកសាលាវិញ enjoy ជាមួយគ្រូដូចគ្នាព្យាយាមរីករាយជាមួយនឹង class របស់យើងអ្វីដែលគ្រូយើងបញ្យល់គឺយើងរីករាយទទួលយកទាំងអស់មិនមែនម្ដងអង្គុយចុចទូរស័ព្ទគ្រូទៅគ្រូយើងដល់យើងដើម្បីផុតម៉ោងយកតែវត្តមានអាហ្នឹងឯងដែលយើងខ្ជះខ្ជាយពេលវេលា តន់គ្រូបាទចុះដូចសង្គមយើងភាគច្រើន position តែមួយប៉ុន្តែធ្វើច្រើនមកអញ្ចឹងដល់ពេលលោកគ្រូនិយាយទីមិញហ្នឹងវាតាក់ទងជាមួយនឹងសម្រួលជំនាញយើងប៉ុន្តែដល់ពេល position យើងតែមួយប៉ុន្តែយើងធ្វើច្រើនមកអញ្ចឹងទៅអាជំនាញយើងហ្នឹងវាអត់បានសម្រួលទេគ្រូវាសម្រួលដែរប៉ុន្តែវាតិចតិចពេកមែនតើណាអាហ្នឹងគ្រូគួរតែដោះស្រាយវាបែបម៉េចដែរបើ អាហ្នឹង បើយើងនិយាយងាយយល់ទៅដូចផ្ទះមួយចឹងសួរផ្ទះបើមានតែសសរមកអត់ទេធ្វើការធ្នឹមថាមានតែធ្នឹមបើអត់ជាងមកអត់ក៏ស្ទើរដែរពេលខ្លះអាទាំងអស់ហ្នឹងវាគ្រាន់តែផ្នែកមួយតែខំបាញ់ចូលគ្នាតែធ្វើឲ្យវាប្រកែកទៅមកឥឡូវដូចកីឡាករម្នាក់អញ្ចឹងមិនក៏គេព្រមហាត់តដាល់ទៅចាំបាច់ហាត់វាយកែងចាំបាច់ហាត់ជង្គង់ហាត់អីថែមទៅយល់ទេអញ្ចឹងវាជួយគ្នាក៏យើងចេះគិតថាជំនាញច្រើនកុំឲ្យតែជំនាញពីរហ្នឹងផ្សេងគ្នាដាច់ពេកអាហ្នឹងបានវាធ្វើឲ្យខាតមិនបានខាតអូមកថាជំនាញស្រស់ខាងមេឌីឯងដល់ថែមមួយទៀតជំនាញឆក់កាបូបតាមផ្លូវអញ្ចឹងទៅវាអត់ relate គ្នាសោះយល់ទេតែបើមេឌីហើយយើងរៀនពីសិល្បៈនៃការនិយាយស្ដីរៀនសិល្បៈក្នុងទំនាក់ទំនងយើងរៀនកាត់តយើងរៀនបញ្ចូលសំឡេងយើងរៀនប្រើ AI សិតតែជួយរបស់យើងទាំងអស់យល់អត់វាសិតតែជួយអញ្ចឹងដល់ពេលយើងចេះកាន់តែច្រើនការងាររបស់យើងកាន់តែប្រសើរតែបើយើងទៅចេះរឿងផ្សេងមិនចូលគ្នាយល់ទេអញ្ចឹងយើងត្រូវមើលថាអ្វីដែលយើងធ្វើហ្នឹងវា relate អត់វាពាក់ព័ន្ធអត់បើវាពាក់ព័ន្ធវាជាអ្វីដែលជួយយើងឲ្យកាន់តែប្រសើរឡើងអញ្ចឹងមិនក៏ឲ្យយើងដឹងថាកាតព្វកិច្ចយើងជាស្អីហ្នឹងយើងជាអ្នកណាហ្នឹងតួនាទីយើងអីគេអញ្ចឹងយើងធ្វើអ្វីដែលវា support យើងដើម្បីយើងទៅមុខ ចុះយើងត្រូវផ្លាស់ប្ដូរផ្នែកគាត់បែបម៉េចគ្រូដោយសារតែពេលយើងធ្វើច្រើនទៅវាបែរជាមានអារម្មណ៍ថាគេកេងចំណេញលើយើងរហូតតែអញ្ចឹងយើងគួរតែផ្លាស់ប្ដូរបែបម៉េចដែរ យើងធ្វើច្រើនយើងមានអារម្មណ៍ថាគេចំណេញលើយើងអាហ្នឹងជារឿងធម្មតាមនុស្សភាគច្រើនគឺតែងតែមានអារម្មណ៍បែបហ្នឹងព្រោះដោយសារអីយើងអត់សូវបានស្រឡឹងទៅអនាគតទៅមុខទៀតយ៉ាងម៉េចបើយើងយល់ពីធម្មជាតិគេហៅថាយល់ពីការពិតនៃការរស់នៅយើងនឹងលែងខឹងហើយយើងបែរជាមានអារម្មណ៍មួយរីករាយច្រើនជាងដោយសារអីយើងសាកសម័យតែពេលវេលាមួយថ្ងៃ24ម៉ោងដូចគ្នាទៅហើយអ្នកណា24ម៉ោងគេកេងលើយើងសួរគេកេងពេលវេលាយើងបានអត់គេនៅតែ24ម៉ោងដូចយើងដែរណាគេអត់បានធ្វើតែយើងបានធ្វើអូសួរថាយើងធ្វើពេលវេលាហ្នឹងទៅយើងធ្វើកិច្ចការហ្នឹងទៅសួរពេលវេលារបស់យើងសល់នៅតែអត់សល់នៅ24ម៉ោងយើងអត់ធ្វើក៏នៅតែ24ម៉ោងទៅអត់តែបើយើងធ្វើទៅយើងបានថាយើងបានធ្វើហើយយើងបានចេះលើហ្នឹងយើងយល់លើកិច្ចការហ្នឹងបានច្រើនយើងមានព្រោះដោយសារអ្វីដែលយើងចេះកាត់ចេះវាយើងធ្វើយើងមិនអាចចេះតែយើងអត់ធ្វើទេយល់ទេអញ្ចឹងយើងធ្វើយើងដឹងថាតើឱកាសធ្វើហ្នឹងមានច្រើនអត់មានទេដល់ឥឡូវដូចស្រស់នៅក្មេងឥឡូវឧទាហរណ៍ស្រស់នៅវិញមានឱកាសធ្វើចេះដល់ពេលថ្ងៃក្រោយស្រស់អូមកថាឡើង position ទៅជា director ទៅអីមានឱកាសធ្វើกันនឹងទៀតអត់ធ្វើទេព្រោះតែពេលយើងស្រាញច្រើនបើធ្វើអាហ្នឹងទៅចេះហ្នឹងមួយទៀតបាទយល់ទេអញ្ចឹងគេហៅថាយល់ពីការពិតនៃធម្មជាតិការរស់នៅគឺអញ្ចឹងដល់ពេលយើងយល់ទៅយើងអត់ខ្វល់ព្រោះដោយសារយើងជិះគេថាហត់យើងហត់ទៅយើងមិនទៅញ៉ាំអាហារទៅមិនប្រពេញវិញទៅដែរបើយើងអត់ធ្វើក៏វាស្ទល់ក្នុងរាងកាយយើងសល់ចោលដូចគ្នាហ្នឹងត្រូវអត់ពួកខ្លួនយើងវាដូចសាច់ដុំគ្រប់ផ្នែកកាលណាយើងប្រឹងគិតយើងប្រើសាច់ដុំខួរក្បាលយើងច្រើនដល់យើងប្រឹងលើកប្រើសាច់ដុំដៃមិនអញ្ចឹងចេះកាលណាយើងប្រឹងធ្វើច្រើនធ្វើឲ្យយើងនឹងកាន់តែរឹងមាំ គ្រូមិននិយាយតាក់ទងមួយយល់ការពិតហ្នឹងខ្ញុំដូចជាអត់តន់ច្បាស់យល់ជាការពិតហ្នឹងយល់បែបម៉េចដែរគ្រូ ការពិតនឹងមានន័យថាធម្មជាតិនៃការរស់នៅនឹងយ៉ាងម៉េចឥឡូវអូម៉ាសឹបជាទូទៅតាក់ទងការពិតមនុស្សយើងកាត់មកទៅទេត្រឡប់ទៅវិញទៅទេឃើញអត់អត្តន័យគឺកំឡុងពេលដែលរស់នៅគឺការពិតដែរអញ្ចឹងដល់ពេលយើងយល់ការពិតនឹងពេលយើងមានទុកសោកយើងចាប់ដល់សួរខ្លួនឯងថាការទុកនឹងសួរថាជីវិតប្រសើរជាងមុនអត់ដល់ពេលអញ្ចឹងយើងដល់ជុំការទុកធ្វើអីចឹងថាគាត់ធ្វើអំពើល្អទៅសួរជីវិតអមតៈអត់អញ្ចឹងធ្វើអំពើអាក្រក់ធ្វើអី យល់គ្រូ ធ្វើអំពើល្អទៅឆាប់ស្លាប់អត់មានខាតអីទេប៉ុន្តែមិនអីប៉ុន្តែលទ្ធផលដែលធ្វើដូចគ្នាធ្វើល្អសប្បាយចិត្តចឹងទៅធ្វើក៏អាចពីប្រតិសេរីអីចឹងទៅយល់អត់ហ្នឹងហើយយើងយល់ពីការពិតបែបហ្នឹងចឹងយើងអត់ខ្វល់ទៀតទេសូម្បីតែទៅពេលយើងយល់ការពិតហេរ៉ាញ់ទៅក៏យើងគោរពរង្វាន់ល្អស្អី
យើងដឹងថាយើងជាយើងសម្ភារៈជាសម្ភារៈជាគម្ពីរផ្សេងនេះតែយើងអត់យល់ពីការពិតយើងគិតថាបើអញមានឡានថ្លៃមានផ្ទះល្អមានអីគេនឹងឲ្យតម្លៃអញចឹងតែពិតគេមិនឲ្យតម្លៃយើងទេគេឲ្យតម្លៃឡានតែតម្លៃផ្ទះតែយល់អត់អញ្ចឹងបើអត់ឡានអត់ផ្ទះហ្នឹងយើងស្អីគេយល់ មនុស្សធម្មតា អាហ្នឹងចឹងមិនថាដល់ពេលយើងយល់ពីរឿងហ្នឹងទៅយើងលែងសើផ្ដោតលើហ្នឹងហើយព្រោះយើងនឹងគោរពមនុស្សដូចគ្នាព្រោះយើងគោរពមនុស្សយើងមិនគោរពរបស់ឯណាទេអត់ យល់ យល់ បាទ ហ្នឹងហើយគេហៅថាយល់ពីការពិតតោះណា បាទនិយាយចំណុចហ្នឹងចាប់អារម្មណ៍តាក់ទងមួយចំណុចទៀតតាក់ទងមួយដូចបើយើងអត់សម្ភារៈក៏គេគោរពយើងដែរដោយសារគេឈ្មោះដោយសារអំពើល្អរបស់យើងថៃអត់លោកគ្រូ ហ្នឹងហើយ អូខេមិញតាក់ទងជាមួយនឹងគោលដៅឆ្ងាយដោយសារយើងគិតថាគេប្រើឲ្យគេងកម្លាំងអីដោយសារយើងបានគិតគោលដៅឆ្ងាយអញ្ចឹងអាគោលដៅឆ្ងាយហ្នឹងយើងមើលបែបណាបានឃើញណាលោកគ្រូដោយ គោល សារ ដៅឆ្ងាយគឺយើងដឹងថាកិច្ចការហ្នឹងយើងអត់ធ្វើរហូតទេ អត់ធ្វើរហូតទេ ហ្នឹងហើយឥឡូវដៃជីកង់ទៀតអត់ទេ ជីទៅកប៉ោតមួយលោកគ្រូម្ដងហើយចប់ ហ្នឹងហើយជីកំសាន្តហ្នឹងពីក្មេងមកពេលដែរគិតថាខ្លួនដៃជីកង់ហ្នឹងទៅគេ បា ថា ទ ប្រយុទ្ធជីរហូត បាទបាទ ហ្នឹងហើយអត់បានជីកង់ទៀតទេឃើញទេហើយដូចកៅអៅការពាក់នៅវិហារហ្នឹងយកមិនដែរយកមកពាក់ទៀតអត់ ហើយស្បែកជើងតែពាក់ពីក្មេងហ្នឹងយកពាក់ទៀតអត់ អត់ ឃើញអត់អាហ្នឹងការពិតចឹងហើយបើយើងយល់ពីការបើយើងអត់យល់ពីការពីក្មេងបើជើងនឹងមិនណាប៉ះប្រឡាក់ឲ្យខំហ្មងណាព្រោះយើងចេះគិតថាយើងពាក់មួយជីវិតតែការពិតគ្មានណាដល់ពេលយើងយល់រឿងហ្នឹងមកតែប៉ះខូចទីគឺយើងអត់ខឹងមែនព្រោះយើងថាមុនក្រោយគង់ជិះជពាក់ដែរ យល់ យល់ទេ យល់យល់ ហ្នឹងហើយក៏បានគេនិយាយថាយើងយល់ពីការពិតមកគេឲ្យធ្វើច្រើនមានឱកាសមានកម្លាំងធ្វើមានតោះក្រោយទេបើយើងមានពេលធ្វើដែរហ្នឹងអាចជាងគេខ្លាច overload 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 ហ្នឹងមានន័យថាការងារមិនមែនរបស់យើងឲ្យយើងទៅអូមកនៅសុបពួកមកថាមើលស្រស់ពឹងតិចពឹងទៅជួយនេះផងជួយបើកតិចឯងចេញឆក់មកករណីអត់ត្រូវហ្នឹង បាទ ហ្នឹងយល់ ពីបាទបាទ ហើយយើងត្រូវយល់អញ្ចឹង ចឹងគោលដៅវែងអារឿងខ្លះវាធ្វើតែម្ដងហើយចប់ហើយអញ្ចឹងយើងក៏ព្យាយាមធ្វើ មិន សិន ម្ដងចប់ទេយ៉ាងនិយាយថាធ្វើបានធ្វើទៅយើងមិនចប់ពេលណាគ្រាន់តែយើងដឹងថាយើងអត់អាចធ្វើវារហូតទេ យល់បាទ យើងគ្មានឱកាសបានធ្វើរហូតទេ ចឹងតើមានឱកាសធ្វើទៅ ហ្នឹង ហើយ ហើយ ធ្វើអស់ ហ្នឹងហើយធ្វើទៅអូមកថាឧទាហរណ៍ណាថាគង្គាមានបញ្ហាជួបពឹងជូនទៅផ្ទះចឹងទៅសូមមួយជីវិតនឹងគង្គាដែលមានបញ្ហាម្ដងអញ្ចឹងបើយើងទៅនេះជូនគ្នាទៅព្រោះមិនមែនមានឱកាសជូនរហូតទេ បាទបាទ យល់ទេហ្នឹងហើយអញ្ចឹងយើងយល់ពីរឿងហ្នឹងយើងថាអូខ្ញុំមានពេលធ្វើបានធ្វើទៅសេចក្តីល្អអត់អីកុំឲ្យគង្គាទៅពឹងឲ្យទៅឆក់គេអីអាហ្នឹងកុំទៅ បាទយល់គ្រូចុះនិយាយតាក់ទងគោលដៅឲ្យខ្ញុំចង់វែកញែកតាក់ទងមួយគោលដៅចិត្តមានន័យថា short term ហើយមួយ long term អាហ្នឹងលោកគ្រូឲ្យយំន័យវាបែបណាហើយអនុវត្តមិនទើបយើងអាចទទួលបានលទ្ធផលល្អឬក៏ប្រសិទ្ធភាពនៃការយើងដាក់គោលដៅហ្នឹង បើនិយាយពី long term មួយម៉ាត់គឺយើងផ្ដោតលើអ្វីដែលមិនប្រែប្រួល ព្រោះ ហ្នឹងហើយអ្វីដែលមិនប្រែប្រួលសុខភាពល្អសុខភាពរ៉ាញ់ធល់ល្អសុខភាពទំនាក់ទំនងល្អចំណេះដឹងការកើនឡើងចំណេះដឹងបច្ចេកទេសកើនឡើងអាហ្នឹងជាអ្វីដែលមិនប្រែប្រួលអញ្ចឹងយើងធ្វើនឹងរហូតមករឿងហ្នឹងព្រោះវាអត់ដែលប្រែប្រួលទេអត់ប្រែប្រួលហ្នឹងមានន័យថាម៉េចយើងត្រូវតែក្រោរហូតដូចសុខភាពចឹងយើងត្រូវតែល្អរហូតយើងអត់អាចអញ្ចឹងយើងត្រូវហាត់ប្រាណញ៉ាំអាហារញ៉ាំអីយើងប្រោតលើអញ្ចឹងហូតរយៈពេលខ្លីគេគឺការងារបន្តចំពោះមុខយើងនេះស្អីគេការងាររបស់យើងគេត្រូវធ្វើវាឲ្យតន់ពេលវេលាអញ្ចឹងទៅពួកយើងដឹងហើយមួយថ្ងៃយើងតែធ្វើអីខ្លះមិនអញ្ចឹងធ្វើវាតន់ណា assignment របស់យើងហើយអីធ្វើឲ្យតន់ deadline ទៅឲ្យហើយមុនទៅអាហ្នឹងជាការងាររយៈពេលខ្លីបើវែងហ្នឹងរយៈពេលវែងឆ្ងាយគឺយើងត្រូវទៅក្រោហើយសួរថាក្រោទៅតាមណាពិភពលោកប្រែប្រួលយើងក្រោទៅតាមហ្នឹងទៅពួកយើងប្រាប់លើក្រោដូចសេដ្ឋី Amazon គេបើសូគាត់និយាយអញ្ចឹងគេសួរថាពិភពលោកប្រែប្រួលអ្នកឯងប្រាប់លើអីផ្ដោតលើអ្វីដែលមិនប្រែប្រួលហើយមិនបានអ្វីប្រែប្រួលអត់ដឹកអីវ៉ាន់លឿនដឹងតែមនុស្សណាក៏ចង់បានលឿនដែរតែអីវ៉ាន់ថោកណាក៏ចង់បានអញ្ចឹងដល់ពេលអញ្ចឹងថែម robot ថែមអីទាំងអស់បើសួរគាត់ថែមគាត់ update អត់ឈប់ទេតែគាត់ថាគាត់ប្រដៅអ្វីប្រែប្រួលតែវាអត់ប្រែប្រួលមែនថាអត់ដើម្បីបានលឿនធ្វើម៉េចដើម្បីបានអីវ៉ាន់ថោកត្រូវធ្វើម៉េចមិនអញ្ចឹងគាត់ត្រូវយក technology ដែលចេញមកថ្មីដាក់បញ្ចូលទៅរហូតមក គ្រូហើយចុះបើតាក់ទងមួយ short term តែយើងធ្វើមិនដើម្បីកំណត់ហើយយើងអាចផ្ដល់ប្រសិទ្ធភាពមានន័យថាទទួលបានប្រសិទ្ធភាពពីវាពិតប្រាកដហើយខ្ពស់ឧទាហរណ៍ដូចខ្ញុំធ្លាប់តែលើ to do list ហើយជាមួយ success list អាហ្នឹងវាខុសគ្នាមិនដែរគ្រូ to do list ហ្នឹងអា list ដែលយើងកំណត់ថាយើងត្រូវធ្វើ success list ហ្នឹងមានន័យថាយើងធ្វើវាសម្រេចមិនអញ្ចឹង បាទគ្រូអាចជួយបន្ថែមតិចបាទ អាហ្នឹងសាមញ្ញ to do list ស្រស់អាចដាក់មិនក៏ដាក់ទៅ
tại thơ hay tại success cái gì ta ở đâyយើង complete ត្រូវតែ complete ហ្នឹងហើយមិនត្រូវតែយើង complete រួចទៅហើយបើ success ហើយ បើយើងអត់ success ផងយើងហៅថា success មិនកើតយល់ទេប៉ុន្តែរឿងហ្នឹងអត់សំខាន់ទេអ្វីដែលគ្រូចង់លើកមកសំខាន់ហ្នឹងសួរថាអីគេជា short term ដែលស្រស់ចង់និយាយហ្នឹងគឺសួរថាការងារយើងរងថ្ងៃគេនិស្សិតទៅអត់រងថ្ងៃបន្ទុករៀនបានមិនហើយ GPA មិនហើយកិច្ចការសាលាធ្វើតនអត់យល់ទេហើយការងារយើងអីគេមកថាយើងខាង media ហ្នឹងកម្រិតយើងមិនចេះឥឡូវបច្ចេកទេសកាត់បច្ចេកទេសយើងមិនហើយហើយយើងជាអ្នកពិធីករផ្នែក podcast អីមួយយ៉ាងអញ្ចឹងសិល្បៈនៃការនិយាយរបស់យើងមិនហើយមានភាពតាក់ទាញអត់តដិតអត់ជន់ពាក្យគ្នាអត់ស្ដាប់ទៅគួរឲ្យធុញអត់ហើយអានោះជាការងារបច្ចុប្បន្នដែលយើងធ្វើបដោតយល់ទេអញ្ចឹងបើអស់នឹងធ្វើអត់ល្អខ្ញុំចាំបាច់ទៅគិតណាឆ្ងាយមកចិត្តនឹងធ្វើកើតមកខ្លួនឯងរងថ្ងៃគ្រប់ពីកទេអត់រួចទេតែចង់ទៅវាយមើលពេជ្រសម្បត្តិវាយមើលធ្វើនីរ៉ាអត់មិនកើតឲ្យជាសិនណាយល់ទេអាការងារបន្តទៅធ្វើម៉េចគ្រប់ពីកទេលើរួចសិនទៅ ហើយខ្ញុំសូមបកមកក្រោយវិញតើតើជាមួយពេលលោកគ្រូព្យាយាមអភិវឌ្ឍសមត្ថភាពខ្លួនឯងតើពេលហ្នឹងលោកគ្រូចាប់ផ្ដើមពេលណាដែរចាប់ផ្ដើមយល់ពាក្យហ្នឹងហើយចាប់ផ្ដើមធ្វើវា start ចេញពីដំបូងក៏មិនយល់អីគាត់ថាជឿពាក្យចាស់ៗតែគាត់និយាយអញ្ចឹងណានិយាយតគ្នាថាការរៀនសូត្រធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងចេញពីពាក្យហ្នឹងអញ្ចឹងបើយើងក្រយើងគ្មានអីទេយើងមិនដឹងធ្វើអីទេផ្ដោតលើការរៀនតែយើងផឹងរៀនចេះផឹងរៀនទៅបន្តមកទៀតមិនមែននៅបន្តក្នុងអំឡុងពេលហ្នឹងក៏យើងដឹងដែរគេថាបុគ្គលជោគជ័យគេមិនចាំនិយាយថាបុគ្គលជោគជ័យលើពិភពលោកគេជួយចិត្តអាហារអញ្ចឹងគេថាមិនប្រកាសអ្នកអាននឹងជោគជ័យទេអញ្ចឹងយើងអានទៅដើម្បីបង្កើតឱកាសជោគជ័យមួយដែរដែលគេនិយាយថាគ្រប់អ្នកជោគជ័យសុទ្ធតែចូលចិត្តអានប៉ុន្តែមិនប្រកាសថាអ្នកអាននឹងជោគជ័យទេចឹងយើងអានទៅមានតែយើងមានឱកាសចូលជោគជ័យគេចេះផឹងអានចេះស្វែងយល់ចេះអីទៅដល់ពេលយើងអានយើងផឹងរៀនយូរទៅយើងចាប់តាមយល់ពុទ្ធសាសយើងរៀនពីបទពិសោធន៍អ្នកដទៃរៀនពីគំនិតអ្នកដទៃរៀនពីរបៀបគិតផ្សេងធ្វើយើងចាប់មក reflect មកខ្លួនឯងថាអូយើងគិតអត់ត្រូវទេកន្លែងខ្លះយល់ខុសដូចស្រស់លើកឡើងមកមុនអញ្ចឹងយល់ថាគេកេងកម្លាំងលើយើងអីចឹងទៅខុសអីចឹងទៅហ្នឹងហើយធ្វើការងារច្រើនគេថាយើងល្ងងអីចឹងទៅស្មោះត្រង់ពេកគេថាយើងឆោតអីចឹងទៅពីមុនយើងយល់តែពេលយើងយូរគេថាអូអត់ចឹងយើងយល់កាន់តែច្បាស់ទៅយើងអាចចិត្តបរិសុទ្ធរបស់យើងវានឹងកើតឡើងម្ដងតិចយើងអត់សូវមកពួកយើងនឹងថាចុងក្រោយមើលយកអីទៅអត់រួចទេមានតែសក្តីល្អហ្នឹងហើយដែលយើងអាចធ្វើបានអញ្ចឹងយើងព្យាយាមផ្ដោតទៅលើសក្តីល្អហ្នឹងទៅវាធ្វើឲ្យយើងផ្ដោតទៅលើអ្វីដែលមានប្រយោជន៍អ្វីដែលសំខាន់ទៅយូរទៅផ្លូវចិត្តរបស់យើងក៏កាន់តែល្អទៅដែរលោកគ្រូតាក់ទងជាមួយការរៀនមិញលោកគ្រូប្រើពាក្យរៀនហ្នឹងសំដៅតែនៅសាលាឬក៏គ្រប់កន្លែងគ្រប់មនុស្សជុំវិញយើងដែរអ្វីដែលពាក់ព័ន្ធមួយយើងហ្នឹងហើយអូមកថាកាតព្វកិច្ចយើងជាសិស្សទៅអត់បាទការងារសាលា priority ត្រូវតែធ្វើឲ្យអស់អត់ដែលសល់ទេចូលសាកលវិទ្យាល័យការងារនៅសាកលវិទ្យាល័យទទួលការងារគេបន្ថែមការងារហ្នឹងត្រូវតែធ្វើអត់ចេះត្រូវតែរៀនពីវាដើម្បីធ្វើឲ្យកើតពួកការងារមិនគាត់ថាយើងចេះទាំងអស់ហ្នឹងអញ្ចឹងអាខ្លះវាមិនថ្មីវាមិនប្លែកអីយើងត្រូវតែរៀនដើម្បី complete វាបានចេះយើងធ្វើបន្តការរៀនរហូតទៅអត់ហើយពេលខ្លះទៀតការងារខ្លះវាមិនមែនជារឿងរបស់យើងទេសពបរោះដែលយើងជួយអ្នកទៅគឺយើងត្រូវរៀនអូមិនដូចជំនាន់មុនអញ្ចឹងគ្រូជួយចិត្តឆ្លើយសំណួរគេដល់អញ្ចឹងគេសួរមកកន្លែងអត់ចេះត្រូវតែរៀនទៅស្វែងយល់ថានឹងអីគេដើម្បីយកមកជួយបញ្យល់គេណែនាំគេប្រាប់គេអញ្ចឹងដោយសារតែអំពើល្អជួយចិត្តជួយគេនោះក៏ធ្វើយើងកើនចំណេះដឹងច្រើនដែរតែយើងត្រូវទៅ research បន្ថែមអញ្ចឹងធ្វើយើងស្គាល់ច្រើនដូចសុភៅគេច្រើនចូលមិនស្គាល់សុភៅច្រើនបើគេសួរច្រើនអ្នកខ្លះគេសួរគេមានបញ្ហាចេះមួយពីរត់យើងមិនអត់ចេះដែរអញ្ចឹងយើងទៅ research មើលបញ្ហាក្នុងមួយទៅយើងមិនរកមើលសុភៅដល់ពេលយើងអានសុភៅណាដែលចំទៅយើងមានអារម្មណ៍ថាអូចំពើងងអញ្ចឹងយើងណែនាំទៅគេក៏សប្បាយចិត្តយើងក៏សប្បាយចិត្តមានខេសច្រើនណាស់ឥឡូវឧទាហរណ៍ដូចខេសមួយចឹងករណីបុគ្គលិក turnover ច្រើនមានមិត្តភក្តិម្នាក់គាត់ថានៅស្ថាប័នគាត់បុគ្គលិក turnover ច្រើនដល់ពេលចឹងគ្រូត្រង់មើលថា turnover ច្រើនមានតែចេញចូលចឹងហើយរទៅទីចំសភៅមួយនិយាយពីរឿងហ្នឹងមកចំណងចឹងដាក់ dream manager ហ្នឹងគឺនិយាយពីក្រុមហ៊ុនមួយដែលបុគ្គលិក turnover មួយឆ្នាំ 400% ចឹងមានសិទ្ធិចេញទាំងអស់ហ្នឹងហើយចេញចូលរហូតដល់ថ្នាក់ HR ហើយ manager ហ្នឹង stress រឿងតែសភាពរបស់បុគ្គលិកមិនបានស្អីទេបញ្ហាមកពីអីដែរគូបញ្ហាដោយសារតែបុគ្គលិកធ្វើការយូរទៅធុញឡើងយ៉ាងធ្វើមិនចាញ់ចូលផ្លែធុញចាញ់ចូលផ្លែធុញចាញ់ចឹងហើយរហូតហើយទៅ manager ហ្នឹងទៅនិយាយមួយ CEO គាត់ថាមេ
វាចេញចូលយើងហត់ណាគ្មានបាត់ធ្វើអីទេបើតែបុគ្គលិកគ្មានធ្វើអីទេ គាត់តែ trend ហើយ គាត់ ទៅ រៀន CEO ថាអើយការងារនឹងវាអញ្ចឹងក្រុមហ៊ុនគាត់បើក20ឆ្នាំហើយវា turn over តែអញ្ចឹងតែដល់ពេល manager នឹងថាអត់ទេមេបើសិនយើងអង្គុយ turn over ចឹងយើងទៅមុខអត់រួចទេព្រោះយើងរវល់ទៅរើសតែបុគ្គលិកបរិញ្ញាចេះតែបាត់បរិញ្ញាចេះតែបាត់ហ៎អញ្ចឹងបានគេរកវិធីដោះស្រាយហ្នឹងហើយទៅក៏គេទៅរកវិធីដោះស្រាយបានហើយបានគេសរសេរទៅក្នុងសៀវភៅហ្នឹងដាក់ចំណុចចឹង interim manager យល់ទេប៉ុន្តែអត់ spoil សៀវភៅគេទេបើសិនអ្នកណាមានបញ្ហាតាក់ទង turn over ហ្នឹងត្រូវអានទៅ អូខេចុះតាក់ទងជាមួយសភៅយើងអានទៅវាទទួលបានចំណេះដឹងច្រើនចំណុចល្អច្រើនហើយប៉ុន្តែយើងធ្វើម៉េចយកចំណុចណាមកប្រើមុនលោកគ្រូ យើងមើលស្ថានភាពយើងអីគេដែលជាបញ្ហារបស់យើងអញ្ចឹងយើងយក concept ណាដែលពាក់ព័ន្ធជាមួយយើងយកមកប្រើព្រោះត្រូវចាំណាអានបានត្រឹមតែដឹងទេវាអត់បានលទ្ធផលអីចំពោះយើងទេលុះត្រាតែយើង implement មានន័យយើងយកវាដាក់បញ្ចូលមកក្នុងខ្លួនយើងហើយអនុវត្តតាមបានលទ្ធផលដូច 7 habit ចឹង proactive និង reactive អូយើងដឹងហើយយើងសូត្របានតែបើយើងនៅតែ reactive ជីវិតរបស់យើងនៅតែលំបាកអូ grow mindset fix mindset យើងដឹងហើយតែបើយើងនៅតែ fix mindset យើងអត់មានអីរីកចម្រើនទេតោះណាអញ្ចឹងត្រូវបរិញ្ញាខ្លួនឯងគិតបែប grow ហ្នឹងមកបរិញ្ញាខ្លួនឯងធ្វើសកម្មភាពបែប proactive ចឹងទៅហ្នឹងហើយដល់ចឹងនៅពេលយើងយល់រឿងអស់ហ្នឹងទៅធ្វើឲ្យយើងប្រសើរឡើងចឹងសភៅមួយវាបរិញ្ញាមិនដូចគ្នាទេចឹងយើងអាចយកមកវិញថែមដូច how to win friend and influence people យើងបរិញ្ញាពីសិល្បៈនិយាយចឹងគេបរិញ្ញាយើងថាឈ្នះអត់ចំណេញអីទេ គូនិយាយចឹងកាន់តែនេះទៀតកាន់តែឆ្កល់បន្ថែមទៀតនេះអត់ចំណេញប៉ុន្តែរឿងហ្នឹងវាមិនមែនជាកំហុសយើងឯងយើងគួរតែចាញ់ដើម្បីឈ្នះឬក៏អត់ គេជាគោលបំណងរបស់យើងហ្នឹងហើយឥឡូវគ្រូឧទាហរណ៍មួយនិយាយពីមិត្តភក្តិគ្រូម្នាក់គាត់អ្នកលក់អីវ៉ាន់កូនចៅចិនណាគាត់ចេញរកស៊ីលើកដំបូងហើយគាត់ប្រកែកនិយាយហើយប្រកែកឆ្លោះទៀតគាត់លក់ដំបូងភ្ញៀវគាត់អត់ដែលមានតែប្រកែកឈ្នះគាត់ទេតែគាត់លក់ដែរបានលុយទេគាត់ថាមានពេលមួយដែលឪពុកគាត់ឪពុកក្មេកគាត់ហៅគាត់មកសួរថាហើយចង់បានអីពិតប្រាកដហើយទៅគាត់ថាហេបើនិយាយអត់ដឹងអីខ្ញុំទូយកមិនបានទេប៉ុន្តែអញសួរឯងចង់បានអីប្រកបហេលក់ដូរយើងចង់លក់អីញ៉ាំឲ្យឯងឈ្នះហ្នឹងឯងបានអីគោលដៅឯងគឺចង់លក់ឲ្យបានមិនអញ្ចឹងឯងទៅឈ្នះគេដើម្បីអីគាត់ថាគ្រាន់តែពាក្យហ្នឹងផ្លាស់ប្ដូរជីវិតគាត់តទៅឡើយបងតាំងពីនោះគាត់អត់ចាំបាច់ប្រកែកមួយតែជនយកឈ្នះទៀតទេអ្នកឯងឈ្នះមិនសំខាន់ទិញតែបានខ្ញុំមកបានហ្នឹងហើយអញ្ចឹងសួរខ្លួនយើងចង់បានអីយើងចង់បានអីដូចអ្នកខ្លះនិយាយស្អីមិនសមលុយបើយើងអត់ផឹកកាហ្វេយើងសល់មួយថ្ងៃ$2មួយខែ60អ្នកថាអត់ចង់សល់លុយខ្ញុំចង់ផឹកកាហ្វេអញ្ចឹងសួរយើងចង់បានអីវិញប៉ុន្តែត្រូវចាំណាមនុស្សយើងបញ្ហារបស់មនុស្សនៅត្រង់យើងគ្រប់គ្រងចិត្តយើងអត់បាន ego ពេលខ្លះយើងដឹងថាអត់ល្អហើយតែកុំឲ្យគេថាអត់យើងសុខចិត្តអត់ទេចិត្តតិចស៊ីតាំងចិត្តខ្លាំងស៊ីវិលខ្ញុំស៊ីវិលក៏បានដែរមិនចាញ់ចិត្តណាអាហ្នឹងឯងបង្ហាញថាយើងអត់មានបញ្ញាតោះណាហើយយើងប្រកែកដើម្បីអីយើងចំណេញអីឧទាហរណ៍ថាឆ្លោះគ្នាយើងទៅវាយគេវាឆ្លើយវាយហើយយើងចូលគុកហើយដើម្បីកុំឲ្យអត់ទទួលយកការពិតណាយើងនិយាយថាហេខ្ញុំគុកក៏ចូលដែរចិត្តប៉ុណ្ណេះហើយសួរបានអី ខាត់ពេល4-5ឆ្នាំហ្នឹងហើយសួរបានអីអញ្ចឹងមិនថាពេលខ្លះគេឲ្យយើង proactive គឺកន្លែងហ្នឹងមានតែឲ្យយើងមានសតិដឹងណាតើយើងចង់បានអីពិតប្រាកដ proactive មិន reactive ទេ reactive គឺយើង react ទៅតាមអារម្មណ៍យើងតែ proactive ដែលយើងថាពិចារណាទៅលើសកម្មភាពដែលយើងនឹង respond ទៅនឹងយល់ទេហៅមកគេមករករឿងយើងមានចម្រើសយើងវាយគេនិងអត់វាយគេក៏បានដែរយើងអាចសួរទៅរកអ្នកណាដែលមានសិទ្ធិក្នុងការដោះស្រាយលើកនោះ គ្រូធ្លាប់ដោះស្រាយមួយប៉លិស ដូចជំរឿគ្រូធ្លាប់មានខេសមួយការរៀននៅវិទ្យាល័យអាចថាតំណគ្រូរៀង proactive ដែរមានមិត្តភក្តិម្នាក់មិនមិត្តភក្តិអ្នកស្គាល់គ្នាហ្នឹងដោយរបៀបថាមករករឿងយើងចឹងទៅជួនកាលគ្នានោះចេតនាតែមួយឯងចង់បង្ហាញតែខ្លួនឯងឡូវដូចថាមករករឿងយើងជេរប្រមាថយើងអីចឹងណាឃើញយើងអ្នករៀនអ្នកសូត្រអីប្រមាថយើងឲ្យគេមើលមកឡូវជាងគេជាងឯងចឹងណាខឹងតែទប់ចេះគិតថាបើសិនឆ្លោះគ្នាទៅយើងថោកចេះគិតអញ្ចឹងដោះស្រាយវាបាច់គិតខឹងតែជាទ្រាំទៅគិតថាហេយើងដោះស្រាយតាមបែបមនុស្សថ្លៃថ្នូរទៅចាត់ការទៅ report ប្រាប់គ្រូអីព្រោះយើងមិនមែនជាអ្នកវាយកាប់ចាក់ដោះស្រាយអីណាក្នុងអីគេដូចក្នុងចិនគេលេង
គេហៅអ្នកគុណនិយមអីយើងមិនមែនអ្នកគុណនិយមហ្នឹងយើងអ្នកខាន់ពេជ្រហ្នឹងតែគុណនិយមអីទៅប្រាប់ខាងសាលាប្រាប់នាយកប្រាប់គ្រូឲ្យដោះស្រាយគាត់ដោះស្រាយឲ្យតើប្រហែលមួយអាទិត្យក្រោយគាត់ហៅទៅមានគ្រូមួយគាត់ចេញមកដោះស្រាយឲ្យគាត់ថាអីចាំគាត់ដោះស្រាយមួយអាទិត្យគាត់មកហៅទៅតដល់មិនដឹងគាត់ធ្វើអីវាខ្លះអានោះគួយយំអត់ទេហ្នឹងតាំងពីនោះមកអត់ដែរមានរឿងទៀតសោះមកអ្នកផ្សេងគាត់ហ៊ានទេគេដឹងថាយើងអត់គុណនិយមទេអត់មានណាដោះស្រាយណាតែមានរឿងហ្នឹង ជួប នឹងត្រង់ជួឥឡូវហើយអញ្ចឹងអត់មានណាហ៊ានរករឿងគេជិះចង់បានអីគេមិនបាច់គេអ្នកខ្លះបើក្នុងវិស័យគុណនិយមគេអាចមើលងាយយើងថាយើងអត់ក្លាហានអត់អីហើយយើងយកក្លាហានមកធ្វើអីយល់អត់ហើយបើអ្នកខ្លះវិញគេអត់ចឹងទេអ្នកខ្លះវិញដូចមិត្តភក្តិគ្រូផ្សេងៗគេអ្នកក្លាហានគេសឿងមិនដូចយើងទេគេសុកចិត្តវាយកັບចុកបែកមកទៅកុំឲ្យចាញ់ចិត្តគេអត់ប្រដឹងអត់ដល់ទេគេសុកចិត្តវាយសងប៉ុន្តែគ្រូអត់ទេព្រោះយើងអត់ចង់ទៅវាយគ្នាទៅវិញទៅមកហ្នឹងយើងចង់បានអីយើងចង់បានសន្តិភាព ផលជាដល់ហ្នឹងឯងតាក់ទងមួយ ego មិញខ្ញុំលើកខ្លួននិយាយ ego ហ្នឹងវាមានន័យថាម៉េចដែរលោកគ្រូ ego ទៅពិតច្រើនណាប៉ុន្តែ ego ដែលពេញនិយមច្រើនបំផុតហ្នឹងដែលបញ្ហារាល់ថ្ងៃហ្នឹងណាគឺមនុស្សយើងតែងតែវាយតម្លៃខ្លួនឯងខ្ពស់ជាងការពិត វាតម្លៃខ្ពស់ជាងការពិត ហ្នឹងហើយ អាចបន្ថែមបន្តិចបាន វាតម្លៃខ្ពស់ខ្លួនឯងជាការពិតដូចវាថាសមត្ថភាពយើងតែ3តែយើងគិតថាយើង8ដល់ជុំវាធ្វើឲ្យយើងហ្នឹងមើលងាយការមើលងាយគេមើលងាយឯងដោយសារអីព្រោះយើងគិតថាយើងលឹកពួកគេរាប់អានយើងតាមតែអ្វីដែលគេមើលឃើញយើងអញ្ចឹងវាតម្លៃយើងតាមអ្វីដែលគេមើលឃើញតែយើងខ្លួនយើងវាតម្លៃយើងខ្ពស់ខ្លាំងអញ្ចឹងគេអត់ដល់យើងទេអញ្ចឹងគេនិយាយមកគឺយើងអត់ស្ដាប់ទេព្រោះដោយសារគេអត់ដល់យើងហើយគេនិយាយមកយើងគេឃើញយើងខុសអូមកឃើញយើងខ្វះយើងស្ទើរកន្លែងណាតែបើយើងគាត់ថាយើងគ្រប់អស់ហើយអានឹងជា ego អញ្ចឹងគឺធ្វើឲ្យយើងអត់ស្ដាប់អ្នកណាហើយគិតថាខ្លួនឯងពិសេសជាងគេហ្នឹងហើយ ចុះបកប្រែមកដល់គ្រូថាបកប្រែច្រើនអញ្ចឹងបើផ្លូវផ្សេងទៀតអាចជាអីដែរលោក វាមានច្រើនណាស់ ego សូម្បីតែវាតម្លៃខ្លួនឯងទៀតជាងការពិតក៏ ego ដែរតែមនុស្សនឹងវាតិចពេកមិនបាច់និយាយទេតែតិចអ្នកដែលវាតម្លៃខ្លួនឯងទៀតជាងការពិតអ្នកដែលដាក់ខ្លួនខ្លាំងពេកកម្រអញ្ចឹងយើងអត់ចាំបាច់និយាយខេសនឹងវាខេសតិចយើងនិយាយតែខេសសម្បូរមនុស្សដែលអួតកតិយទៅក្អេងក្អាងអាហ្នឹង ego ស្ដាប់អ្នកដតីអីចឹងទៅហ្នឹង ego វិញ ego បំផ្លាញមនុស្ស ego កើតឡើងមនុស្សប្រភេទហ្នឹងកើតឡើងដោយសារមនុស្សហ្នឹងទទួលបានលើសពីអ្វីដែលខ្លួនឯងអាចទទួលបានឥឡូវដូចប្រហែលថាស្រស់អញ្ចឹងអត់ធ្វើអីសោះប៉ាម៉ាក់លក់ដីលក់ស្រែលក់អីផ្ទះអីយកមកឲ្យយើងចាយពេញណៃតែអញ្ចឹងយើងមានអារម្មណ៍ថាជីវិតយើងអត់ធ្វើអីក៏ត្រូវតែបានដែរ មានអារម្មណ៍ថាគេជពាក់យើង ហ្នឹងហើយនឹងគេជពាក់យើងគេត្រូវតែឲ្យយើងអញ្ចឹងមកអ្នកផ្សេងគេត្រូវតែឲ្យយើងមកមានអីគេជួយរហូតអញ្ចឹងយើងត្រូវតែអញ្ចឹងដល់យើងធ្វើយើងប្រកបដល់ខ្លួនយើងគិតថាយើង special យើងពិសេសយើងលើគេអញ្ចឹងទៅតោះនេះ ego ច្រើនកើតអញ្ចឹងបានការអប់រំកូនគេតែប្រាប់ឪពុកម្ដាយថាកូនតម្រើសមកពីការអប់រំរបស់ឪពុកម្ដាយគេអញ្ចឹងជួនកាលឪពុកម្ដាយថាស្រឡាញ់ពេកចឹងខ្ញុំផ្ដោតឲ្យលើសអត់ខ្វល់ទេផ្ដោតយូរធ្វើឲ្យកូននឹងលែងដឹងមកយូរ spoil ហ្នឹងខូចអស់លីងមកធ្វើឲ្យលែងកើតនៅក្នុងក្រុមការងារក៏អញ្ចឹងនៅក្នុងទំនាក់ទំនងស្នេហាក៏អញ្ចឹងដែរកាលណាតែផ្ដោតឲ្យលើសពីអ្វីដែលគួរទទួលយកមនុស្សយើងចាប់ដល់ spoil ចាប់ដល់ខូចមក ដល់អ្វីដែលលើសពីការគួរទទួលបាន ហ្នឹងហើយគួរទទួលបានអ្វីដែលគាត់ចំណាយ invest ទៅព្រោះយើងត្រូវចាំដើម្បីអីបានអីមួយត្រូវយើងចំណាយទៅអានេះជាច្បាប់ធម្មជាតិស្រស់ចង់ទិញអាវស្រស់ត្រូវមានយកលុយទៅទិញបើស្រស់អត់លុយក៏បានស្រស់មានម្ដុំទៅទិញបានដែរមានតែមានអ្វីដែលមានតម្លៃប្រាក់ខែយកទៅដោះដូរស្រស់ចង់បានប្រាក់ខែ500ស្រស់ត្រូវតែមានសមត្ថភាពប្រហែលប្រាក់ខែ500ទៅដោះដូរយល់ទេហើយយើងចង់បាននេះគឺយើងត្រូវហើយយើងចង់ដូរម៉ូតូយើងចង់បានម៉ូតូមួយតម្លៃ 2000 ព្រោះថាយើងមានលុយ 2000 ឬក៏យើងមានម៉ូតូមួយតម្លៃប្រហែល 2000 យកទៅដូរត្រូវអត់អាហ្នឹងធម្មជាតិវាត្រូវអញ្ចឹងកាលណាតែយើងបានដល់យើងអត់បានបញ្ចេញអាហ្នឹងវាធ្វើឲ្យយើងវែងច្រឡំថាអូអាហ្នឹងតែប៉ុណ្្នឹងក៏បានដែរយល់ទេអាហ្នឹងហើយកន្លែងហ្នឹងគឺសំខាន់មកមនុស្សរាល់ថ្ងៃអញ្ចឹងបានមនុស្សយើងពេលខ្លះយើងវែងដូចស្អីពេលខ្លះវាយើងបានមកចៃដន្យពេកដល់សំណាងណាហើយសំណាងនោះវាមិនមានរហូតណាវាជឿងចៃដន្យវាមិនកាត់ចេញកម្លាំងយើងណា ចុះបើគាត់ព្យាយាមអភិវឌ្ឍសមត្ថភាពខ្លួនឯងប៉ុន្តែគាត់មាន ego ក្នុងខ្លួនដូចឧទាហរណ៍គ្រូនិយាយ ego ពីរប្រភេទដែលយើងអាចយំន័យហ្នឹងមួយលើកខ្លួនចូលមួយទៀតដាក់ខ្លួនចូលអញ្ចឹងផលិតផលដែលគាត់ហ្នឹងអាចនឹងចេញជាបែបណាដែរលោកគ្រូ យូរទៅវិនិច្ឆ័យមក នេះអាចបន្ថែមឲ្យស៊ីជម្រៅតិច វិនិច្ឆ័យហ្នឹងមានន័យថាម៉េចឧទាហរណ៍ថាយូរទៅគាត់លែងស្ដាប់អ្នកណាទាំងអស់
ចឹងគេនឹងលែងនិយាយអីឲ្យគាត់ទៀតហើយខុសត្រូវគេអត់ខ្វល់ទេគេដឹងថាហើយមួយគាត់ទេចឹងទៅពេលយូរៗទៅលទ្ធផលដែលគាត់ធ្វើចេញមកហ្នឹងវាអត់បានដូចចិត្តទេលទ្ធផលព្រោះដោយសារពីមុនមកសំណាងឬក៏ចៃដន្យឬក៏មានគេ support អីចឹងទៅរួចដល់ពេលលែងមានអស់ហ្នឹងយូរទៅខ្សោយទៅដួលក្រឹបមករួចដល់ពេលដួលក្រឹបគាត់នឹងរកវិធីបន្ទោសគេគ្រប់គ្នាតែគាត់អាចបន្ទោសបានដូចថាស្រស់យ៉ាងពីមុនមកឧទាហរណ៍ប៉ាម៉ាក់ឲ្យទាំងអស់ខ្វះអីលក់ម៉ូតូឲ្យលក់ស្រែឲ្យយូរឈានដល់លក់ផ្ទះលក់គោលក់ក្របីលក់អីឲ្យយើងរហូតដល់ពេលមួយដែលគាត់លែងមានអីគ្រប់គ្រងឲ្យយើងយើងមានអារម្មណ៍ថាពិបាកព្រោះយើងរត់បានណាពីមុនយើងក៏រត់បានដែរតែគាត់ឲ្យតែដល់ពេលគាត់ឲ្យយើងនឹងចាប់ផ្ដើមបន្ទោសគាត់យើងនឹងបន្ទោសពីររឿងបន្ទោសទី1ថាគាត់ត្រូវតែឲ្យយើងព្រោះគាត់ជាពុកម្ដាយយើងបន្ទោសទី2យើងនឹងបន្ទោសថាមកពីគាត់តម្រឹះយើងពេកបានយើងចឹងហេមនុស្ស ego គឺអញ្ចឹងមនុស្សអត់ចេះទទួលស្គាល់ខុសប្រភេទមនុស្ស fixed mindset ក៏គិតថាគាត់មកកាត់មកគឺ special លើគេចឹងមកព្រោះចុះពេលខ្លះអ្នកខ្លះមិនខាតមកគាត់ចឹងប៉ុន្តែសារការ trick ការចិញ្ចឹមបែកបាច់កាប់ផ្ដាល់ឲ្យគាត់ធ្វើគាត់ច្រឡំចឹងដូចកូនសិស្សដែលគ្រូយោគយល់ពេកខុសមកមកឲ្យត្រូវយូរគាត់មានអារម្មណ៍ថាតែប៉ុណ្្នឹងគឺត្រូវហើយ គ្រូជាពាក់គាត់គ្រូផ្ដល់គាត់ នឹងអាចគ្រូជាពាក់គាត់មួយហើយមួយទៀតគាត់ច្រឡំថាតែប៉ុណ្្នឹងក៏ត្រូវដែរដល់ពេលទៅប្រឡងមែនតើគ្រូផ្សេងគេមិនស្គាល់គាត់ជិះគេមិនខែអ្វីតែការពិតអញ្ចឹងគាត់នឹងធ្វើដូចតែអ្វីដែលគាត់ធ្លាប់ធ្វើបានហើយវាអត់បានចឹង ចុះតើតើជាមួយមិញនិយាយ fixed mindset growth mindset បន្ថែមទៀតកាន់តែឆ្ងល់ទៀតអញ្ចឹងមានន័យថាមិន fixed mindset ហើយមួយ growth mindset ហ្នឹងលោកគ្រូ វាទលំទលាយ fix ហើយនឹង grow ប៉ុន្តែគ្រូយកទៅមួយចំណុចយកមកបញ្យល់បានហើយសាមញ្ញងាយយល់ grow មានន័យថាមនុស្សរៀនបន្តការអភិវឌ្ឍខ្លួន fix គឺជាមនុស្សដែលអត់រៀនទេគឺយើងអាចសម្គាល់មនុស្សពីរប្រភេទហ្នឹងនៅពេលដែលជួបបញ្ហាមនុស្ស fix គឺអត់ចង់ជួបបញ្ហាទេព្រោះដោយសារខ្លាចការបរាជ័យក្នុងចិត្តមនុស្ស fix mindset ការបរាជ័យវាជារឿងមួយដ៏អាម៉ាស់វាជារឿងមួយដែលឈឺចាប់តែមនុស្ស grow វិញបរាជ័យគឺជាឱកាសបានសិក្សាពីកំហុសហ្នឹងហើយហូចមនុស្សជាទូទៅហ្មងសម្បូរ fix ច្រើនជាង grow សុខចិត្តអត់ធ្វើហ្មងបើដឹងថាហ្នឹងតំណងថាធ្វើអត់ត្រូវគឺអត់ធ្វើហ្មងពុះខ្លាចខុសទទួលយកការខុសឆ្គងនឹងអត់បានបើសិនជាខុសក៏ប្រឡប់ខ្លួនឯងថាហ្នឹងមិនជាការពិតដែរសុខចិត្តបិទបាំងផលលេខផ្សេងបិទបាំងថាមិនមែនទេតែបើមនុស្ស grow អត់ទេខុសឱកាសឥឡូវគ្រូឧទាហរណ៍ខេសជាក់ស្ដែងមួយដែលគ្រូធ្លាប់ជួបមុនករណីគ្រូតប្លង់អាហារូបករណ៍ដែលគ្រូធ្លាប់និយាយប្រឡងអាហារូបករណ៍ទៅតាំងពី20នាក់ប្រឡងម្ដងចុះនៅសល់តែ10នាក់យូរសល់5នាក់យូរសល់ម្នាក់ដោយសារម្នាក់ឲ្យតែប្រឡងធ្លាក់មកវិញចេះគិតថាខ្ញុំទៅមួយអត់ចង់ទទួលការឈឺចាប់ពីការធ្លាក់ប្រឡងហ្នឹងឯងតែបើយើងអ្នកក្រោមិនអត់ឈឺទេធ្លាក់ឈឺតែយើងមានអារម្មណ៍ថាចុះមកអត់ចេះកន្លែងហ្នឹងណាមកវិញយើងរៀនហើយយើងទៅចង់ទៅប្រឡងម្ដងទៀតតោះបើចេញកន្លែងហ្នឹងទៀតចាំមើលធ្វើការទៀតអត់ហើយដល់មកទៅប្រឡងអត់ចេញហ្នឹងចេញកន្លែងស្វេចចង់ឡាចេះធ្លាក់ទៀតយើងមកវិញយើងនៅរៀនទៀតយើងគិតថាចុំកន្លែងស្ទើមិនគួរណាហ៊ានស្ទើសោះនឹងបន្តិចសោះណាមកដល់ផ្ទះវិញបើកសភៅមើលឃើញមិនគួរវាអញ្ចឹងយើងនឹងខំរៀនតចេះយើងនឹងប្រឡងទៀតរហូតតចុះតែបើអ្នក fix គាត់អត់ចង់ទទួលយកអារម្មណ៍ឈឺចាប់ហ្នឹងឯងអញ្ចឹងគាត់សុខចិត្តឈប់ទៅប្រឡងមកយល់ទេអញ្ចឹងអាលទ្ធផលដែលជាប់ហ្នឹងវាល្អហើយតែគាត់ពិបាកទទួលយកការឈឺចាប់នេះគាត់ចង់បាន ចុះយើងអាចកំណត់សម្គាល់ growth mindset និង fixed mindset បែបណាលោកដូចមនុស្សអញ្ចឹងលោកដូចយើងអាចមើលទៅមនុស្សជុំវិញខ្លួនថាគាត់ជា fixed mindset ហើយ growth mindset ហើយយើងមានន័យថាយើងចង់ដឹងហ្នឹងដើម្បីចង់ជួយគាត់ផ្លាស់ប្ដូរផ្នត់គំនិតពី fixed mindset ហ្នឹងមក grow វិញ សាមញ្ញនៅពេលដែលជួបបញ្ហាយើងស្ដាប់គាត់និយាយពីបញ្ហាហ្នឹងសិនស្ដាប់ហើយយើងអត់ទាន់ដឹងឯងយើងស្ដាប់យើងអាចដឹងថាគាត់ grow fix ដោយសារហេតុផលមួយសិនទីមួយគឺតើនៅពេលដែលគាត់និយាយពីបញ្ហាដែលគាត់ជួបហ្នឹងគាត់មានដែរនិយាយពីកំហុសរបស់គាត់អត់បើសិនជាគាត់អត់មាននិយាយកំហុសគាត់សោះក្នុងរឿងហ្នឹងគាត់ fix ហើយមានន័យគាត់អត់ដែរហ៊ានទទួលស្គាល់ខុសទេ ទោះបីគាត់អត់ដឹងថាគាត់ខុស អូយមនុស្សយើងអត់ដឹងមកពីមនុស្សយើងអត់ចង់ដឹងយល់អត់ បាទ មកពីយើងអត់ចង់ដឹងយើងមិនព្រមគិតរួចទៅអ្នកដទៃឥឡូវឧមាថាស្រស់ព្រោះពីហ្នឹងដើរទៅទាត់កែវបើស្រស់ហ្វេកគេស្រស់នឹងងអាណាយកកែវដាក់ណាបាទគ្រូ អញ្ចឹងអាហ្នឹង fix ចឹងតែបើ grow ស្រស់នឹងនិយាយថាខ្ញុំច្រឡំដាក់ទាត់កែវមិនដោយសារខ្ញុំអត់បានមើលជំរឿនលោកគ្រូខ្ញុំនឹងកាចាហើយអត់ព្រោះមនុស្ស grow គឺផ្ដោតលើខ្លួនឯងនេះព្រោះដោយសារយើងអត់អាចធ្វើឲ្យអ្នកដទៃបានទេមានខ្លួនយើងតែយើង control បាន
ដោតលើអ្វីដែលខ្លួនឯងគ្រប់គ្រងបាននឹងច្រើនជាងហុចមួយទៀតយើងអាចសួរសំណួរគាត់នៅពេលមិនបានសួរថាតើនៅក្នុងបញ្ហាហ្នឹងអ្នកឯងដឹងតែខ្លួនឯងខុសគេអត់ចុះបើគាត់អត់ដឹងទេអានឹងគាត់ fake ហើយព្រោះក្នុងបណ្ដាមកគាត់អត់ដែររៀនពីកំហុសទេយល់ទេហើយដែលលើកគេនិយាយថាអង្គការ NASA បុគ្គលិកគេយកទៅអ្នកក្រហើយគាត់យកអ្នក fake ឯងដោយសារអីដោយសារបញ្ហាសេដ្ឋកិច្ចឡើងដែលយើង unexpect អត់ដឹងមុនណាអញ្ចឹងអត់បានត្រៀមទេអញ្ចឹងអ្នក fake បាក់មកឡើងចង់ធ្វើមកតែបើអ្នកក្រអូខេខុសកែអូខេខុសកែខុសទៀតទេកែរហូតត្រូវព្រោះថាគេទទួលស្គាល់កំហុសហើយគេនឹងធ្វើវាប្រសើរឡើងយល់ទេអញ្ចឹងមនុស្សយើងពេលណាមិនចេះខុសតែថ្មីខុសទៀតហើយមិនចឹងខុសយើងកែទៅល្អទៅសួរស្អីចេញមកត្រូវបើអញ្ចឹងមិន Apple update software អត់ឈប់ទេឲ្យតែមានឃើញប្រហោង update ឃើញប្រហោង update អញ្ចឹងតែ ABA យើងក៏ update អត់ឈប់តែមិនឃើញងាក system maintenance គេ update ព្រោះគេមើលឃើញកំហុសគេ update ឲ្យប្រសើរឡើង យើងអាចជួយគាត់បែបណា យើងអត់អាចជួយគាត់បានទេលុះត្រាតែគាត់ចង់ជួយខ្លួនឯងសិន ប៉ុន្តែយើងអាចរបៀបថាយើងនិយាយច្រើនទៅវាអាចជាបណ្ដុះផ្នត់គំនិតគាត់ឲ្យចង់ក្រោដែរ ស្រស់ទៅចាំថាសេះយើងអាចនាំទៅដល់បឹងបានផឹកមិនផឹកជើងរបស់សេះយល់ទេ នោះសេះទៅដល់បឹងបាន ហ្នឹងហើយផឹកទឹកផឹកជាជំរើសរបស់សេះទេយើងអត់អាចបង្ខំសេះឲ្យផឹកទឹកបានមនុស្សក៏ដូចគ្នាដែរយើងអាចជួយលុះត្រាតែគេចង់ឲ្យយើងជួយអានឹងយល់តែបើគេអត់ចង់ហើយទៅធ្វើទេអានឹងជានិស័យបើក្នុងពុទ្ធសាសនាគេថាបុណ្យណាពេលខ្លះបុណ្យតែបើក្នុងវិទ្យាសាស្ត្រគេតកតងនឹងមីក្រូបក្នុងខ្លួនទៀតមីក្រូបអខកច្រើនពេកនាំឲ្យយើងគីងយើងគិតទៅចាក់អានឹងក្នុងវិទ្យាសាស្ត្រគេថាមកពីមីក្រូបព្រោះក្នុងខ្លួនយើងមានបាក់តេរីច្រើនអាប្រភេទបាក់តេរីអខកនឹងច្រើនវានាំឲ្យយើងគិតខុសច្រើនអញ្ចឹងទៅហ្នឹងហើយតែបើក្នុងពុទ្ធសាសនាយើងបុណ្យយើងអត់ដល់នាំឲ្យយើងគិតរឿងខុសចង់ធ្វើតែរឿងខុសអញ្ចឹងទៅចឹងបើសិនជាមនុស្សនឹងចាប់ដើមភ្ញាក់រលឹកចាប់ដើមយល់ដឹងចាប់ដើមអីមនុស្សចង់ផ្លាស់ប្ដូរអានឹងយើងជួយបាន មិនតកតងមួយក្រុម mindset គូថាតែយើងធ្វើឲ្យមួយចាប់ដើមខយដោយសារយើងធ្វើរឿងថ្មីរហូតប៉ុន្តែគាត់ធ្វើទៅគាត់បែរជាមានអារម្មណ៍ថាគាត់បង្កើតកំហុសរហូតគាត់ជាក្រហើយប៉ុន្តែគាត់មានអារម្មណ៍ថាគាត់ជាអ្នកបង្កើតកំហុសរហូតដែរអានឹងដោះស្រាយអារម្មណ៍បែបម៉េចឬក៏យើង control អារម្មណ៍ អត់មានអីពិបាកទេព្រោះកាលណាយើងក្រយើងអត់មានអីសេតព្រោះយើងដឹងថាខុសយើងធម្មតាតែធ្វើមិនខុសហើយធ្វើច្រើនខុសច្រើននិយាយច្រើនខុសច្រើនថា បាទ អញ្ចឹងយើងមានអីតែធ្វើច្រើនខុសច្រើនតើយើងអត់ធ្វើអីបានអត់ខុសអញ្ចឹងយើងមានអីត្រូវសេតមានអីត្រូវបាក់ចិត្តបើបានខុសនោះពេលខ្លះយើងត្រូវ enjoy ទៀតថាមានន័យថាហ្នឹងវាលើសពីសមត្ថភាពរបស់យើងវាថ្មីបើយើងខុសបើតែខុសមិនកើតយល់ទេអញ្ចឹងអ្នកក្រអត់ខ្លាចនឹងការសាកល្បងថ្មីទេព្រោះស្អីគាត់អត់ខ្លាចក្នុងការទទួលយកខុស អញ្ចឹងខ្ញុំសូមបកទៅវិញតិចតកតងជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯងពេលលោកគ្រូអភិវឌ្ឍសមត្ថភាពដំបូងលោកគ្រូមើលលើចំណុចអីមើលលើកត្តាសង្គមឬក៏មើលលើកត្តាផ្ទាល់ខ្លួនហើយគ្រូយើងអាចចំណុចណាមុនទៅវាល្អវាជាជំរើសដែលល្អ អង្គការគ្រូចាប់ផ្ដើមតាក់ទងការអភិវឌ្ឍសមត្ថភាពហ្នឹងគឺតាក់ទងទៅនឹងចង់ឲ្យខ្លួនឯងមានតម្លៃមុនសិន ដើម្បីខ្លួនមានតម្លៃ ហ្នឹងហើយព្រោះបើយើងអត់មានសមត្ថភាពយើងមានតម្លៃបែបណាមានតម្លៃយើងកើតឡើងដោយសារតែយើងអាចជួយទៅអ្នកដទៃឬសង្គមបានមិនមែនជាបន្ទុកសង្គមយល់មនុស្សមានពីរជាបន្ទុកមកសង្គមមួយធម្មតាហើយនឹងជាមនុស្សដែលយឹតយល់សង្គម ទាំង3ហ្នឹងណា ថា3ក៏បានព្រោះកណ្ដាលនៅជាជារកហ្នឹងធម្មតាចឹងម្នាក់បន្ទុកមកថាអត់ធ្វើអីដើរកោះផ្ទះគេកោះអីអានោះបន្ទុកសង្គមគេបកខអំពើហឹង្សាវាយតប់កាប់ចាក់គប់កញ្ចក់ឡានគប់អីគេធ្វើឲ្យគេភ័យព្រួយបារម្ភគ្នាអាញាធរក៏រពលអីចឹងអាហ្នឹងបន្ទុករបស់សង្គមតែបើយើងធ្វើឲ្យសង្គមប្រសើរឡើងជួយតកតងការអប់រំយើងសកម្មភាពដែលនាំឲ្យសង្គមប្រសើរអាហ្នឹងហើយយើងជួយទៅសង្គមចឹងដើម្បីអាចជួយសង្គមបានមានតម្លៃដូចថាយើងមានសមត្ថភាពត្រូវអត់មានជំនាញច្បាស់លាស់ចឹងកាត់ចេញពីកន្លែងហ្នឹងជាចាប់ផ្ដើមថាតើយើងគួរតែធ្វើអីដើម្បីខ្លួនឯងមានតម្លៃអញ្ចឹងយើងប្រឹងធ្វើទៅកាលណាធ្វើរហូតទៅជាបកកែទៅយើងនឹងខ្លាចជាមនុស្សម្នាក់ដែលមានតម្លៃចំពោះសង្គម តកតងមួយមានតម្លៃហ្នឹងតែយើងបែងចែកភាគច្រើនជាពីរ soft skill និង hard skill តែលោកគ្រូចាប់យកមួយណាមុន ការទាំងពីរ ការទាំងពីរតែមួយណាសំខាន់ជាងដែរ បើនិយាយពី foundation hard skill សំខាន់តែបើនិយាយតកតនឹងបន្ត grow ទៀត soft skill ចាប់ផ្ដើមសំខាន់ដែរ
ពូមិនដាក់ foundation ពីដំបូងគឺយើងត្រូវការជំនាញរឿងមួយតែច្បាស់លាស់ព្រោះបើយើងអត់មានជំនាញរឿងយើងឈរជើងមិនកើតតែដល់ពេលយើងធ្វើការយូរទៅតាក់ទងជំនាញគិតជំនាញគ្រប់គ្រងអារម្មណ៍ជំនាញអីហ្នឹងវាសំខាន់មកនៅក្នុងការងារព្រោះការងារធ្វើកាន់តែយូរពាក់ព័ន្ធមួយមនុស្សកាន់តែច្រើនតែបើយើងអត់មាន foundation ជំនាញរឿងទេការពិចារណារបស់យើងក៏អត់សូវប្រកែដែរព្រោះយើងអត់សូវមានភាព logic នៅក្នុងរឿងហ្នឹងអញ្ចឹងសួរថាពីក្មេងទៅបដោតអីបដោតទៅហាត់មុនដូចថាពីក្រមកទៅមានប្រដោតហ៊ានប្រកែមិនបាច់ប្រដោតលើនិយាយស្អីអីប្រកែពេកមិនបាច់ក៏បានឲ្យរៀនឲ្យទៅប្រកែសិនទៅចូលធ្វើការក៏អញ្ចឹងប្រើជំនាញរឿងនៅខ្លះសិនណាដល់ពេលជំនាញរឿងយើងថ្នាក់អីទៅបានយើងចាប់តាមបដោតពេលយើងឡើងជា manager មានក្រុមហ្នឹងយើងទៅបដោតលើសិល្បៈនិយាយមួយមនុស្សតាក់ទងមួយមនុស្សគ្រប់គ្រងអារម្មណ៍របៀបនិយាយអីតទៀតបាត់យើងអាចបរិការងារព្រោះបើយើងចាំយើងប្រកែមិនក៏ដល់យើងធ្វើម្នាក់ឯងបានមួយតែបើយើងចេះគ្រប់គ្រងមនុស្ស10នាក់ម្នាក់ធ្វើអត់បានមួយដូចយើងកន្លះក្រោយ10នាក់ក៏បាន5ដែរហ្នឹងហើយអាហ្នឹងចឹងអញ្ចឹងយើងត្រូវដឹងថាយើងក្នុងកម្រិតណាបើយើងកម្រិតនៅក្មេងយើងតបោកលេខអត់តន់ត្រូវផងចង់ទៅដឹកនាំគេបែបចង់ដឹកនាំក្រុម IT កាត់កុំចេះកាត់កូដកុំមិនចេះកូដលើកុំចេះប្រើកាមេរ៉ាចេះដឹកនាំបែបអូទៅប្រូគេថាម៉េខ្ញុំអត់ចេះប្រើកាមេរ៉ាម៉េជួយណែនាំបន្តិចមកម៉េខ្ញុំអត់ចេះដែរហើយធ្វើម៉េច motivate ម៉េចប្រឹងយើងប្រឹងមិនបើយើងអត់ដឹងដែរហ្នឹងប្រឹងល្បាច់តែបើយើងចេះគ្នាចេះអូខេមកបងបរៀននេះអូនឯងប្រើចេះនឹងឆ្លងឡើងណាសួរទេហើយទៅយើងជួលចិត្តសាស្ត្រទៀតយើងអាចដឹកនាំបាទ អូខេមិញនិយាយតាក់ទងមួយ hard skill soft skill អញ្ចឹងខ្ញុំសូមជជែកឲ្យស៊ីជម្រៅតាក់ទងមួយ hard skill សិន hard skill ជាទូទៅយើងអាចនឹងប្រហែលឆ្នាំទៅយើងមានជំនាញប្រកបលោកគ្រូ វាអត់វាស់ឆ្នាំកើតទេវាស់ទៅលើការបដោតប៉ុន្តែជាទូទៅហ្មងគេគ្រាន់តែកណនីជាមធ្យមអញ្ចឹងណាជាទិន្នន័យដែលតាមហ្មងប្រហែលជា 10000 មកដើម្បីយើងចេះលើអីមួយច្បាស់តើយើងធ្វើវាខ្ទង់ 10000 មកអញ្ចឹងបើកចែកពេលវេលាមួយថ្ងៃទៅជានិស្សិតវិញប្រហែលជា4ឆ្នាំនៅសាកលវិទ្យាល័យហ្នឹងបើយើងនិយាយទៅតែជាទូទៅយើងមានបដោតណាមិនអញ្ចឹងពេលខ្លះយើងទៅបានយកតែវត្តមានអញ្ចឹងយើងអត់សូវចេះទេអញ្ចឹងសំខាន់បំផុតគឺបដោតបើយើងបដោតដូចរៀនបើយើងបដោតយើងរៀនមួយឆ្នាំចេះច្រើនជាងរៀន3ឆ្នាំ អញ្ចឹងមានន័យថា 10000 មកហ្នឹងតើតែបដោតដែរមិនមែនទៅលេងក៏វាចេះទេ បដោត 10000 មកអានឹងយើងអាចមានជំនាញទៅលើហ្នឹងហើយសូម្បីហាត់បដាលហាត់អីក៏យ៉ាងដែរគេឲ្យយើងហាត់ឲ្យបាន 10000 ម៉ោងតែហាត់ជាមួយគុណភាពយើងនឹងមានជំនាញ ហើយចុះតាក់ទងមួយបដោតហ្នឹងដែរយើងត្រូវការ mentor មួយដែលល្អដែរឬក៏ខូចអញ្ចឹងលោកគ្រូព្រោះបើយើងអត់មានខូចអត់មានអ្នកណែនាំផ្លូវក៏វាពិបាកក្នុងការដើរទៅមុខដែរ តាមពិតបើមានល្អតែបើសិនជាយើងអត់មានធ្វើម៉េចមិនដែលខ្លួនយើងអញ្ចឹងយើងអាចអានសភៅអានអីទៅជា mentor យើងមើលវីដេអូល្អអានអត្ថបទល្អដើម្បីលើកទឹកចិត្តជំរុញយើងឲ្យយើងបដោតទៅលើកិច្ចការរបស់យើងទៅពួកតើ mentor មកពីណា mentor ខ្លះគាត់នៅឆ្ងាយហ្មងនៅបរទេសជនជាតិគេអញ្ចឹងទៅដែលប្រកែអញ្ចឹងយើងអត់មានឱកាសជួបទេអញ្ចឹងយើងអាចរៀនពីអ្វីដែលគាត់សរសេរបានយកវាមកអនុវត្តមកពេលនេះយើងនឹងឃើញលទ្ធផលហើយសំខាន់យើងព្យាយាមក្នុងការធ្វើវាច្រើនណាស់មនុស្សដែលរៀនពីសភៅហើយជោគជ័យជីវិតយកទ្រឹស្ដីទាំងអស់ហ្នឹងយកមកប្រើច្រើនគ្នាយើងមិននិយាយច្រើនទេសូម្បីតែនៅក្នុងចំណោមសង្គ្រាមណាបើយើងធ្លាប់អានប្រវត្តិសាស្ត្រតកតងការធ្វើសង្គ្រាមដូចម៉ៅសេតុងអីគាត់អានសភៅយុទ្ធសាស្ត្រសង្គ្រាមរបស់ស៊ុនជឺយកមកប្រើដែរណាគេថាតើណាក៏គាត់ដាក់តាមដែរចឹងគាត់ប្រើហើយគាត់ធ្វើសង្គ្រាមឈ្នះជំនាន់នោះហើយមកដល់ជំនាន់មកក្រោយទៀតជំនាន់អីគេហូជីមិញក៏គេនិយាយដែរហូជីមិញជួយចិត្តអានសភៅក្រហមរបស់ម៉ៅសេតុងតែទៅសេពីតបព្រៃតបអីណាណៃអីចឹងណាចឹងមានន័យថាគាត់ជួយចិត្តអានដូចគ្នាហ្នឹងអានហើយយកមកប្រើមិនដឹងថាពួកគាត់ធ្លាប់ជួបគ្នាអត់ដែរប៉ុន្តែបើម៉ៅសេតុងជាមួយនឹងស៊ុនជឺទាំងតើអត់ដែរជួបមកព្រោះស៊ុនជឺបងម៉ៅសេតុងប្រហែលចង់2000ឆ្នាំណាចឹងអត់ដឹងថាអត់ជួបគ្នាទេតែអាចរៀនបានយើងរងហើយក៏ចឹងតែយើងរៀនគម្ពីរពុទ្ធសាសនារៀនអីយើងមានដែរជួបពុទ្ធមកពីណាតែយើងអាចរៀនត្រៃបិដករៀនអីចឹងសភៅផ្សេងទាំងអស់ហ្នឹងយើងសុទ្ធតែអាចរៀនបានដោយ Think and Grow Rich មួយជាសភៅមួយដែលពេញនិយមទាក់ទងការកសាងទ្រព្យចឹងមកទល់ឥឡូវហ្នឹងអាយុតាំងពី1936បើគិតទៅ700ឆ្នាំណាហើយហ្នឹងតែមនុស្សនៅតែអានឃើញអត់ហើយនៅតែជោគជ័យហើយមនុស្សដែលអាននៅយក concept នឹងយកអនុវត្តនៅតែជោគជ័យច្រើនមកតឥឡូវច្រើនណាស់សេដ្ឋីលើពិភពលោកគេសភាទៅកម្រងសេដ្ឋីមួយណាដែលអត់ធ្លាប់អានសភៅហ្នឹង
ចឹងយើងនៅតែអាចអានបានឃើញអត់ហើយយើងមិនទៅthấyយើងនៅអានបានយើងទៅទិញមកក្បាល4 10រៀលហ្នឹងមកគាត់អានដែរមកព្រោះយើងចង់ដឹងមែនទេ เราមានឱកាសខ្លះជា ហ្នឹងហើយចូលមានឱកាសខ្លាចជាស្ថិតិគេចឹងទៅ បាទ អ្នកអានទាំងអស់គ្នាមិនប្រកាសជាស្ថិតិប៉ុន្តែគាត់គេសុភាស្ថិតិពីជនសិទ្ធិគ្រប់អានហ្នឹងណា គ្រូចុចតទៅមួយសភៅដោយសារសភៅវាមានច្រើនណាស់ទាំងហេរ៉ាញ់វត្ថុការប្រវត្តិសមត្ថភាពការប្រវត្តិខ្លួនច្រើនផ្នែកតែនៅពេលដែលយើងចាប់ផ្ដើមអានយើងមើលទៅលើបញ្ហាយើងឬក៏យើងអានសិនទៅដើម្បីវាមានចំណេះឬក៏យល់ដឹងខាងហ្នឹងចឹង បើយើងរកសភៅដែល fix មួយយើងអត់ទាន់បានទេយើងចេះអានទៅយើងមិនទាន់នឹងសភៅណាដែលចំបញ្ហាយើងអានទៅពេលនេះពេលនោះច្បាច់ពេលនេះពេលនោះខ្លះមកធ្វើយើងដឹងយូរទៅយើងប្រកាសជារកឃើញសភៅណាដែល fit មួយយើងជាងគេតែមិនស្រួលមិនទាន់រកឃើញសភៅហ្នឹងផងយើងដោះស្រាយបញ្ហាយើងបានបាត់ហើយណាព្រោះអាផ្នែកផ្សេងៗគុំគ្នាពេលនេះតិចពេលនោះតិចពេលនេះតិចបដុំយកគ្នាទៅអញ្ចឹងបានអ្នកដែលបកកាយទាំងអស់គាត់ធ្លាប់អានរាល់ថ្ងៃគាត់អានរហូតដូច Bill Gates អីជាប្រជុំប្រហែលជា50ទៅ52ក្បាលមួយឆ្នាំរាល់ឆ្នាំហ្មងគាត់អានរាល់ថ្ងៃមួយថ្ងៃគាត់អានប្រហែលក្នុង3ម៉ោងជាប់លាប់មកអញ្ចឹងរឿងអីមិនដឹងច្រើនរឿងយល់ដឹងច្រើនមកយើងមិនបាច់ចាំតែអានដូច Bill Gates មួយឆ្នាំ50ក្បាលក៏បានដែរមួយឆ្នាំទៅ10ក្បាលអីឲ្យតែទៀងទាត់ក៏គួរសមដែរ 10ក្បាលបើ10ឆ្នាំវា100ក្បាលដែរ ហ្នឹងហើយ ហើយបើបបពិសោធន៍និងចំណេះជំនាញរបស់គេក៏វាច្រើនដែរ ត្រូវហើយហើយយើងមិនអានតែ10ឆ្នាំណាយើងអានមួយជីវិតចឹងច្រើនណាស់អញ្ចឹងយើងអាចអានបានច្រើនអញ្ចឹងយើងព្យាយាមអានពីឥឡូវទៅរកសភៅណាល្អៗអានអញ្ចឹងទៅប៉ុន្តែបើចង់លឿនណាមានតែខ្សែគប់មនុស្សទេប៉ុន្តែគ្រាន់តែបញ្ហាមួយយើងមិននិយាយនឹងបានខ្សែគប់មនុស្សបកាយពួកមនុស្សបកាយគេលពលជាមួយការងារគេតែបើយើងបានរាប់អានអ្នកបកាយយើងទៅលឿនដោយសារអីយើងដឹងថាការខ្សែគប់មានឥទ្ធិពលណានៅចិត្តអ្នកបកាយគេរុញឲ្យយើងបកាយដូចគេដែរបើយើងទៅរួចយ៉ាងចិនយើងដែរចេញតែប៉ុណ្ណាដូចដែលឃើញខ្សែបកាយខ្សែគប់សរ៉ៃហ្មងតបកាយដូចគ្នាដើមមើលការប្រសាអ្នកបកាយនិយាយទៅរឿងរៀនឬធ្វើលំហាត់ណាមិនតែនិយាយរឿងប្រហោះម៉ូតូនិយាយអីយើងបញ្ចូលគ្នាបើរវល់ប្រហោះម៉ូតូមានពេលណាធ្វើលំហាត់ហើយអញ្ចឹងចុះបដោតរបៀបអញ្ចឹងការខ្សែគប់នឹងលឿនជាងគេតែគ្រាន់ថាយើងទៅរកខ្សែគប់សទ្ធិមិនកើតថៃរវល់រងំទៅចិត្តគេមកឲ្យចិត្តហ្នឹងអញ្ចឹងយើងមើលសភៅដែលពួកសទ្ធិទាំងអស់នឹងសរសេរទៅឬក៏មើលសភៅដែលពួកសទ្ធិទាំងអស់គាត់ធ្លាប់មើលឡើងទៅចង់ដឹងថាគាត់មានការគិតរបៀបម៉េចគាត់ទទួលយកចំណេះដឹងរបៀបម៉េចដែលធ្វើគាត់មានការគិតអញ្ចឹងយើងអានតាមហ្នឹងទៅយើងអាចយល់ស្វែងយល់ណាមិនប្រកាសថាយល់ដូចគេប៉ុន្តែយើងអាចយល់បែបយើងមួយដែរគ្រាន់តែក្នុងរបៀបគិតមួយដូចគេអញ្ចឹងផ្ដោតលើអីគិតលើអីអញ្ចឹងណាបានយើងក៏រកទៅមុខបាន ចុះតទៅមួយ soft skill វិញតើផ្នែកអីខ្លះដែលយើងគួរតែមាននៅក្នុងខ្លួនយើងក្នុងជំនាញរបស់យើង soft skill គេសម្គាល់ទៅលើការគ្រប់គ្រងចិត្តអារម្មណ៍សិល្បៈនៃការនិយាយទំនាក់ទំនងអាហ្នឹងជា soft skill ចឹងឧបមាថាសួរថាតើយើងចេះសិល្បៈទំនាក់ទំនងនៅយើងចេះនិយាយមួយមនុស្សនៅយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អនៅអាហ្នឹងជា soft skill ដែលយើងត្រូវតែបដោតបើយើងអត់មានរឿងអស់ហ្នឹងតើយើងធ្វើការមួយមនុស្សមិនកើតយើងឆាប់ខឹងយើងឆេវឆាយយើងទៅធ្វើការមិនកើតអាហ្នឹងជា soft skill ដែលយើងត្រូវរៀនថ្មីអារម្មណ៍ខ្លួនឯងយើងអត់សូវឆេវឆាយច្រើនអត់សូវ react ច្រើននិយាយចេះស្ដាប់ head point ចេះស្ដាប់អ្នកដទៃធ្វើការ teamwork ចុះសម្រុងគ្នាចេះគោរពអ្នកដទៃចេះឲ្យតម្លៃគេអត់មើលងាយគេតម្លាក់ ego ខ្លួនឯងចុះជា soft skill ហ្នឹងហើយដែលយើងត្រូវតែមាន ចុះ soft skill ហ្នឹងយើងអាចរៀនមកពីណាដែរលោក រៀនដូចតែគ្នាយើងអានសភៅអានអីចឹងទៅ បទពិសោធន៍ផ្ទាល់ បទពិសោធន៍ផ្ទាល់ខ្លួនដែលសម្រាប់យើងព្យាយាមអ្នកខ្លះទៅវិបស្សនាទៅសមាធិទៅអីចឹងទៅធ្វើឲ្យខ្លួនឯងផ្លូវចិត្តខ្លួនឯងហ្នឹងប្រសើរឡើងអីចឹងទៅមិនចឹងទៅចូលវគ្គ training ណាមួយអីចឹងទៅវគ្គ training ដូចរបស់ Tony Robbins អីចឹងដែលគេ train អីចឹងយើងចូលរៀនទៅគេ train លើ mindset លើអីចឹងយើងទៅចឹងយើងអាចរៀនបាន ពេលលោកគ្រូនិយាយថាអ្នកដែលប្រកែស្ដាប់ soft skill គាត់ណា soft skill ស្ដាប់ហ្នឹងគឺប្រកែចាប់យកអត្ថន័យហ្នឹងធំត្រូវអត់លោកគ្រូ ត្រូវព្រោះអ្នកប្រកែស្ដាប់មិនមែនចាប់យកអត្ថន័យទេប្រកែយល់នៅអ្វីអ្នកនិយាយហ្នឹងចង់និយាយមិនមែនអ្នកនិយាយហ្នឹងនិយាយអីគេទេព្រោះមនុស្សច្រើនណាស់ដែលនិយាយពាក្យពិតជានិយាយពិតទេអញ្ចឹងបើយើងស្ដាប់តែអ្វីដែលគេនិយាយយើងអត់យល់ទេតោះណានឹងជួខានចេះគេនិយាយអញ្ចឹងតែគេមិនចង់បានអញ្ចឹងផងព្រោះសំខាន់យើងយល់នៅអ្វីដែលគេចង់បានដែលឃើញគេថតរបៀបវីដេអូបំផ្លែងខ្លីៗគឺរបៀបចូលតាមចិត្តអីមិនរបៀបថាគេឲ្យអង្គប៉ាគ្នាអីមិនចឹងអត់ទេបើទៅក្បាលគូឡានណាហ៎ បាទគ្រូ អ្វីនិយាយផ្សេងតែអ្នកដែលឲ្យនឹងគេយល់ថាអ្នកហ្នឹងយកទៅសុវត្ថិចិត្តតែជាការគួរសមទេយល់អត់អញ្ចឹងយើងត្រូវស្ដាប់
យល់នៅអ្វីដែលគេចង់និយាយមិនមែនស្ដាប់ឮនៅអ្វីដែលគេបាននិយាយទេនឹងមនុស្សដែលប្រកែស្ដាប់គឺនៅកន្លែងណាចឹងបើយើងស្ដាប់តែពាក្យសម្ដីគេនិយាយដូចបើនិយាយចឹងនិយាយរឿងចេះទៀតតែឃើញគេលេងកំ pl ែងគេលេងរឿងមនស្ស័យផងចេះស្អីច្រើននៅមាត់ចាក់ខុសពីចិត្តទេហ្នឹងតែស្អីគេថាពេលខ្លះមាត់គេចិត្តក៏ស្របគ្នាដែរឃើញអត់ចឹងវាមិនសំខាន់គេនិយាយសំខាន់យើងយល់ថាតើគេចង់និយាយគេអានោះសំខាន់ ក៏ពិតរឿងហ្នឹងក៏ជារឿងកំ pl ែងក្នុង Facebook ក្នុង social media ដែរវារបៀបភាសាមនុស្សស្រីហ្នឹងលោកអាហ្នឹងយើងធ្វើមិនទៅអាចហ៊ានយល់ផងយើងមិនថាមនុស្សស្រីមានន័យថាមនុស្សស្រីយើងពិបាកយល់នៅអ្វីដែលគាត់ចង់និយាយអញ្ចឹងយើងធ្វើមិនដើម្បីយល់កាន់តែច្បាស់ពីគាត់ អានោះគ្រូគាត់ដឹងដែរអត់ចេះដូចគ្នា អត់ជឿយល់គោ ឆ្លើយតែចេះហ្នឹងគេហៅទៅសួរហ្នឹងបាក់ឆ្លើយអត់លឺអត់ចេះទេ ហើយយើងបកទៅធម្មតាវិញអញ្ចឹងយើងអាចធ្វើមិនដើម្បីយើងចាប់ពីចំណុចគាត់បានណាកុំមើលពីទឹកមុខមើលពីសកម្មភាពឬក៏មិនព្រោះគោលបំណងវាពិបាកមើលឆ្លោះណា តាមពិតទៅមើលទឹកមុខមើលអីវាប្រន់អផ្សំឯងសំខាន់ផុតគឺយើងយល់ពីមនុស្សហ្នឹងមក យល់ តែ ពី តែមើលរឿងសាមកុកឯងរឿងសាមកុកឲ្យតែមេតបលើកនេះមកលើកតបមកខុងវិញគាត់ច្រើនតែសួរមុនសួរថាមេតបជាណាព្រោះដោយសារចរិតមនុស្សសំខាន់ដែរហើយបើសិនសុទ្ធអត់ឈ្មោះមេតបមកអត់ដែរស្គាល់គាត់នឹងទៅសើបមើលថាតើមេតបនឹងចរិតរបៀបម៉េច យល់ ព្រោះមនុស្សយើងការសម្រេចចិត្តការគិតអីហ្នឹងវាអាស្រ័យលើអត្តចរិតរបស់យើងអញ្ចឹងគេត្រូវយល់ពីចរិតមនុស្សហ្នឹងសិនអញ្ចឹងបានដឹងថាមនុស្សហ្នឹងចង់បានរបៀបម៉េចការគិតរបៀបម៉េចអីគឺឯកទៅតាមអត្តចរិតរបស់គាត់ហ្នឹង យល់តែមានន័យថាបើយើងចង់ងាយស្រួលយល់អត្ថន័យរបស់គាត់យល់ពីអ្វីដែលគាត់ចង់និយាយតើយល់ពីចរិតរបស់គាត់ច្បាស់ដែរ ហ្នឹងហើយត្រូវហើយអញ្ចឹងជាទូទៅមិត្តភក្តិរបស់យើងមិត្តភក្តិចិត្តស្និទ្ធយើងមិនតាំងនិយាយទៅជួបគ្នាដែរតែប៉ុន្តែជុំខកក្រក់ដឹងថាចង់បានអីហ៎មែនទេមើលពេលណានិយាយណាហើយអ្នកជុំវិញហ្នឹងគេអត់យល់ទេយល់តែយើងហ្នឹងជួការមិនក្តាប់វាយតែភ្នែកដឹងតែចង់បានអីអាហ្នឹងអញ្ចឹង ចឹងកាន់តែច្បាស់ហើយលោកគ្រូហើយចុះថ្ងៃមុនខ្ញុំចាប់អារម្មណ៍របៀបចរចាគ្រូដែរគ្រូនិយាយតាក់ទងមួយចរចាការគ្រូហ៊ាននៅជប៉ុនប៉ុន្តែគ្រូអាចបន្ថែមឧទាហរណ៍ទៀតដូចមកពេលរស់នៅស្រុកខ្មែរអញ្ចឹងមានន័យថាត្រឡប់មកវិញហើយចរចាមានបញ្ហាធំៗអីដែលលោកគ្រូចរចាបានដើម្បីជាបទពិសោធន៍បន្ថែម ចរចាវាត្រូវការរឿង3ទី1យើងដឹងថាយើងចង់បានអីទី2ដៃគូដែលយើងចរចាចង់បានអីហើយទី3ចំណុចពួកយើងរួមគ្នាកន្លែងណាដែលយើងអាចជាចំណុចរួមទៅមួយគ្នាបាន បាទ កន្លែងនេះជាសម្រាប់ពួកចរចាយើងអត់អាចចង់បានតែយើងទេហើយក៏យើងអត់អាចឲ្យតែគេបានដែរព្រោះយើងខានទីទៅមួយវិញត្រូវចាំថាចរចាគឺ win win ហៅចំណុច win ទាំងអស់គ្នា win loss គាត់បាន loss win គាត់បានដែរអញ្ចឹងបានយើងអាចចរចាបានអញ្ចឹងគឺអីមួយគឺត្រូវប្រយោជន៍រួមទាំងអស់គ្នាមិនមែនថាប្រយោជន៍តែខ្ញុំម្នាក់ឯងទេយើងចរចាគឺនិយាយពីប្រយោជន៍របស់អ្នកដទៃមិនមែនប្រយោជន៍របស់យើងទេយល់ទេ បាទបើយើងចង់ចរចានឹងមានប្រសិទ្ធភាពតើយើងលើកពីប្រយោជន៍គេមុន ហ្នឹងហើយសំណើរបស់យើងនឹងតើបានប្រយោជន៍អីទៅគេបើអត់មានប្រយោជន៍គេមិនព្រមហើយបើយើងអត់ប្រយោជន៍ប៉ុន្តែយើងគិតដែរក្នុងប្រយោជន៍ដែលយើងលើកទៅគេនឹងយើងក៏មានប្រយោជន៍ដែលយើងចង់បានលើហ្នឹងហើយបើសិនយើងអត់ផងធ្វើម៉េចអូម៉ាដូចយើងទៅទិញអីវ៉ាន់អីមួយចុះអ្នកលក់ចង់បានលុយអ្នកទិញចង់បានបានតើអត់ប្រយោជន៍គាត់យើងក៏នៅកន្លែងហ្នឹងមួយចង់បានបានមួយចង់បានលុយវាយើងមានចំណុចរួមប៉ុន្តែសួរថាបើសិនជាថោកពេកអ្នកលក់គេមិនលក់គេអត់ចំណេញឲ្យថោកក៏ប៉ុន្តែបើថ្លៃពេកយើងទិញតែខាន់មិនយើងទិញ តែអត់មានការចរ អញ្ ចា ចឹងត្រូវមានការចរចាទាញទៅដល់ចំណុចមួយណាថាយើងទិញក៏មិនជាចំណាយច្រើនពេកអ្នកលក់ហ្នឹងក៏មិនចំណេញច្រើនទេតែនៅតែចំណេញហើយបើសិនជាគាត់បើយើងអត់អាចផ្ដល់ការចំណេញទៅលើលុយហ្នឹងអាចផ្ដល់ចំណេញរឿងផ្សេងឲ្យបានហើយបើសិនអ្នកលក់ហ្នឹងអត់បានចុះតម្លៃយើងតែគាត់អាចថែមអីទៅលើហ្នឹងផ្សេងវាហ្នឹងបានជាការដោះដូរគ្នាអញ្ចឹងយើងរកចំណុចរួមនឹងឃើញការចរចាហ្នឹងអាចប្រព្រឹត្តទៅបានតែចាំតែមិនទេថាធ្វើម៉េចកុំឲ្យចង់ចំណេញតែឯងគេក៏ចង់បានដូចយើងដែរហើយនឹងបានយើងអាចចរចាទៅមុខនេះបាន អញ្ចឹងសុំសរុបពីនឹងវិញចុះបើគាត់បកកែទៅ hard skill ឬក៏ soft skill តែគាត់ជាតម្រូវការរបស់គេដែរអត់មានន័យថាជាតម្រូ វា វ អ ការ ត់តាក់ទងនឹងថាបកកាយជាហាត់គេសូគេតម្រូវការគេអត់ទេសំខាន់ថាសង្គមរបស់គាត់នឹងសង្គមអីគេ
សង្គមអីគេដូចជំនាន់មុនចឹងជំនាន់តពី1000ឆ្នាំមុនអីចុះ2000ឆ្នាំមុនគេធ្វើការមនុស្សមានក្បាច់គុណបកែពោះមនុស្សជួយចិត្តធ្វើសង្គ្រាមអញ្ចឹងយើងបកែក្បាច់គុណរីកែមកមុនគឺទៅជាតម្រូវការហើយតែដល់ក្រោយមកទៀតគេត្រូវការអ្នកចេះច្រើនអ្នកដឹកនាំត្រូវមានបញ្ញាវាងវៃអីចឹងទៅឥឡូវយើងនិយាយចេះនិយាយដូចសង្គមបាល់ទាត់ចឹងអត់ចេះសក៏បានបាល់ទាត់បានដូចបើដូចសង្គមយើងប្រទេសងើបពីសង្គ្រាមអីចឹងយើងត្រូវការចេះមានជំនាញច្បាស់លាស់តតបាល់ហ្នឹងដាច់បានឃើញចាស់ចាស់គាត់យើងមើលទៅស្រស់ពីថ្មីគេចឹងលេងតតបាល់ច្រើនអត់ទៅរៀនហ្នឹងម៉ាក់ពាត់លើពួកគាត់ខ្លាចខូចអនាគតពួកសង្គមឲ្យលំៃខុសគ្នាចឹងយើងត្រូវដឹងថាសង្គមហ្នឹងអីគេដូចសង្គមអ្នកវាយចឹងឲ្យទីបកែវាយបកែអូម៉ាយើងចាប់អាជីពអ្នកបតាបកែទៅវាយទៅបានគឺផ្សេងទៀតអត់សំខាន់ទៀតទេតែបើយើងខាងមេឌីតែបកែវាយក៏អត់មានន័យដែរយល់ទេហ្នឹងអញ្ចឹងត្រូវដឹងថាយើងអីគេតែត្រូវដឹងថាត្រូវតែច្បាស់ទៅលើអ្វីដែលជាការងាររបស់យើងបានមានតម្លៃដល់មកយើងអ្នកបតាវាយចាញ់រហូតមានន័យអីមេឌីមែនតែចេះដែរកាមេរ៉ាចេះចុចដូចតែអ្នកអត់មេឌីចឹងចេះកាត់អត់បានស្មើអ្នកលក់លេអនឡាញមិនមានន័យអីអ្នកជំនាញគេតោះយើងចេះមកគឺចេះលើសគេមកលើសពីមនុស្សធម្មតាមានន័យថាមនុស្សធម្មតាធ្វើអត់កើតមករយើងអ្នកជំនាញឲ្យជួយហ្នឹងហើយដែលជាតម្រូវការខ្ញុំតែងតែលើកគ្រូថាសួរខ្លួនឯង top 1 នៅក្នុងកម្ពុជាឬក៏មិនដែរលោកគ្រូអាហ្នឹងយើងប្រៀបធៀបជា level អត់និយាយថាក្នុងស្រុកក្រៅស្រុកអីយ៉ាហ្នឹងហើយយើងធៀបនៅក្នុងជំនាញរបស់យើងហ្នឹងអូមកថាយើងជាតារាចម្រៀងអញ្ចឹងក្នុងវិស័យតារាចម្រៀងយើង rapper ចុះជាលំដាប់ទីពេញវណ្ណាគាត់ជោគជ័យដោយសារអីគេទទួលស្គាល់ថានៅស្រុកខ្មែរលោកវណ្ណាលំដាប់ទី1 rapper ហើយអត់នឹងគេគាត់ជោគជ័យមួយថ្ងៃមួយទប់ទិញឡានមួយទៀតអញ្ចឹងតើយើងធ្វើឲ្យដល់លំដាប់ពូ rapper មិនមែនមានតិចអ្នកទេរាប់អត់ក្រុម1000អ្នកទេគ្រាន់តែយើងវាអត់ស្គាល់មិនចឹងយើងស្គាល់តែអ្នកលំដាប់ទី1ទី2ប៉ុន្មានអ្នកស្គាល់តែវណ្ណាស្គាល់តែ G David អីប្រហែលអ្នកដែលល្បីហ្នឹងទេអ្នកផ្សេងទៀតយើងមិនស្គាល់ហ่าបើតារាចម្រៀងធម្មតាយើងស្គាល់តែព្រៀបសវត្តខេមរៈស្រីមុនអីតែល្បីទេអ្នកចម្រៀងរាប់ម៉ឺននេះដែលយើងអត់ស្គាល់យល់អត់អញ្ចឹងតើតែយើងច្បាស់នៅក្នុងអាជីពរបស់យើងនៅក្នុងជំនាញរបស់យើងយើងនៅក្នុងកម្ពុជាគេបានយើងជោគជ័យបានចឹងមិនថាធ្វើអីមួយក៏ដោយធ្វើឲ្យខ្លាំងហើយអ្វីដែលយើងចូលចិត្តធ្វើវារហូតដល់ឡើងដល់កម្រិតកំពូលអានោះបានរកឃើញភាពជោគជ័យណាហើយជួ hard skill soft skill មិនវាត្រូវទៅទន្ទឹមគ្នានឹងជួយគ្នាទៅវិញទៅមកតអគ្នាចុះមិញនិយាយណាថាតើតើមួយបើយើងចង់មានជំនាញតើធ្វើបាន10000ម៉ោងប៉ុន្តែបើដល់ទៅកម្ពុជាទៀតដែលមានទ្រឹស្ដីគេនិយាយថាធ្វើប្រហែលម៉ោងឬក៏មិនវាគេអត់មាននិយាយសំខាន់ជាងគេមនុស្សនឹងយើងផ្ដោតលើរឿងនឹងរហូតអត់អ្នកដែលខ្លាំងគឺគេផ្ដោតរហូតដូចថ្ងៃមុនចិនសិនហួងគាត់និយាយចិនសិនហួងCEO ក្រុមហ៊ុន Nvidia គាត់ទំឡើងមកក្រោយ Nvidia ឥឡូវតម្លៃបាក់ផែមក Apple ហើយឡើងខ្លាំងហើយទៅគាត់បង្កើតក្រុមហ៊ុននឹងតាំងពី93 94មកតឥឡូវវាចូល32ឆ្នាំអីហើយទំល្បី2 3ឆ្នាំចុងក្រោយនេះទេដឹងគាត់មិនអត់គាត់ថាមួយថ្ងៃគាត់ធ្វើការជាង10ម៉ោងហើយគេសួរមិនបានធ្វើការជាង10ម៉ោងអញ្ចឹងទៅធ្វើការជាង10អត់ទេគាត់ថាគាត់ទៅ office ត8ម៉ោងមួយថ្ងៃហើយសល់ម៉ោងទៀតអត់ទៅ office គាត់គិតដែរគិតពីការងាររបស់គាត់ដែរអញ្ចឹងបានធ្វើឲ្យ Nvidia មកដល់ជោគជ័យដល់ឥឡូវអញ្ចឹងអ្នកដែលបង្កើតគឺគាត់បដោតណាដូច Michael Phelps គឺជាមនុស្សម្នាក់ដែលមានមេដាយមាសច្រើនជាងគេបំផុតលើពិភពលោកកីឡាករហាន់ទឹកមានមេដាយមាសច្រើនជាងគេបើសិនគេជំនាន់មុនពេលគាត់មុនចូលនិវត្តន៍ហ្នឹងគេប្រៀបធៀបកម្រិតគាត់ចំនួនមេដាយមាសដែលគាត់មានបើធៀបជាប្រទេសមួយតែម្នាក់ឯងប្រហែលជាលេខ12លើពិភពលោកមេដាយមាសអូឡ িম্প ិកច្រើនជាងគេម្នាក់គាត់ហ្នឹងជាប់លំដាប់ទី12បើគេបុកប្រទេសចូលគ្នាច្រើនណាស់ហើយសួរគាត់ហាត់មិនគាត់ថាពេលគាត់វឹកហាត់ហ្នឹងមួយឆ្នាំ365ថ្ងៃហាត់ពីព្រលឹមទល់ល្ងាចរាល់ថ្ងៃសូម្បីតែបុណ្យគ្រីស្មាស់ក៏គាត់តែហាត់ដែរអត់មានពេលឈប់សោះហើយអញ្ចឹងបានលំដាប់ទី1លោកបានហ្នឹងធ្វើរឿងអីមួយត្រូវបដោតហ្នឹងហើយតែដល់ធ្វើឲ្យសំខាន់មានទេពកោសល្យនេះបដោតទៀតយល់គ្រូកាន់តែច្បាស់តែមួយបដោតតើបដោតបានមានឱកាសជោគជ័យច្រើនហើយបើយើងអត់បដោតមិនបាន
មិនជោគជ័យយើងពេលខ្លះយើងគិតថាមិនបានខ្ញុំធ្វើអត់បានទេពេលខ្លះយើងអត់បានប្រឹងដល់ហ្នឹង ពេលខ្លះច្រឡំថាខ្លួនឯងបានធ្វើល្អហើយតែអត់ដឹងថាខ្លួនឯងផ្ដោតអស់អត់ តើតើជប់អ្នកខ្លាំងបាទយើងនឹងថាអ្នកខ្លាំងនឹងរបៀបម៉េច យល់លោក គ្រូធ្លាប់រៀននៅជប៉ុនជប់មិត្តភក្តិម្នាក់ខែកាលហ្នឹងរៀនទៅពេលមិនតាន់ស្គាល់វានៅចង់បានលេខ1ដល់ពេលស្គាល់វាហើយតែចង់បានលេខ1ប្រាប់ថាលេខ2ហ្នឹងជាលេខ1របស់យើងហើយជប់អត់អាចធ្វើដូចទេស្ដាប់វានិយាយចុះពេលយកបន្ទុកវាមកបោកវារើសខុសពីយើងនៅមហាវិទ្យាល័យគេយើងមិនរើស credit រៀនដល់អត់យើងរើសអាណាដែលយើងចុះចិត្តរៀនហើយមកវារើសតាវារៀនទាំងអស់រៀនសឹងគ្រប់មុខតែវាយកបន្ទុកយក credit ទៅមុខជាណាដែលគេអត់ចង់យកហើយ ជឿ ច្រើន ខ្ញុំមានន័យអាហ្នឹងក៏អាចយករៀនបានដែរមានន័យថាយើងធ្វើកន្លែងណាដែលគេខ្វះខាតតម្រូវការដែលគេអត់មាន អាមួយនឹងវាគិតចឹងហើយ គិតចឹង វាគិតថាគេយកអាស្រួលៗនឹងយកមកវាមានន័យអាគេអត់ចង់បាននោះសារថាមិនងាយប្រឡងបានអញ្ចឹងมันមានន័យបើចឹងជំនួបបន្ទុកវាសិតតែរបស់កម្រដែលគេអត់ចង់ register រៀនយកបន្ទុកតែវា register រៀនហ្នឹងមកពុំអាគ្រូហ្នឹងដល់ពេលឃើញទៅអូយអាគិតមិនខ្មិចវាថាបើយកទៅស្រួលៗដូចតែគេតែមិនមានន័យដល់ពេលអញ្ចឹងយើងមានអារម្មណ៍មួយចំណុចមួយដែលយើងលើបានថាអូអ្នកខ្លាំងមិនគិតដូចយើងទេអត់ខ្លាំងមែនដល់ពេលរៀនមែនតើមកថ្ងៃបុណ្យថ្ងៃទៀនសាលាបិទទ្វារកូវីដទៅរៀននៅបណ្ណាល័យស្រុកនៅជប៉ុនគេមានបណ្ណាល័យpublic របស់ស្រុករបស់អីសាកលវិទ្យាល័យបិទយើងទៅវាទៅបណ្ណាល័យស្រុករៀនពួកម៉ាក់ហ្នឹងរៀនរហូតខ្លាំងណាស់វាធ្វើអីមួយគឺចាប់ចង់មានពេលមួយគ្រូចាំតែពឹងវាទៅជួយបើកឡានដល់គេបានទៅផ្ទះអត់សោះបានគ្នាអញ្ចឹងហើយយើងអត់មាន license បើកបរណាហើយយើងមានតែរៀនបើកឡានហ្នឹងអាហ្នឹងអញ្ចឹងវាមានហើយគាត់នៅឡានដែលវាបើករបស់វាឡានលេខអូតូអូលេខដៃវាបើកលេខដៃដល់ពេលទៅខ្ចីឡានរបស់ម្ចាស់ផ្ទះជួលហ្នឹងឡានលេខអូតូទៅខ្ចីគ្រាន់តែវាចំណាយពេល2ម៉ោងវាសមដែរយើងគិតមើលបើយើងអ្នកធម្មតាយើងអត់ចាំបាច់ចំណាយពេលយើងបើកតែផ្លូវទៅវាបើកសារចុះសារឡើងសារចុះសួរថាសារច្រើនម៉េះវាប្រាប់វិញថាឲ្យប្រកាសថាវាថ្នាក់មួយឡានហ្នឹងហើយបានវាបើកឡើងលើផ្លូវមកហើយហ្នឹងជា mindset មួយដែលយើងអាចរៀនបានថាអូពួកនឹងច្បាស់មួយចំណុចខ្លាំងព្រោះយើងសម័យមើលបើគេផឹងយ៉ាងហ្នឹងរៀនតែខ្ទេចយើងរៀនមិនឈ្នះថ្ងៃណាក៏ឃើញវាអង្គុយរៀនដែរណាបើមិនទៅរៀនសាលាក៏អង្គុយនៅបណ្ណាល័យដែរហើយយើងធ្វើមិនបានយើងទៅមិនស្រួលហ្នឹងទៅធ្វើនេះធ្វើនោះលេងនេះលេងនោះដែរហ្នឹងមិនចា enjoy នេះ enjoy នោះយើង focus មិនបានដូចគេប៉ុន្តែវាអត្តន័យជីវិតវាខុសគ្នាដែរយើងមិនមែនតែចង់បានអញ្ចឹងគេវាចង់បានអញ្ចឹងសួរខ្លួនយើងថាយើងចង់បានមិនដូចនិយាយអញ្ចឹងណាចង់សល់មួយខែ60រៀលឬចង់ផឹកកាហ្វេតែមានជំរឿនកតាលវាទៀតល្អជាងហ្នឹងផឹកកាហ្វេដូចគ្នាតែប៉ាត់យើងផឹកអាថោកជាងហ្នឹងអញ្ចឹងមួយខែអត់ចាំបាច់ដល់$60 $30ក៏ផឹកគ្រាន់ដែរ យើងអាចបកផែទៅកន្លែងការងារមិនដោយសារមិញគ្រូលើកមកគាត់រៀនជំនាញដែលគេអត់សូវជ្រើសចុះបើយើងរើសជំនាញដែលគេអត់សូវធ្វើវាល្អដែរអត់គ្រូ អត់ទេអត់ទេដោយសារគាត់នឹងចូលចិត្តរៀនគាត់ចូលចិត្តរៀនចូលចិត្ត challenge មួយការរៀនហើយយើងចូលចិត្តអត់ចុះយើងធ្វើតែរបស់ធម្មតាហ្នឹងបាក់ហើយធ្វើរបស់បាក់ទេមិនទៅបាក់អញ្ចឹងរើសអាណាស្របមួយយើងទៅស្រួលជាង តែវាស្របវាអាចណាអាកាសតិចជាងដោយសារអានោះជាតម្រូវការ វាអត់មានតាក់ទងនឹងអាកាសតិចអាកាសច្រើនតម្រូវការតែច្បាស់ហើយស្អីក៏តម្រូវការដែរឥឡូវសួរថានៅស្រុកខ្មែរជំនាញមួយណាដែលយើងចេះច្បាស់អត់តម្រូវការគ្រាន់តែមួយបានហើយបាច់ច្រើននេះមានអត់ចឹងចេះស្អីដែលចេះច្បាស់ហើយអត់តម្រូវការ តែគាត់ចេះមានអ្នកច្បាស់ហើយតែគ្រាន់តែយើងតិចអញ្ចឹងទៅយើងអត់ស្ដឹង ហ្នឹងហើយអញ្ចឹងយើងសាកសម័យរកមើលវិញតើសួរមើលតើជំនាញមួយណាដែលចេះច្បាស់ហើយអត់តម្រូវការក្រោយបានមួយគ្មានទេព្រោះគ្រប់អ្នកចេះច្បាស់សុទ្ធតែជាតម្រូវការព្រោះម្នាក់ពីមានបញ្ហាអ្នកជំនាញទាំងអីស្អីគ្រាន់ឥឡូវមិនបាច់សុំតែស្រស់ឈឺកាពះស្រស់ចំពេទ្យណាជំនាញកាពះឃើញអត់ពេទ្យណាជំនាញផ្នែកសុំតែរកពេលកាត់វ៉ែនតាក៏សួរដែរហាងវ៉ែនតាណាដែលជំនាញ តើកូអូខេអញ្ចឹងយើងធ្វើឲ្យច្បាស់ ហ្នឹងហើយ អញ្ចឹងយើងទៅណាក៏ជាតម្រូវការគេដែរ ហើយតែយើងច្បាស់ជាតម្រូវការសឺម៉ៃអ៊ីគាត់និយាយថាម៉េចគាត់ថាលួចមន់លួចទីក៏ជាជំនាញដែរមិនបាននិយាយចឹងទៅលួចមន់គេវាអត់បានទេនេះ សុំចាញ់ អញ្ចឹងមិនថាគាត់ជាជំនាញដែរកញ្ញាជំនាញមានន័យថាម៉េចមានន័យអ្នកដតីលួចបានគាត់លួចបានគាត់ជំនាញហើយវាយើងអត់ចេះផងទៅលួចមិន
មិនស្រួលទេជំនាញមានផ្លែផ្លែច្រើនណាស់តែគេជំនាញគឺជំនាញមកដូចមានជំនាញភ្លក់ចឹងគេភ្លក់គេដឹងថាខ្វះអីដាក់អីហើយវាយើងមានតែជំនាញភ្លក់មួយក៏ជាតម្រូវការដែរហាងធំធំពលនីឋានធំធំផលិតផលតាក់ទងនឹងម្ហូបអាហារដឹងតែជួលយើងហើយ ចុះបើខ្ញុំពេលខ្លះខ្ញុំចាំក្នុងខ្លួនថាចាខ្ញុំជាអ្នកដោះស្រាយបញ្ហាមានខ្ញុំមានដំណោះស្រាយតែពាក្យហ្នឹងល្អដែរលោកគ្រូ វាល្អហើយប៉ុន្តែសំខាន់ថាតែយើងពិតជាអាចដោះស្រាយគ្រប់គ្រងយ៉ាងដែរ มันអាចតែគ្រាន់ព្យាយាម តែពិតយើងអត់អាចនិយាយថាខ្ញុំជាអ្នកដោះស្រាយបញ្ហាទេយើងអាចនិយាយថាខ្ញុំជាអ្នកនិយាយថាដោះស្រាយបានប៉ុន្តែយើងនិយាយថាធ្វើម៉េចការងារនឹង complete ជារឿងត្រូវជាហ្នឹងហើយធ្វើម៉េចជាអ្នកធ្វើឲ្យការងារនឹង complete បានព្រោះមនុស្សយើងគេអត់ខ្វល់បញ្ហាឬមិនបញ្ហាគេខ្វល់តែ result ទេដូចយើងទិញឡានចឹងយើងអត់ខ្វល់ក្រុមហ៊ុនធានាឡាននឹងជួសជុលទេយើងចង់បានឡាននឹងអត់ខូចតើហ្នឹងនៅកន្លែងណាក៏ចឹងដែរយើងអត់ខ្វល់ទេយើងខ្វល់តែលទ្ធផលទេអញ្ចឹងយើងធ្វើម៉េចជំរុញនេះដែល complete លទ្ធផលឲ្យបានអាហ្នឹងជាគុណតម្លៃធំតែគ្រាន់តែដើម្បី complete លទ្ធផលតើយើងដោះស្រាយបញ្ហាយើងឲ្យមានធាតុផ្សំច្រើនក្នុងហ្នឹងទៅអញ្ចឹងណាតែគ្រាន់តែចុងក្រោយធ្វើម៉េច complete ព្រោះមនុស្សអត់ជួយចិត្តស្ដាប់ហេតុផលលេះអីទេត្រូវអត់គេដឹងតែមួយតែកើតមិនកើតគឺមិនកើតទេមិននិយាយថាមិនកើតដោយសារអីគេអត់ចង់ដឹងដោយសារអីទេគេគ្រាន់តែដឹងមួយគឺមិនកើត បាទលោកគ្រូមិញគ្រូនិយាយហេតុផលហ្នឹងតែហេតុផលហ្នឹងហ្នឹងតែមួយឬក៏វាពីរផ្សេងគ្នាឧទាហរណ៍ដូចទៅធ្វើការលែនអញ្ចឹងគាត់ឃ្លីនម៉ូតូប៉ុន្តែគាត់ប្រាប់ហេតុផលទេតែពេលខ្លះយើងអត់ដឹងថាបែងចែកឲ្យច្បាស់ថាហ្នឹងជាហេតុផលឬក៏លេស វាសំខាន់ចេះយើងចង់បានអីសិនប៉ុន្តែជាទូទៅនៅកន្លែងដែលសំខាន់គេអត់ស្គាល់ហេតុផលទេគេនិយាយបាត់លែតគឺលែតទោះបីជាហេតុផលអីក៏នៅតែលែតដែរលទ្ធផលគឺលែតទៅហើយគេដឹងតែប៉ុណ្្នឹង នេះធៀបពិត ហ្នឹងហើយអញ្ចឹង យល់ តែបើយើងចង់និយាយហេតុផលឲ្យប្រុសស្ដាប់ឲ្យធូរស្រាលផ្លូវចិត្តយើងអាចនិយាយបានតែលែតនៅតែលែត យល់មួយទៀតតកតងមួយការសម្រេចចិត្តយើងតែងតែនិយាយថាការសម្រេចចិត្តសំខាន់មានន័យថាសូម្បីតែជិះម៉ូតូធម្មតាក៏យើងធ្វើការសម្រេចចិត្តដែរគ្រប់វិនាទីគឺសម្រេចចិត្តរហូតតែយើងធ្វើមិនឲ្យការសម្រេចចិត្តយើងល្អប្រសើរមានន័យថាសម្រេចចិត្តត្រូវរហូតលោក តែពិតមនុស្សយើងអត់ចាំបាច់ត្រូវសម្រេចចិត្តត្រូវរហូតទេសំខាន់ចេះផ្លាស់ប្ដូរអ្វីដែលធ្វើត្រូវដឹងរៀនពីកំហុសសំខាន់បំផុតព្រោះកាលណាដែលយើងអត់រៀនពីកំហុសពិបាកតែប៉ុន្តែមនុស្សយើងសម្រេចពាក្យថាសម្រេចចិត្តមួយម៉ាត់យើងពេលខ្លះយើងបាក់ឲ្យនិយមន័យអញអត់ត្រូវសម្រេចចិត្តគេសម្គាល់ទៅលើការ take action ធ្វើសកម្មភាពមនុស្សអត់តន់សម្រេចចិត្តមានន័យអត់តន់ធ្វើសកម្មភាពទេយើងអត់ធ្វើអីមានន័យថាយើងអត់តន់សម្រេចចិត្តទេហើយសួរថាសម្រេចចិត្តខុសឬក៏ត្រូវនឹងមានន័យយើងសម្រេចទៅលើ take action មួយណាហើយធ្វើម៉េចឲ្យដឹងថាយើងសម្រេចចិត្តត្រូវមិនត្រូវគឺយើងបានប្រើបញ្ញាយកមកវិភាគនៅពាក្យថាបញ្ញាមានន័យថាការពិតស្អីគេយល់ទេការពិតមានន័យថាយើងភ្លឺស្វាងអត់ការសម្រេចចិត្តវាគ្រាន់តែជាអារម្មណ៍ចង់ចាញ់ចឹងឬយ៉ាងម៉េចឬក៏ផ្អែកទៅលើលទ្ធផលណាមួយដែលយើងចង់ហ្នឹងហើយអញ្ចឹងមិនថាទៅយើងដឹងថាតើការសម្រេចចិត្តរបស់យើងនឹងចង់បានអីពិតប្រាកដបានយើងធ្វើហ្នឹងអញ្ចឹងយើងអាចដឹងហើយថាធ្វើម៉េចបានល្អព្រោះជាទូទៅយើងអត់ចូលចេះស្អាតយើងអត់ដែលបានយកការពិតចូលមកគិតទេថាដើម្បីអីប៉ុណ្ណឹងនិយាយចេះធ្វើតាមអារម្មណ៍យើងអញ្ចឹងណាទៅថាយើងអត់សុបាយចិត្តយើងទៅផឹកមកកំប៉ុងពីរកំប៉ុងឬក៏មកកេះពីកេះអញ្ចឹងទៅហើយសួរផឹកដើម្បីអីហើយយើងខ្លាចគេមើងងាយយើងទៅខ្ចីលុយគេយកមកទិញម៉ូតូល្អមកគ្រឿងជិះអញ្ចឹងទៅ ទោះដើម្បីអី ហ្នឹងហើយហើយគេឲ្យតម្លៃម៉ូតូឲ្យតម្លៃយើងឃើញមកចោលឆក់ម៉ូតូលួចចោលប្លន់ម៉ូតូបាត់អីចឹងទៅយើងបាត់តម្លៃទៀតអញ្ចឹងហីមិនយល់អត់ហ្នឹងអាកន្លែងហ្នឹងគឺយើងត្រូវគិតមើលច្បាស់សិនថាស្អីគេប្រកបហ្នឹងគេមើលងាយយើងដោយសារតែពិតជាទៅមនុស្សម្នាក់គេកម្រមើលងាយមនុស្សគេច្រើនតែមើលងាយសមត្ថភាពមានសេចក្តីឃើញអត់កាលណាសមត្ថភាពយើងផ្លាស់ប្ដូរមនុស្សនឹងផ្លាស់ប្ដូរchứគេមិនដែលមើលងាយមនុស្សទេគេមើលងាយតែ character មើលងាយតែសមត្ថភាពមើលងាយតែអីទេឬក៏គេមើលទៅងាយទ្រព្យសម្បត្តិអីចឹងទៅឃើញដែរលើគេនិយាយថាពេលក្រមើលងាយពេលមានគេអត់មើលងាយបើគេមិនមែនមើលងាយយើងផងគេមើលងាយទ្រព្យយើងតាអញ្ចឹង
អញ្ចឹងពេលខ្លះយើងអត់ចាំបាច់ take personally មានន័យថាអត់ចាំបាច់យកវាដាក់ខ្លួនទេថាអូគេមិនមែនមើលងាយអញគេមិនមែនវាម្លែងគេវាតម្លៃអ្វីដែលយើងធ្វើបានតាចេះយើងផ្ដោតធ្វើឲ្យបានល្អប្រសើរជាងមុនទៅគេមានតម្លៃផ្សេងពីហ្នឹងដែរ គឺវាតម្លៃលើលទ្ធផល ហ្នឹងហើយ មិញតើតើមួយការសម្រេចចិត្តធ្វើទៅដូចគេនិយាយចឹងគេថាសម្រេចចិត្តវាមានពីរបើយើងសម្រេចចិត្តធ្វើវាអាចនឹងជោគជ័យនិងបរាជ័យប៉ុន្តែវាមាន consistent ទៅមុខទៀតតែបើយើងសម្រេចចិត្តថាអត់ធ្វើអូតូម៉ាទិកលីគឺបរាជ័យហើយអត់រហូតហើយចុះបើមួយទៀតប្រាប់ទ្រឹស្ដីថាធ្វើសិនទៅខុសចាំយើងកែប្រែឬក៏សម្រួលបន្ថែម តាមពិតទៅនិយាយទៅចេះសម្រេចចិត្តអត់ខុសទេខ្លាចជាងគេអត់សម្រេចចិត្តព្រោះវាយើងយោងទៅនៃ decision ដែលគេចំណាំនិយាយណាក្នុងន័យដែលគេអប់រំយើងហ្មងណាខ្លាចជាងគេបើយើងឲ្យនិយមន័យអត់ត្រូវ decision ដែលគេចង់និយាយថាការខ្មែរយើងនិយាយសម្រេចចិត្តមានន័យថាគឺយើងសម្រេចចិត្តនៃការធ្វើហើយបើអត់សម្រេចចិត្តអត់បានជាបញ្ហាអត់សម្រេចចិត្តមានន័យថាម៉េចអូមកថាយើងអត់ទៅដោយសារយើងសម្រេចចិត្តអត់ទៅយល់អត់ បាទបាទ យើងទៅដោយសារយើងសម្រេចចិត្តទៅគេចង់ឲ្យយើងមានទម្លាប់សម្រេចចិត្តមានន័យថាយើង control បាទ យើងទិញដោយសារយើងសម្រេចចិត្តទិញយើងអត់ទិញដោយសារយើងសម្រេចចិត្តអត់ទិញមិនមែនអត់ទិញដោយសារយើងអត់សម្រេចចិត្តទេយល់ទេការអត់សម្រេចចិត្តហ្នឹងលទ្ធផលរបស់វាគឺការពន្យាពេលតែបើសិនជាពន្យាពេលយើងសម្រេចចិត្តពន្យាពេលហ្មងអត់អីទេខ្លាចតែយើងអល់ឯងខ្លួនឯងចេះតែលេះឡាស់អត់ដឹងធ្វើអីវ៉ៃវល់អត់ច្បាស់លាស់ ចឹងខុស ចឹងមនុស្សដែលជោគជ័យគឺមនុស្សដែលតែងតែសម្រេចចិត្តបានលឿនតែអត់ងាយផ្លាស់ប្ដូរសម្រេចចិត្តរហូតនោះព្រោះសារមកថាចង់អង្គុយហ្នឹងអត់ទៅណាដោយសារសម្រេចចិត្តអង្គុយហ្នឹងមិនមែនអត់ដឹងធ្វើអីទេយល់អត់តែមនុស្សជាទូទៅមកមនុស្សសាមញ្ញដែលមានបញ្ហាពីច្រើនអត់មានការសម្រេចចិត្តឥឡូវគ្រូថយងាយយល់យើងជានិស្សិតយើងយក case សាស្ត្រយកមកនិយាយណាយើងមកពីសាលាយើងមាន homework ត្រូវធ្វើតែយើងអត់មានអារម្មណ៍ធ្វើទេយើងទុក homework ហ្នឹងសិនហើយយើងមកអង្គុយអូសទូរស័ព្ទហើយយើងរំពឹងថាចាំមើលទៀតប្រហែលជាយើងមានកម្លាំងទៅយើងមានចិត្តយើងចង់ទៅធ្វើអាហ្នឹងឯងគេថាអត់មានការសម្រេចចិត្តតែបើយើងថាសម្រេចចិត្តអត់ធ្វើហ្មងថ្ងៃហ្នឹងអាហ្នឹងអត់អីទេព្រោះផ្លូវចិត្តយើងនឹងល្អព្រោះយើងសម្រេចចិត្តទៅថាយើងអត់ធ្វើទេណា អូមួយ តែ សម្រេច មនុ ជ ស្ស ិត ហ្នឹងហើយប៉ុន្តែមនុស្សពីច្រើនអត់សម្រេចចិត្តមក បជា នៅពជាអត់ច្បាស់លាស់តែអ្នកដែលខ្លាំងអត់ទេសម្រេចចិត្តមកយល់ទេព្រោះជាទូទៅមនុស្សដែលខ្ជិលគឺមនុស្សគ្មានការសម្រេចចិត្តមនុស្សដែលដេកស្ងៀមអត់ធ្វើអីក៏ដោយអត់ខ្ជិលទេនៅពេលដែលគាត់សម្រេចចិត្តដេកស្ងៀមមកយល់អត់ បាទបាទ ឃើញតែឃើញពេលយើងដើរលេងយើងអត់ធ្វើអីគឺយើងសម្រេចចិត្តអត់ធ្វើអីមក សម្រេចចិត្តថាដើរលេងហើយ ហ្នឹងសម្រេចចិត្តតែអត់ធ្វើអីហ្មងហ្នឹងហើយសម្រេចចិត្តមិនមែនយើងខ្ជិលទេតែបើយើងខ្ជិលយើង L អត់វាអត់មានច្បាស់លាស់អត់មានគុណភាពទេថាអត់ quality ព្រោះចិត្តរបស់យើងអត់បានសម្រេចថាធ្វើអីវាមិនថាចុចទូរស័ព្ទតែព្រួយរឿង homework ព្រួយរឿង assignment ព្រួយរឿង midterm អីចឹងទៅហ៎យើងសម្រេចចិត្តដើរលេងព្រួយរឿងការងារព្រួយនេះព្រួយនោះព្រោះយើងអត់បានសម្រេចចិត្តតែបើយើងសម្រេចចិត្តទេយើងមានអីព្រួយទៀតយល់ទេអញ្ចឹងបានគេថាការសម្រេចចិត្តជាសំខាន់ decision better than no decision អង់គ្លេសគេនិយាយចឹងមានការសម្រេចចិត្តភាសាជាងអត់មានតោះនេះយល់អត់ យល់ពាក្យថ្មីគ្រប់ហើយហេតុអីបានគេឲ្យយើងធៀមការខកចិត្តពេលសម្រេចចិត្តហើយគឺដឹងតែយើងត្រូវតែធៀមតែអត់ធៀមហ្នឹងនៅពេលដែលជួបមកឬក៏លទ្ធផលមកវាដឹងតែខកចិត្តមក គេមិនមែនឲ្យយើងត្រៀមខកចិត្តមិនខកចិត្តទេត្រៀមខកគេឲ្យយើងត្រៀមយកលទ្ធផលគ្រប់យ៉ាង ធៀមយកលទ្ធផល ហ្នឹងហើយព្រោះយើងមិនដឹងឥឡូវមកថាយើងសម្រេចចិត្តថាចេញទៅជិះម៉ូតូទៅទិញបាយញ៉ាំតាមផ្លូវយើងមិនដឹងថាតាមផ្លូវមានរឿងអីខ្លះត្រូវអត់អញ្ចឹងមានរឿងអីក៏ដោយយើងធំណាស់មកចកាមានពីណាម្ដេចជិះមកឆាបយើងអីចឹងទៅឬក៏ស្ទះផ្លូវអីចឹងទៅឬក៏លិចផ្លូវអីចឹងទៅឬក៏គេបិទផ្លូវអីចឹងទៅយើងមើលមិនឃើញចឹងយើងគ្រាន់ដឹងថាយើងជិះទៅទិញបាយហ្នឹងគឺសាមញ្ញបងចឹងយើងទៅអូបើសិនជាគេបិទផ្លូវវាទៅបើផ្លូវនឹងលិចទៅវាទៅហើយបើតោកបាយដែលយើងចង់ទិញហ្នឹងបិទអត់លក់ទៅទិញតោកផ្សេងទៅវាសាមញ្ញចឹង មានន័យថាមិនមែនឲ្យត្រៀមការខកចិត្តទេគ្រាន់តែត្រៀមទទួលលទ្ធផល ហ្នឹងហើយលទ្ធផលគ្រប់យ៉ាងកាត់ឡើងទទួលយកទាំងអស់ព្រោះមិនបានត្រូវតែធៀមខកចិត្តអត់ មានន័យថាវាអត់ដូចការរំពឹងទុក វាមិនសំខាន់ទៅតងដូចមិនដូចទេលទ្ធផលចេញមកយើងទទួលយកហើយយើងផ្លាស់ប្ដូរទៅ បន្ថែមទៀតទៅ ចាំបាច់ខកមិនខកមកថាយើងទៅចឹងអ្វីវាអត់ទៀងទាត់ បាទ មកពីយើងទេយើងរំពឹងថាអញ្ចឹងហើយដល់ពេលខុសពីការរំពឹងគឺយើងខ្លួនឯងយើងខកចិត្តតែបើយើងកុំរំពឹងទៅឲ្យវាទៅតាមដំណើរធម្មជាតិរបស់វា
ទទួលយកវាចឹងណា យល់ហើយចំដូចគេនិយាយថានៅពេលដែលយើងសមត្ថភាពទូចយើងឃើញបញ្ហានឹងធំតែដល់ពេលយើងឃើញដល់ពេលសមត្ថភាពយើងធំវិញយើងឃើញបញ្ហានឹងទូចអាហ្នឹងតើទៅមួយបបពិសោធន៍ថៃដែរ ហ្នឹងហើយអញនិយាយថាបាត់ពិសោធន៍ត្រូវព្រោះដោយសារអីយើងធ្លាប់ធ្វើទៅយើងដឹងហើយព្រោះកាលណាដែលយើងខ្សោយជាងបញ្ហានឹងវាធំកាលណាយើងខ្លាំងជាងបញ្ហានឹងធំហ្នឹងដូចយើងកូនក្មេងថ្នាក់ទី2អញ្ចឹងយើងយកលំហាត់ទី3ធ្វើពិបាកតែបើយើងក្មេងថ្នាក់ទី7យើងមើលលំហាត់ទី3វិញអត់បាក់សោះព្រោះស្អីយើងបកកាយជាងហ្នឹងហើយអញ្ចឹងបានគេចំណាំនិយាយថាមិនបាច់ចាំសុំឲ្យបញ្ហាទូចទេត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនព្រោះបញ្ហានឹងហើយបង្ហាញពីសមត្ថភាពរបស់យើងដោះស្រាយបញ្ហាបានកាន់តែធំសមត្ថភាពយើងកាន់តែធំយើងគេចង់បានសមត្ថភាពធំមិនចឹងយើងមិនចង់បានលទ្ធផលល្អប្រសើរមិនចឹងអញ្ចឹងគឺយើងប្រឈមជាមួយនឹងរឿងធំបាទ ចុះបើសួរដល់ហ្នឹងឯងឆ្លៀតសួរតាក់ទងមួយទ្របពិតនិងទ្របคล้ายពាក្យហ្នឹងលោកគ្រូឲ្យយំន័យថាម៉េចដែរ ទ្របពិតទ្របคล้ายហ្នឹងមនុស្សវាចឹងថាក៏ទ្របក្នុងខ្លួនទ្របក្រៅខ្លួនដែរ បាទទ្របក្នុងខ្លួនទ្របក្រៅខ្លួនចឹង ហ្នឹងហើយទ្របក្នុងខ្លួនទ្របដែលនៅមួយយើងជាសមត្ថភាពរបស់យើងជាចំណេះជាជំនាញរបស់យើងតែទ្របក្រៅខ្លួនវាជាទ្របសម្បត្តិដែលយើងទិញម៉ូតូឡានអីចឹងទៅចឹងអាហ្នឹងអាចចោលឆក់ចោលប្លន់ចោលលួចបានតែអាទ្របក្នុងខ្លួនហ្នឹងចោលលួចមិនបានវាជាសមត្ថភាពរបស់យើងវាតេតតទៅសុខភាពយើងមិនកើតរឿងស្អីអស់ដែរតែទៅសុខភាពយើងល្អទ្របក្នុងខ្លួនយើងអត់ទៅណាទេយើងនៅតែប្រើការវាកើតរហូតហ្នឹងចឹងបានគេតែងតែឲ្យយើងបដោតទៅលើទ្របក្នុងខ្លួនតេតតនឹងសមត្ថភាពចឹងបានឪពុកម្ដាយគេគាត់និយាយថាឪពុកម្ដាយខ្លះដែលគាត់មានការយល់ដឹងអីច្រើនគាត់និយាយថាទ្របអីអត់ចែកទេចែកតែរឿងរៀនទេរៀនដល់ណាក៏បានដែរតែរឿងទ្របអត់ចែកឲ្យព្រោះគាត់អត់ចង់ឲ្យកូនរំពឹងទ្របក្រៅខ្លួនព្រោះគាត់ដឹងថាបើឲ្យផ្ទះឲ្យដីឲ្យលុយអីចាយទៅអស់តែបើសិនជាមានចំណេះវិជ្ជាមួយជីវិតហ្នឹងគឺអត់ចេះអស់ទេតរណាក៏រស់ដែរព្រោះថាមានចំណេះដឹងមានសមត្ថភាពមានជំនាញមួយទៅហើយចឹងបានជំនាន់មុនចាស់ចំណាំនិយាយថាបើកូនមិនបានរៀនច្រើនរុញទៅយកជំនាញរៀនជាងឡានជាងម៉ូតូជាងឲ្យតែមានជំនាញទៅដល់បងក៏ស្រួលដែរគេសួរបើមិនបានរៀនច្រើនមានជំនាញអត់ព្រោះដោយសារជំនាញហ្នឹងអាចចិញ្ចឹមជីវិតបានចឹងមកឲ្យយើងបដោតពីក្មេងបដោតលើទ្រព្យក្នុងខ្លួនឲ្យច្រើនព្រោះដោយសារទ្រព្យខ្លះទិញពេលណាក៏បានដែរតែអាទ្រព្យក្នុងខ្លួនហ្នឹងមិនមែនជារឿងឲ្យពិបាកក្នុងការសន្សំវាត្រូវការអត់ធ្មត់ដូចឡានចឹងមានលុយម្ដុំទៅទិញបានតែចេះបរួយមិនកើតចង់រៀនអីមួយមិនថាដាក់លុយទៅចេះបានណាឥឡូវមកចង់រៀនអីហែលទឹកហោរៀនហែលទឹកបង់មួយខែថា$100ចុះខ្ញុំថែម$500ដើម្បីរៀនលឿនជាងមុនអត់ទេមួយខែ1000គាត់នៅតែមួយខែមិនចេះដែរវាអាចថែមលុយឲ្យលឿនជាងមុនទេអញ្ចឹងតើតតក្នុងខ្លួនអញ្ចឹងបានគេឲ្យយើងផ្ដោតលើអាហ្នឹងឲ្យធ្វើវាជាអចិន្ត្រៃយ៍ហូចកាន់តែប្រើកាន់តែបកែកាន់តែប្រើកាន់តែបកែ ហ្នឹងហើយ យល់ចុះតងជាមួយខ្ញុំធ្លាប់តែលើឃើញក្នុង quote Facebook reset restart refocus អាហ្នឹងគេមានន័យថាម៉េចដើម្បីឲ្យយើងយកវាទៅប្រើប្រាស់អូអាហ្នឹងគេចង់ចេះកាត់ឲ្យយើងមានបញ្ហាហើយហ្នឹងដូចកុំព្យូទ័រយើង reset បើបោកមកញ៉ៃអត់ដើរអស់ហើយ reset restart ឡើងវិញ refocus មានន័យថាពីមុនមកយើងញ៉ៃហ្នឹងมันវាអញ្ចឹងគេឲ្យយើង refocus ឡើងវិញមានន័យឲ្យបដោតធ្វើអីធ្វើនឹងឲ្យច្បាស់ព្រោះពីមុនយើងធ្វើច្រើនកុំព្យូទ័រកាំងថាអីបើកច្រើនដល់បើកម្មវិធី20ពេលតែមួយមើលថាមើលកែមសរោមកយើងអត់ focus មិនយើងបើកម្ដង20កម្មវិធីបើយើង focus យើងបើកតែមួយទេហ្នឹងហើយអញ្ចឹងយើង reset បិទទាំងអស់ restart ម៉ាស៊ីនឡើងមកវិញមក refocus ឡើងទៅមានន័យយើងប្រោតអ្វីដែលធ្វើប្រោតអ្នកដែលជួបបញ្ហាគេប្រើពាក្យហ្នឹងបើអ្នកធម្មតាអត់ចាំបាច់ទៅប្រើពាក្យហ្នឹងទេដូចគ្រូអញ្ចឹងធ្លាប់ជួបបញ្ហាដូចជំនាន់ប្រឡងធ្លាក់អញ្ចឹង reset ឡើងវិញ restart ឡើងវិញ refocus ឡើងវិញដែរបានយើងដឹងថាត្រូវអីហើយយើងទៅកវែងចោលប្រោតអ្វីដែលជាការងារចាំបាច់របស់យើងបានយើងមើលឃើញលទ្ធផលខ្ញុំសូមបកទៅក្រោយបន្តិចអាចតទៅជាមួយនឹងកន្លែងដែរសមត្ថភាពធំសមត្ថភាពទូចហ្នឹងតែសមត្ថភាពហ្នឹងយើងអាចហៅមកពីណាដែរសមត្ថភាពវាស់ទៅតាមទំហំអ្វីដែលយើងអាច handle បានឥឡូវមកទៅសមត្ថភាពក្នុងការវាយបើស្រស់វាយឈ្នះធឿនធីរ៉ានឹងខ្លាំងហើយសមត្ថភាពតែបើវាយមួយកូនក្មេងទៅអាយុ10ឆ្នាំអីឈ្នះយើងធម្មតាយល់អត់វាស់ចិត្តបើទៅតាមឧបសគ្គដែលយើង challenge បានទំនួលខុសត្រូវដែលយើងរ៉ាប់រងបានចឹងយើងអត់អាចយកជាទូទៅទេតែគ្រាន់តែសង្គមមនុស្សភាគច្រើនគេយកហិរញ្ញវត្ថុយកមកពាស់ដោយសារវាជាចំណុចកណ្ដាលនិយាយចឹងបកកែវាយក៏បានលុយ
ប្រកែលូកក៏បានលុយប្រកែធ្វើការក៏បានលុយឲ្យតែប្រកែគឺវា generate ចេញជាលុយហ្នឹងទាំងអស់ហ្នឹងហើយឲ្យតែប្រកែនៅក្នុងជំនាញខ្លួនឯងគឺសិតតែបានលុយទាំងអស់ចឹងបានគេច្រើនដូចយើងបាក់ដូចកីឡាករតារខ្លាំងចឹងដូច Floyd Mayweather Pacquiao អីគេវាយទៅជាស្ថិតែវាយប្រកែសូម្បីវាយកូនគោលបាន Tiger Woods អីមានលុយរាប់រយរាប់ពាន់លានដុល្លារប្រកែវាយកូនគោល Michael Jordan ប្រកែបោះបាល់មានលុយរាប់ពាន់លានដុល្លារអញ្ចឹងបានគេច្រើននិយាយហ្នឹងស្អីព្រោះដោយសារគ្រប់ការងារទាំងអស់ធ្វើទៅ generate ចេញមកអ្វីដែលជារបស់កណ្ដាលហ្នឹងគឺហិរញ្ញវត្ថុហ្នឹងឯងអញ្ចឹងបានគេអាចប្រើ visual របស់វិញតែពិតវាយើងយកមកវាស់គ្នាអត់ខាតទេប៉ុន្តែគ្រាន់តែយើងយកមកយើងវាស្រួលគិតស្រួលវាស់ស្ទង់ស្រួលអីចឹងណាស្រួលពិចារណាដូចអីគេកីឡាករបន្តមេស៊ីជាមួយរ៉ូណាល់ដូចឹងឃើញអត់គាត់ប្រកែទ្រព្យសម្បត្តិរាប់រយលានដុល្លារម្នាក់ព្រោះគាត់មកប្រកួតថ្លៃហើយតែយើងអត់សមត្ថភាពកិច្ចការខ្លះដើម្បីធ្វើយើងត្រូវបង់លុយខុសពីអ្នកមានសមត្ថភាពឥឡូវវាច្រៀងចឹងច្រៀងបើយើងអត់ប្រកែទេច្រៀងបង់លុយ1ម៉ោងប៉ុន្មាន5រៀល10រៀលអញ្ចឹងទៅច្រៀងក្រៅអូខេតែបើដូចសេរីមុនព្រៀបសម្បត្តិបានណាយច្រៀងបានលុយ ហប់ប៉ុន្តែ ហ្នឹងហើយរាប់ពាន់រាប់ម៉ឺនចឹងទៅវាខុសគ្នាចឹងឃើញ អូខេខ្ញុំសួរដូចជាឆ្ងាយដែរតែអត់តន់សួរពីបញ្ហាជួបពេលលោកគ្រូព្យាយាមអភិវឌ្ឍសមត្ថភាពព្យាយាមរៀនព្យាយាម fashion ជាមួយនឹងបញ្ហាហ្នឹងអញ្ចឹងតើលោកគ្រូតាំងចិត្តបែបម៉េចនៅពេលដែលជួបបញ្ហាដែលយើងក៏តាំងចិត្តព្យាយាមអភិវឌ្ឍដែរប៉ុន្តែវាក៏ជួបបញ្ហាដែរ ជួបបញ្ហាសួរសំណួរខ្លួនឯងសំណួរមកថាយើងខុសហើយយើងខ្វះអីអង្គសំណួរដល់ពេលយើងសួរខុសអីយើងខ្វះអីយើងនឹងព្យាយាមទៅរកដំណោះស្រាយវាណាបើរកអត់បានទេយើងទៅសួរគេណាចាស់ជាងទៅយើងអាចពេលខ្លះសួរមិនគាត់ថាបានចម្លើយយ៉ាងហើយក៏យើងបានកំណត់បន្ថែមក្នុងការអភិវឌ្ឍដែរ ចុះសម្រាប់ការសួរលោកគ្រូគិតថាវាជាការបើកចំហនៃបញ្ហាយើងអត់ដោយសារយើងទៅសួរម្នាក់បានកំណត់ម្នាក់ទៅពីរនាក់បានកំណត់ពីរនាក់បើសួរច្រើននាក់វាបែរជាបើកបញ្ហារបស់យើងឲ្យគេយល់ យើងទៅខ្លាចអីគេដឹងតែយើងមានបញ្ហាបើយើងមានបញ្ហាមែន បាទ ព្រោះយើងមិនចេះទៅសួរណាត្រូវអត់យើងសួរអ្នកហ្នឹងតំណងសួរដែរបើយើងសួរបើអត់តំណងយើងទៅសួរមិនកើតត្រូវអត់មិនដែរសុកស្រស់ទៅសួររឿងសុំសិលទៅសួរអ្នកកាប់ជ្រូកមើលណាយ៉ាងហោចទៅក៏ឃើញគាត់ពាក់ស្បង់ដែរបានសួរ មួយទៀតយើងដឹងថាការអភិវឌ្ឍសមត្ថភាពហ្នឹងវាជារឿងត្រូវហើយតែយើងអត់ធ្វើឧទាហរណ៍ដូចអានសភៅពីណាក៏ដឹងថាអានសភៅល្អដែរប៉ុន្តែគាត់អត់អានអាហ្នឹងវាមកពីកត្តាអីហើយយើងធ្វើម៉េចដើម្បីជំរុញគាត់អានថា អាហ្នឹងដោយសារតែមនុស្សខ្លាចការឈឺចាប់ព្រោះតែផ្លាស់ប្ដូរទំនាស់វាមានការឈឺចាប់ផ្ដោតទៅលើអាការឈឺចាប់ធំជាងអាការរីកចម្រើនមនុស្សយើងផ្ដោតលើអីគឺយើងឲ្យតម្លៃលើហ្នឹងសំខាន់ជាផ្ដោតលើអីគេតម្លៃស្អីក៏មានដែរសំខាន់ជាងអ្នកផ្ដោតទេអត់ឥឡូវឧមាថាថ្នាំពុលមានប្រយោជន៍អត់យើងគិតថាអត់ប្រយោជន៍ប៉ុន្តែពេលយើងត្រូវការនៅក្នុងវិស័យកសិកម្មធ្វើសំណាប់សត្វល្អិតអីថ្នាំពុលត្រូវការហើយអត់វាត្រូវការក្នុងពេលហ្នឹងអញ្ចឹងឈើហូបឈើចាក់ថ្មីមួយណាសំខាន់ជាអញ្ចឹងតើសួរបើគេសួរយើងសួរកលៈទេសៈវិញ តម្រូវការ បើសិនជាជាប់ថ្មីយកជាប់ទៅហើយយល់អត់ បាទគូ អញ្ចឹងដោយសារមនុស្សនឹងពេលខ្លះគាត់ចេះគិតថាមិនអីទេគាត់នៅបានអីបានចឹងគាត់ខ្ជិលចឹងគាត់សុខធម៌តែចឹងពុទ្ធសាសតែផ្លាស់ប្ដូរមានការឈឺចាប់គាត់អត់ស្វមជាមួយនឹងការឈឺចាប់ហ្នឹងដូចលើកដុំដៃចឹងលើកដុំដៃឡើងសាច់ដុំចឹងតែឈឺសាច់ដុំដូចគ្នាចឹងសំខាន់ជាងចង់បានអីគេអាចង់បានអីនឹងជាសំខាន់ណា ឧទាហរណ៍ដូចជាទូទៅវាតែងតែមានអីមានន័យថាម្នាក់ដែលជា personal របស់គាត់ហ្នឹងមានតែគ្រប់គ្រាន់ហើយធ្វើការតែប៉ុណ្ណឹងតែតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយប៉ុន្តែវាអត់មានក្រូទៅដល់កន្លែងយើងអាហ្នឹងយើងគួរដោះស្រាយមកគាត់បែបម៉េចដែរលោកគ្រូ អាហ្នឹងយើងមានពីជំរឿបើសិនជាយើងជាមេណាហ្នឹងអាហ្នឹងចូលមកក្នុងលក្ខណៈក្នុងការរងនាំហើយបើគាត់ធ្វើទៅមើលទៅគាត់អត់ក្រោអត់អីយើងអាចប្រាប់គាត់ថាការងាររបស់គាត់គឺគាត់បានតែប៉ុណ្្នឹងទេគាត់អត់អាចបានចំណូលនៅពីហ្នឹងតែគាត់នៅពេញចិត្តអត់បើគាត់ពេញចិត្តអាហ្នឹងបើគាត់នៅតែចង់និយាយទំហំការងារនិងចំណូលរបស់គាត់នៅតែស៊ីសងគ្នាបានហើយគាត់ធ្វើទៅ អូខេស៊ីសងគ្នា ហ្នឹងហើយព្រោះយើងអត់អាចឡើងទៅនៅព្រោះដោយសារគាត់ធ្វើបានតែប៉ុណ្្នឹងព្រោះដោយសារឧមាថាប្រាក់ខែគាត់ឧទាហរណ៍ថា$500ចាប់បើការងារទំហំប៉ុណ្្នឹងយើងអត់ចាំបាច់ជួលអ្នកលើសពី500ធ្វើទេ
ចឹងយើងទៅជួលគាត់ចឹងដែរ ប៉ុន្តែឡើងទៅដល់អត់បានព្រោះស្អីការងាររបស់គាត់គឺបានតែប៉ុណ្ណឹងបើឡើងទៅ600បើយើងជួលតែអ្នកពាក់ធំ500ធ្វើបានឯហ្នឹងយល់អត់អញ្ចឹងសួរគាត់ចង់បានអីបើគាត់ចង់អញ្ចឹងគាត់នៅចឹងទៅ ប៉ុន្តែគាត់ក៏ហានិភ័យដែរ អាហ្នឹងរឿងរបស់គាត់ហើយនឹងរបស់យើង បាទ ហឹម ដូចការងារគាត់អ្នក250ក៏អាចធ្វើបានគេយក250 ហ្នឹងហើយត្រូវហើយ ហើយដល់ពេលកន្លែងដូចការងារដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងលែងជាតម្រូវការកន្លែងគេក៏គេដកគាត់ចេញ ត្រូវអាហ្នឹងជំរឿនរបស់គាត់មិនជំរឿនរបស់គេទេយកដោយសារយើងប្រធានបទយើងផ្ដោតទៅលើការអភិវឌ្ឍខ្លួនអ្វីដែលគ្រូចាប់អារម្មណ៍ជាងគេបំផុតតាក់ទងនឹងការអភិវឌ្ឍខ្លួនហ្នឹងគឺការស្គាល់ខ្លួនឯងទទួលយកខ្លួនឯងអានេះជាសំខាន់ណាស់ព្រោះមនុស្សយើងជាទូទៅហ្មងយើងអត់មានភាពក្លាក្នុងការស្គាល់ខ្លួនឯងទទួលយកខ្លួនឯងទេព្រោះវាដោយសារអីភាគច្រើនគឺដោយសារបញ្ហាសង្គមហើយនឹងរបៀបចិញ្ចឹមបែកបាច់ហ្នឹងមកច្រើនជាងគេសង្គមរុញទៅធ្វើយើងឲ្យទទួលស្គាល់កាលណាយើងអត់ទទួលស្គាល់ខ្លួនឯងយើងអត់ទទួលស្គាល់ភាពខ្លាំងរបស់ខ្លួនឯងដល់ពេលយើងអត់ទទួលស្គាល់ភាពខ្លាំងរបស់ខ្លួនឯងហ្នឹងយើងតូទន់ទៅតាមសង្គមឬបរិបទជុំវិញយើងយើងធ្វើយើងអត់ដឹងថាយើងខ្លាំងអីគេអញ្ចឹងយើងទៅធ្វើខុសអញ្ចឹងវាធ្វើយើងពិបាកជោគជ័យជីវិតព្រោះតែស្អីយើងអត់បានរស់នៅជាមួយនឹងភាពខ្លាំងរបស់យើងទេអញ្ចឹងមនុស្សយើងត្រូវស្វែងយល់ពីខ្លួនឯងទទួលស្គាល់ខ្លួនឯងសម្រួចភាពខ្លាំងរបស់ខ្លួនឯង ស្វែងយល់ពីចំណុចខ្លាំងស្វែងយល់ពីចំណុចខ្សោយ ហ្នឹងហើយ ហើយអាចចំណុចខ្លាំងនិងចំណុចខ្សោយហ្នឹងគឺយើងអាចមើលទៅលើលទ្ធផលត្រូវអត់គ្រូ ចំណុចខ្លាំងចំណុចខ្សោយហ្នឹងអាចមើលលទ្ធផលយើងធ្វើយើងនៅពោះការងារដូចគ្នាគេធ្វើមិនគាត់ដល់ដូចយើងទេយើងអត់ដូចគេចុះគេធ្វើល្អជាងយើងចុះយើងធ្វើល្អជាងគេតែអាណាដែលយើងធ្វើល្អជាងយើងដឹងមិនយើងអត់ដឹងគ្រាន់តែពេលខ្លះសង្គមដែលយើងរស់នៅហ្នឹងគេអត់ឲ្យតម្លៃហ្នឹងអញ្ចឹងវាធ្វើឲ្យយើងហ្នឹងព្យាយាមបោះបង់ដូចគ្នាហ្នឹងហើយអញ្ចឹងអាហ្នឹងជាចំណុចមួយទៀតតែគ្រូចង់សង្កត់ធ្ងន់ដែរគឺហិរញ្ញវត្ថុព្រោះហើយអាហ្នឹងជាបញ្ហារួមហើយជាចំណុចក្តៅរបស់មនុស្សគ្រប់គ្នាគឺហិរញ្ញវត្ថុនិងលុយកាក់ហ្នឹងធ្វើអីក៏ដោយត្រូវគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានព្រោះកាលណាតែយើងអត់មានហិរញ្ញវត្ថុស្អីក៏ពិបាកដែរព្រោះឥឡូវហ្នឹងងាយក្នុងការបង្កើតបំណុលជាងសិនសំទ្រព្យ ងាយបង្កើតបំណុល ហ្នឹងហើយពួកងាយក្នុងការចាយជំនាន់មុនអត់ទេដូចកាលមុនគ្រូធ្លាប់និយាយលេខជាមួយម្ដាយរបស់គ្រូនិយាយលេខមួយគាត់ដូចកាលពីក្មេងមកយើងធ្លាប់ឧទាបានប្រហែលឆ្នាំពេលឪពុកអត់ទាន់ឈឺហើយទៅធ្លាប់និយាយមួយម៉ែគាត់ថាគាត់មិនដែលចង់បានលុយអីទេគាត់និយាយគាត់ថាជំនាន់ហ្នឹងគាត់មិនដែលចង់បានលុយអីទេគាត់មិនខ្វះសួរមិនបានជំនាន់ហ្នឹងអត់ចង់វិញឥឡូវចង់គាត់ថាឥឡូវចង់បានជាងមុនសួរមិនអញ្ចឹងគាត់ថាជំនាន់មុនអត់ដឹងយកធ្វើអីមិនអត់ដឹងយកធ្វើគាត់ថាឥឡូវយកលុយធ្វើអីបើសាច់គោជើងគោមួយទៅ5000អីហ្នឹងហើយមានលុយតិចហ្នឹងសាច់ឈូក1គីឡូទៅប្រហែលហ្នឹងអីមិនហើយយកលុយច្រើនអត់ដឹងយកមកធ្វើអីទេហើយដល់ពេលសួរគាត់ថាឥឡូវយកលុយទៅហេឥឡូវកាហ្វេមកអុំ$2ចេញខែស្អីក៏ទិញដែរស្អីត្រូវថាជំនាន់មុន Pass App ក៏គ្មានជី Grab ក៏គ្មានជីគាត់និយាយម៉ូតូឡានអីក៏វាគ្មានអីត្រូវការអញ្ចឹងនឹងយកលុយធ្វើអីអញ្ចឹងគ្រាន់តែនេះជាចំណុចមួយដែលយើងអាចលើបានថាឥឡូវងាយចាយជាងពីមុនអញ្ចឹងងាយក្នុងការធ្លាក់ខ្លួនក្នុងបំណុលជំនាន់មុនណាទិញឡានមួយត្រូវការលុយមកដុំមកទិញបានអត់មានមនុស្សទេម៉ូតូ2000គឺមាន2000ទៅទិញហ្មងមិនគេលក់ឲ្យតែឥឡូវមនុស្សទិញឡាន100000មានតែ10000ទិញបានហើយបង10%លក់90បានឃើញហើយអញ្ចឹងងាយក្នុងការលងក្នុងបំណុលឥឡូវទូរស័ព្ទក៏មនុស្សស្អីក៏មនុស្សសឹងថាឥឡូវសូម្បីតែប្រពន្ធក៏មនុស្សដែរហ្នឹងមានធនាគារឲ្យខ្ចីដែរចែកការដែរថាឲ្យបងលុះទៅឃើញអត់ បងលុយគ្នា តែលុះមួយគ្នាទៅអញ្ចឹងវាងាយក្នុងការបង្កើតបំណុលមែនតែហ្មងដោយសារសង្គមបច្ចុប្បន្នងាយក្នុងការបង្កើតបំណុលអញ្ចឹងយើងងាយលងខ្លួនជាមួយបំណុលហើយតើមានបញ្ហាហិរញ្ញវត្ថុអីយើងទៅចាំហើយហិរញ្ញវត្ថុបើនិយាយពីចំណាត់ថ្នាក់បញ្ហាធំក្នុងជីវិតលេខរៀងទី2បន្ទាប់ពីសុខភាព បាទ សុខភាពអត់អីហើយតើមានបញ្ហាហិរញ្ញវត្ថុចូលមកហើយគ្រប់លើបញ្ហាផ្សេងទាំងអស់អញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងនៅក្មេងឲ្យដឹងថាអ្វីជាតម្រូវការអ្វីមិនមែនជាតម្រូវការរកតម្លៃពិតឲ្យខ្លួនឯងមិនមែនតម្លៃតាមរយៈរបស់ខាងក្រៅទេកុំគិតថាគេឲ្យតម្លៃយើងតាមរយៈនាឡិកាដៃកុំគិតថាតម្លៃយើងនៅលើម៉ូតូកុំគិតថាតម្លៃយើងនៅលើឡានកុំគិតថាតម្លៃយើងនៅលើកាបូបរបស់យើងដែលយើងប្រើតម្លៃយើងគឺនៅក្នុងខ្លួនយើងភាពថ្លៃថ្នូររបស់យើងសម្បត្តិភាពរបស់យើងអត្តចរិតរបស់យើងភាពជាមនុស្សរបស់យើងនឹងជាតម្លៃរបស់យើងផ្ដោតលើហ្នឹងជឿរឿងផ្សេងទៀតមិនសំខាន់អត់ចាំបាច់យកលុយទៅទិញបំណុលអត់ទេធ្វើឲ្យខ្លួនឯងខ្លាចជាមនុស្សថ្លៃថ្នូរមកមនុស្សដែលមានតម្លៃចំពោះសង្គមយើងនឹងសង្គមនឹងឲ្យតម្លៃយើងយល់ទេយើងកាលណាតែយើងអត់មានតម្លៃយើងពឹងលើតម្លៃខាងក្រៅ
តែនៅពេលយើងមានតម្លៃយើងលែងទៅខ្លាចខាងក្រៅទៀតហើយអង្គដូចពេលយើងសុខភាពល្អអញ្ចឹងណាយើងអត់នឹកខ្លាចអីទេតែទៅពេលយើងឈឺយើងភ័យយើងអត់ទុកចិត្តខ្លួនឯងយល់ទេយើងផ្ដោតលើអាហ្នឹងផ្ដោតលើខ្លួនឯងឲ្យខ្លាំងភ័យរក្សាតម្លៃខ្លួនឯងអញ្ចឹងហួចត្រូវចាំថាគេឲ្យតម្លៃយើងមិនមែនសារសម្ភារៈយើងនឹងទេបើអ្នកណាដែលឲ្យតម្លៃតាមរយៈសម្ភារៈអ្នកហ្នឹងក៏អត់ឲ្យតម្លៃយើងដែរថ្ងៃណាយើងអត់សម្ភារៈគេនឹងលេងឲ្យតម្លៃយើងដូចគ្នាដែរយល់ទេ ហ្នឹងហើយអញ្ចឹងយើងទៅផ្ដោតលើហ្នឹងហួចរឿងហិរញ្ញវត្ថុមួយជាយាមអ្នកណាថាមិនសំខាន់យើងដឹងថាយើងជាណាយើងរកចំណូលបានមកព្រោះម្នាក់អត់ដូចគ្នាទេកុំប្រៀបធៀបមួយគេឪពុកម្ដាយគេខុសពីឪពុកម្ដាយយើងចុះកាលគេមានកូនតែម្នាក់ឬក៏ពីរនាក់ក្នុងគ្រួសាររកបានអូម៉ាថាមួយខែគាត់រកបានតែ500ចុះតែកូនគាត់តែមួយហ្នឹងប៉ាយើងរកបានមួយខែ500តែកូន5អញ្ចឹងការចំណាយអត់ដូចគ្នាទេឪពុកគេមួយខែ500គេមានជីដូនជីតាផ្ញើបាយផ្ញើបន្លែត្រីសាច់អង្គយកមកឲ្យចឹងគេអត់ចំណាយលើការហូបចុកទេតែម៉ែឪយើងអត់មានទេក្រោយមកគឺត្រូវញ៉ាំមកគ្រួសារឃើញអត់ដូចគ្នាគេចេញរកស៊ីម៉ែគេបោះ$10,000ឲ្យរកស៊ីខាតអត់អីទេកូនបាត់ពិសោធន៍តែយើងហ៊ានខាត់ចូលផ្ទះស្មានទេព្រោះស្អីយើងយកប្លង់ម៉ែឪយើងយកដាក់ប្រចាំធនាគារយើងត្រូវយល់ការពិតចឹងយើងអត់អាចប្រៀបធៀបគ្នាបានទេយើងត្រូវដឹងថាយើងជានរណាដើរទៅតាម flow របស់យើងហ្នឹងធ្វើអីមួយក៏ដោយត្រូវតម្លៃខ្លួនយើងសំខាន់បើមានតិចធ្វើទៅតិចទៅហើយសួរថាពេលណាមានឡានជិះបើអញ្ចឹងពេលណាមានម៉ូតូជិះអាចចាំរហូតលុយគ្រប់តែចាំតិចហើយអញ្ចឹងពេលណាបើគ្មានសមត្ថភាពរហូតផងជិះទៅអីយល់អត់បើអញ្ចឹងជាថោកម៉ូតូមិនចាំបាច់2000ណាអា500បានតែជា500ទៅមិនបានជិះ5បើសមត្ថភាពមានប៉ុណ្ណឹងត្រូវអត់ បាទកុំ អញ្ចឹងយើងទទួលស្គាល់ការពិតខ្លួនឯងយើងមានតែបើគេថាយើងថាធ្វើម៉េចបើខ្ញុំមានសមត្ថភាពតែប៉ុណ្ណឹងជាបានប៉ុណ្ណឹងហុចមិនកុំជា2000នឹងមលុះបានមលុះលើសមត្ថភាពទៀតហើយមិនអញ្ចឹងមានន័យថាខ្ញុំជិះម៉ូតូលើពីសមត្ថភាពរបស់ខ្លួនឯងហ្នឹងអា2000យកមកសមត្ថភាពខ្ញុំបានតែកែបមួយនឹងលើហ្នឹងមិនបានពេញលេងនៃម៉ូតូអញ្ចឹងយើងយល់អញ្ចឹងទៅអត់មានរឿងទេទូរស័ព្ទអីចឹងទៅប្រើប្រាក់1ឆ្នាំ10ឆ្នាំក៏មិនទៅណាចាំមិនដូរទៅណាបើយើងអត់មានលទ្ធភាពបើថាយើងចង់ដូរលុយយើងច្រើនមានអីមួយខែ5-6,000ទៅទូរស័ព្ទដេញសេរីរហូតក៏មិនអីដែរព្រោះវាអត់មានប៉ះពាល់យើងមិនអញ្ចឹងសួរថាធ្វើម៉េចដើម្បីឲ្យបានអ្វីបើយើងចង់ដូចគេប្រឹងសមត្ថភាពចង់ជិះឡាន20,000ខំប្រឹងរកលុយបាន1លានតែឡាន20,000ជាអត់អីចឹងខ្លះ បាទអញ្ចឹងភាគច្រើនបំណុលកើតមកពីការបង់មូលដោយសារយើងស្រួលចាយពេកឥឡូវយើងមានតិចអាចបង់បានយើងគិតអញ្ចឹងណាហើយពេលខ្លះជាបំណុលមួយបាទ ហ្នឹងហើយហួចមួយទៀតយើងគិតខុសស្អីចូលចិត្តចាយលុយតែខ្លួនឯងអត់មានច្រឡំហ្នឹងហើយចាយលុយខ្លួនឯងមិនមែនលុយយើងប៉ុណ្ណឹងមិនលុះមិនលុយគេហ្នឹងហើយ ថ្មីដែរចាយលុយតែខ្លួនឯងអត់មាន ហ្នឹងហើយខ្ចីគេចាយមិនចាយលុយតែខ្លួនឯងអត់មានហើយមួយចំណុចទៀតហ្នឹងយើងអត់ដែលបានគិតរឿងហានិភ័យទៅមុខថាអូយើងសុខភាពល្អតែប៉ះយើងឈឺគិតយើងបានលុយមកណាអាហ្នឹងលងលើយទៅប្រមាថទៅហួចអត់យល់ពីទិន្នន័យលេខហិរញ្ញវត្ថុទៅហ៊ានទៅចងការប្រាក់ខ្ពស់អីយកមកចាយអីហ្នឹងលងទៅហួចមនុស្សតែជាប់ដូចគ្រូនិយាយអញ្ចឹងសុខភាពមួយគឺចប់ហើយតែឈឺគឺគិតអីលែងចាញ់គិតថាម៉េចឲ្យទៅជាទេបើជាពាក់បំណុលគេធ្វើម៉េចទៅដោះដូចគេនិយាយអញ្ចឹងណាថ្ងៃមុនគេទៅសេវាក៏ប្លែកតែវាជាពិតគេថាក្មេងយុវជនឥឡូវពីដំបូងគឺមានក្តីសុបិនក្នុងការបង្កើតអាជីវកម្មក្តីសុបិនណាក្នុងការចេញរកស៊ីខូចបញ្ចេញរកស៊ីជាពាក់បំណុលគេហើយក្តីសុបិនដំបូងច្រើនចេញរកស៊ីច្រើនណាដល់ពេលខូចវាជាពាក់បំណុលគេឥឡូវក្តីសុបិនសល់តែមួយធ្វើម៉េចសងគេវិញសិនអាហ្នឹងសារយើងអត់ដឹងហើយយើងភ្លេចខ្លួនណាយើងបដោតអត់ត្រូវ ចឹងបើយើងរស់នៅគ្រាន់តែអត់មានបំណុលក៏សប្បាយចិត្តមួយបាទទៅហើយ ហ្នឹងហើយអត់បំណុលវាមិនមែនមនុស្សពីច្រើនមែនតើយើងត្រូវដឹងថាបំណុលយកមកធ្វើអីដើម្បីអីដូចគេនិយាយថាសួរថាពេលណាត្រូវខ្ចីគេតាក់ទងរកស៊ីគេខ្ចីគេមិនខ្ចីតែនិយាយចំរឿងអាជីវកម្មគេក្នុងទិស័យគេអត់ឲ្យយើងខ្ចីលុយគេមកបង្កើតអាជីវកម្មទេខ្ចីពេលណាខ្ចីនៅពេលយកមកពង្រីកចឹងទេហើយចឹងគេថាសួរទៀតថាហើយបើអត់លុយផងខ្ញុំធ្វើអាជីវកម្មត្រូវការលុយបើអត់លុយបានលុយប៉ុណ្ណា ធ្វើតាមទូចត្រូវអត់ ហ្នឹងហើយធ្វើតាមទូចមានប៉ុណ្ណាធ្វើប៉ុណ្ណឹងដែរហើយបើអត់ទៅទូចទៀតបើសុំអីតែលុយបន្តិចហ្នឹងគ្មានទៅរកស៊ីស្អីតែគ្រប់គ្រងលុយចេះប៉ុណ្ណឹងទៅរកស៊ីអី
giờ lấy chắc người riêng cục rong lùi tụi sần chắc thưa ca họ lùi xong tụi tụi nó miền tụi thưa tam tụi nó tới anh bằng control mà ឧទាហរណ៍ដូចបងទេលោកគ្រូធ្លាប់និយាយចឹងប៉ុន្តែខ្ញុំដូចជាភ្លេចលោកគ្រូអាចជួយបន្ថែមមកវិញតិចបានទេ ngố vậy đừng tính tiền anh nắng việt chia rõ tính tiền cứ tính rõ nâng này cô mấy bên chắc như sẵn kẹo nè do tình này kẹo nè ôi thoa ta tiền môi ta lại bằng mình là bây giờ chuồn mà khai đào pi rồi hơi phần mới bây giờ tính ca phèn vào rồi chân như sẵn sớm bởi bây giờ chỉ cùng tính chừng chuồn tiền năng nơi đọc phèn cho nằm vậy thôi dừng xong mà khai pram rồi con mới ban này mình sẽ đánh chiếc បាទ hai đứa chúng ta tình đẹp như cái thằng nhá ô bậc xem tinh tiết tiết chia là bỏ dương bây giờ băng ở đâu cái rụt ôm tay vào kia này thở បាទគ្រូ chứ bạn tính ở ròm thì អូ mình tình tiết thì chứ bây giờ chúng ta quay lừa rừng hải thốt dương bắt cho mình thể tình chứ cái số tiền cho bên nào thể tình bởi chứng bậc cực chứng mình chỉ bắt đánh tay nơi này cái tình này tính bên nó bên đôi tính tính ở ròm tính ở bên trao đấy nó dương ta lên trên số sọ lại ta lên họ không chạy lên bay buôn hẻm mỗi ta lên bên sọ lại tính ở ròm sọt thế nhé បាទ ចឹងនៅពេលដែលយើងមានលទ្ធភាពទិញអារម្មណ៍ហ្នឹងសូមយើងទិញហើយបើយើងអត់មានលទ្ធភាពទិញអារម្មណ៍យើងទៅទិញដែរយើងទិញអារម្មណ៍ហើយយើងវេទនាផ្លូវចិត្តអង្ក្រោយណា យល់អូខេតើតើមួយហេតុអីមកថតខ្ញុំដូចជារៀនបានពីរធំធំទី1ចាយលុយគេហើយលុយមិនមែនលុយខ្លួនឯងហងបងមលួដូចមានន័យថាលុយគេឧទាហរណ៍ទិញ iPad នេះចឹងបើយើងទៅបងមលួលុយរបស់គេសុទ្ធហ្នឹង ហ្នឹងហើយ ហើយមួយទៀតទិញអារម្មណ៍ហើយយើងច្រឡំថាយើងបងមលួផ្ទះហ្នឹងផ្ទះយើងណាដល់ពេលយើងអត់លុយគ្រប់បងគេយកទៅវិញបាត់ ហ្នឹងហើយហើយដល់តែយើងមានលទ្ធភាពទិញទៅវិញចោលបងអត់បាន ទិញ ហើយ ដាច់ហ្មងអាហ្នឹងបា ចឹង ត់ បាន ជឿ តែ របស់ យើងថាខ្ញុំបរៀនពីរបៀបគិតពីរយ៉ាងបើយើងអត់ដឹងកេតនេះថាពេលណាគួរទិញអារម្មណ៍ណា បាទគ្រូ យើងសិក្សាហេតុផលទៅពីបានហើយទី1នៅពេលណាដែលយើងអាចចំណាយត្រឹមតែ 10% នៃទ្រព្យរបស់យើងទៅទិញអាហ្នឹងអត់អីទេ ចំណាយ អូមកថាស្រក់ចង់ទិញឡានមួយតម្លៃ$200,000អញ្ចឹងបើសិនជាស្រស់មាន2លានទៅទិញ$200,000អត់អីតិចចុះ ជឿរបស់ យល់ទេមិនមាន20000ទៅទិញ$200,000ទេណាមាន2លានទៅទិញ$200,000ចុះអូខេទិញបានអាហ្នឹងយើងទិញអារម្មណ៍ បាទ មិនជាទិញទ្រព្យអាហ្នឹងគេទិញអារម្មណ៍ទិញទ្រព្យមានន័យវាបង្កើតចំណូលអាហ្នឹងទិញអារម្មណ៍យើងទី2សួរពេលណានៅពេលដែលយើងគិតថាអូមកថាទិញថ្ងៃហ្នឹងស្អែកចោលរួចបាត់ក៏អត់អីដែរទិញតែ ជឿគ្រូ យល់ទេ បាទគ្រូ ពួកគាត់មកថាទិញទៅក៏មកខ្ចីលុយគេទិញ$200,000យើងមានតែ$20,000ចោលដូចបាត់មិនកើត នៅ ទុក គេ សោ លួ ក ចបាត់ហើយមានតែសងគេទេ ហ្នឹងហើយចឹងយើងត្រូវមានតែហេតុផលពីរហ្នឹងយើងសួរតែពីរសំណួរទី1តើវាលើសពី 10% អត់ បា ហើយ ទ វាកំឡុងប្រហែល 10% ក្រុម 10% ទិញទៅអត់អីព្រោះដោយសារទោះបីបាត់ក៏អត់អីដែរហើយទី2បើសិនយើងទិញឲ្យបាត់អត់អីមានន័យថា វាមិន តិចតួច ទួច ចំពោះយើង អូខេ ហ្នឹងទៅយើងមិនថាយើងមានលុយ$11បាត់$10បាក់ចិត្តហ៎ហើយតែបើយើងមាន$1លានបាត់$10ព្រោះអត់ដឹងទេមែនណា បាទ ហ្នឹងអាហ្នឹងចឹងយើងរៀនគិតចឹងតើថាវាមើលទៅវាពិបាកតិចតែវាជាការពិតតើណាឃើញយ៉ាងបានគឺអត់ងាយមានរឿងទេតែធ្វើមិនឲ្យធ្វើបានហ្នឹងគិតតាមហ្នឹងទៅតែ អូខេត្រឡប់មកវិញការចែកមួយគ្រូដូចជាយូរដែរហើយអញ្ចឹងជាចុងក្រោយលោកគ្រូមានអីផ្ដាំផ្ដាតអ្នកស្ដាប់ដែរលោកគ្រូ សប្តាហ៍សារអ្នកស្លាប់ភិកច្រើនអាចថាជាយុវជនឬក៏យុវវ័យភិកច្រើនហ្នឹងចំណុច5ផ្សាយសំខាន់បំផុតគឺធ្វើម៉េចអាសាបណ្ឌិតមើលខ្លួនឯងរីកចម្រើនអត់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយឆ្នាំទៅមួយឆ្នាំពួកការរីកចម្រើនរបស់យើងនឹងជាសំខាន់ពួកអ្វីៗទំនួលខុសត្រូវរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំកើនអត់ឈប់ទេអញ្ចឹងបើយើងអត់រីកចម្រើនទេទៅថ្ងៃអនាគតយើងអាចនឹងមានវិបត្តិហើយយើងអាចនឹងស្រ័យក្រោយបាទអញ្ចឹងចំណុចសំខាន់មានតែប៉ុណ្្នឹងទេ អញ្ចឹងត្រឡប់មកតួនាទីខ្ញុំវិញជាការសង្ខេបប៉ុន្តែដូចជាច្រើនពេកហើយខ្ញុំសង្ខេបអត់អស់ទេអញ្ចឹងគ្រាន់ថាចំណុចធំដែលខ្ញុំបង្កើត podcast អេពីសូតនេះឡើងគឺតង់និយាយពាក្យតង់ជាមួយនឹងការអភិវឌ្ឍសមត្ថភាពគួរតែអភិវឌ្ឍបែបណាជ្រើសរើសអភិវឌ្ឍបែបណាមិនត្រឹមត្រូវហើយនឹងបន្តបែបណាហើយវាឆ្លៀតចូលទៅដល់ soft skill hard skill តកតងមួយការអភិវឌ្ឍរក្សាគ្រប់គ្រងលុយអីបន្ថែមទៀតអញ្ចឹងខ្ញុំសង្ឃឹមថាការជជែកវែកញែកជាមួយលោកគ្រូអាចជាផ្លូវឬក៏ជាស្ពានមួយដល់អ្នកទាំងអស់គ្នាដើម្បីយកទៅដោះស្រាយបញ្ហាដែលអ្នកទាំងអស់គ្នាជួបអញ្ចឹង podcast អេពីសូតនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនបើមានជា topic ណាដែលចង់ឲ្យខ្ញុំយកមកជជែកជាមួយលោកគ្រូបន្ថែមអាចលើកមកដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឬក៏បន្ថែមទៀតអញ្ចឹងណាអញ្ចឹងជាកុងក្រោយខ្ញុំសូមអរគុណលោកគ្រូដែលចំណាយពេលដែលមានតម្លៃមកចូលរួមចែកម្លែកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ
អ្នកទាំងអស់គ្នា